จุดเดซูสุดแสดงต่างគ្នាจุดเด่นที่ได้จุดหนึ่งแอดมินสมัยรีวิวงานนี้ได้แอดมินนำมาสำหรับเรื่องไลฟ์ซอฟได้เรื่องมือนั่งเราเอามือคลามันแตนให้แอดมินมาสำหรับนั่งก็คือสำหรับตามไปเพียบมือเราหดดับเพียบบรรจับแต่มาเดิงนะโอเคต่างគ្នាយើងចូលមកដល់រឿងរបស់យើងតែម្ដងទៅไส้เรื่องទាំងមូលគឺនិយាយអំពីហាងលក់អំពូលភ្លើងមួយកន្លែងដែលហាងមួយហ្នឹងគឺបើកតែពេលយប់ទេរឿងមួយហ្នឹងល្អមើលខ្លាំងមែនតើមានទាំងមនុស្សល្អមនុស្សអាក្រក់មនុស្សចម្លែកដល់ពេលអញ្ចឹងទៅល្អមើលប្លែកដូចនេះយើងមកតាមដានជាមួយនឹងរឿងទាំងអស់គ្នាផ្ដើមនៃរឿងដំបូងគឺឃើញបារម្ភម្នាក់ក៏ពងតែចេញធ្វើការនៅពេលយប់ហើយពេលនោះដែរគាត់ក៏បានឃើញនារីម្នាក់ក៏ពងតែអង្គុយនៅចំណតឡានក្រុងហ្នឹងតែម្នាក់ឯងដល់ពេលឃើញអញ្ចឹងគាត់បារម្ភណាស់ដៃរបស់នាងគឺគួររហូតតែម្ដងថ្ងៃនេះគឺបានជួបហើយប៉ុន្តែថ្ងៃស្អែកឡើងនេះគាត់ក៏បានជួបនាងទៀតដូចនេះក្នុងនាមជាបារម្ភម្នាក់គាត់ត្រូវទៅសួរនាំអីគាត់បាននិយាយថាតើនាងគឺជាណាគេចង់ទៅណាមែនពេលនោះនាងមានមាត់ទេសម្លឹងមើលទៅកាន់បារម្ភម្នាក់នោះបុរសម្នាក់នោះគាត់ក៏បាននិយាយទៀតឲ្យលេខទូរស័ព្ទគ្រួសាររបស់នាងមកចាំខ្ញុំតាក់ទងឲ្យនាងនៅឡើងស្ងៀមហ្មងណាហើយក៏និយាយថាតើលោកស្គាល់ខ្ញុំមែនដល់ពេលគេសួរអញ្ចឹងគឺយើងដែរស្គាល់គេទេដូចនេះបារម្ភម្នាក់នោះគាត់ក៏បានដើរចេញទៅនៅពេលដែលថ្ងៃហ្នឹងបានកន្លងផុតទៅថ្ងៃស្អែកហ្នឹងក៏ឈានជើងចូលមកដល់ហើយក្នុងថ្ងៃនេះដែរគឺមានភ្លៀងធ្លាក់ខ្លាំងមែនទែនដល់ពេលឃើញអញ្ចឹងបារម្ភម្នាក់នេះគាត់ក៏បានទៅជួយនារីម្នាក់នោះទៅហើយនាងក៏បាននិយាយថាពួកយើងជួបគ្នា3ដងហើយអញ្ចឹងមានន័យថាលោកក៏បានស្គាល់ខ្ញុំដែរដល់ពេលដែលស្គាល់អញ្ចឹងហើយទើបនាងព្រមទៅតាមបារម្ភម្នាក់នោះមិនយូរប៉ុន្មានពួកគេក៏បានដើរដល់បន្ទប់ស្នាក់នៅរបស់បារម្ភម្នាក់នោះនាងក៏បាននិយាយថាលោកឆាប់ចុចចដាយន្តទៅគេហ្នឹងក៏ចុចចដាយន្តតាមអ្វីដែលនាងប្រាប់ពិតមែនហើយមនុស្សស្រីម្នាក់ហ្នឹងចាប់ផ្ដើមលេងមាត់ហើយមិនត្រឹមតែឲ្យបារម្ភម្នាក់ហ្នឹងចុចចដាយន្តទេថែមទាំងឲ្យបារម្ភម្នាក់ហ្នឹងចុចចូលបន្ទប់ទៀតណោះបើបន្ទប់បានហើយហ្នឹងអត់ចូលទេតោះតែគេនិយាយថាតានាងអញ្ជើញចូលមកតើតែម្ចាស់គេអនុញ្ញាតទើបនាងអាចចូលទៅបានហើយយើងក៏ទាន់ដឹងដែរថាមានរឿងអីព្រោះតែសាច់រឿងបានបង្ហាញមកកាន់មន្ទីរពេទ្យមួយកន្លែងតែពេលហ្នឹងមានអ្នកគ្រូពេទ្យជាច្រើននាក់ក៏កំពុងតែនៅប្រចាំការនៅទីនេះនៅពេលហ្នឹងដែរពួកគាត់រវល់ខ្លាំងមែនទែនមិនទាន់បានញ៉ាំបាយទេពេលនោះដែរក៏មានអ្នកគ្រូម្នាក់គាត់ញ៉ាំផ្លែឈើបាន2-3ហើយគាត់ក៏បានប្រាប់ឲ្យអ្នកគ្រូផ្សេងទៀតទៅរកអីញ៉ាំទៅចាំនាងជាអ្នកចាំក៏បានដែរពេលនោះក៏មានបារម្ភម្នាក់បាននៅទីនេះនាងព្យាយាមសួរនាំយ៉ាងណាក៏បារម្ភអ្នកនឹងអត់បានមាត់ទេឃើញថាស្មានថាបារម្ភអ្នកនឹងក៏នាងខំធ្វើកាយពិការតែខណៈពេលនឹងអត់ទាន់បានសួរនាំអីផងសញ្ញានៅក្នុងកុំព្យូទ័រក៏បានបង្ហាញថាមានអ្នកជំងឺម្នាក់អាការៈរបស់គាត់កំពុងតែធ្វើតកៃអ្នកគ្រូពេទ្យក៏បញ្ញាប់ទៅជួយសង្គ្រោះគាត់ពេលដែលជួយសង្គ្រោះគាត់មានសុវត្ថិភាពហើយបារម្ភម្នាក់ដែលនាងមិនឃើញមិញនេះក៏សាប់តែបាត់ឈឹងហ្មងអត់ដឹងទៅណាទេបន្ទាប់ពីនឹងមករឿងក៏បានបង្ហាញមកកាន់បារម្ភម្នាក់ទៀតក៏ប៉ុន្តែនៅបន្ទប់ជួលដែរគាត់រាននិយាយពីថាលងាខ្លាំងមែនតើលងាមកជុំទេងុំនឹងខ្លាចតែម្ដងព្រោះតែពេលហ្នឹងគឺថាមានឆ្កែលូឡើងពេញនឹងហ្មងណាគាត់ខ្លាចផងលងាផងមានណាខ្លងភួយឡើងចិត្តបន្តពីហ្នឹងមកសាច់រឿងក៏បានបង្ហាញមកកាន់ហាងអំពូលភ្លើងមួយកន្លែងហើយដែលជាហាងតួឯករបស់យើងនឹងឯងហាងមួយនេះដែរគឺបាត់តែពេលយប់ទេពេលហ្នឹងពូម្ចាស់ហាងកំពុងតែធ្វើការរៀបចំហាងនិយាយអំពីហាងរបស់គាត់វិញគឺថាមានអំពូលច្រើនខ្លាំងមែនតើមានទាំងអំពូលព្យួរជញ្ជាំងអំពូលនៅលើតុហើយអំពូលសុទ្ធតែស្អាតហ្មងណាចំពោះភ្ញៀវរបស់គាត់វិញក៏មានច្រើនប្រភេទដែរអ្នកខ្លះទៅក៏មកតែងតាមធម្មតាអ្នកខ្លះទៅមកហើយសួរនាំមិនមាត់ទៀតដូចជាបារម្ភអ្នកនឹងអញ្ចឹងមករបៀបថាចម្លែកហ្មងណាហើយភ្ញៀវរបស់គាត់មានចាស់សន្តានខ្លះមែនតើអ្នកខ្លះមកសួរនាំមាត់ទេក៏ចង់ទៅប៉ះអំពូលមួយតែពេលហ្នឹងពូម្ចាស់ហាងគាត់ឲ្យប៉ះទេហើយក៏ចកវ៉ែនតារបស់គាត់ក៏ប្រែទៅជាស្អាតដូចជាត្រូវតកអញ្ចឹងណានៅពេលនោះដែរបារម្ភអ្នកនោះក៏បានដើរចេញទៅព្រោះតែពូម្ចាស់ហាងគាត់អត់ឲ្យប៉ះអំពូលមួយនឹងឡើយសាច់រឿងក៏បានបង្ហាញមកកាន់សាលារៀនមួយកន្លែងពេលហ្នឹងក៏មានសិស្សស្រីម្នាក់ក៏ប៉ុន្តែឈរសម្លឹងទៅកាន់សិស្សម្នាក់នៅខាងលើហើយពួកគេជាសិស្សរៀនពេលយប់អីអញ្ចឹងណាក៏ប៉ុន្តែរៀនហ្នឹងសិស្ស4នាក់នេះអត់មានស្ដាប់គ្រូអីទេនាំគ្នានិយាយរឿងខ្មែរអញ្ចឹងទៅពួកគេនិយាយថាឯងដឹងអត់នៅសាលារបស់ពួកយើងគឺគេបានឃើញសិស្សស្រីម្នាក់ឲ្យតែថ្នាក់ណាមានទុកអង្គុយម្នាក់ឯងនាងដឹងតែមករៀនហីពួកយើងអត់ដឹងទេថានាងគឺជាណាគេរៀនអត់កើតរៀនទេណាចំពោះមកជុំពូម្ចាស់ហាងវិញគាត់ដាក់ផឹកកាហ្វេអស់ច្រើនខ្លាំងមែនតើព្រោះតែគាត់បើហាងនៅពេលយប់ពេលនោះដែរក៏មាននារីស្បែកជើងក្រហមបានដើរចូលមកហើយសួរនាំថាត្រូវការអីចង់បានដៃនាងក៏អត់មាត់ដែរចង់ទៅប៉ះអំពូលភ្លើងរបស់ពូម្ចាស់ហាងទៀតតែពូម្ចាស់ហាងនិយាយយ៉ាងមើងម៉ាត់តែម្ដងហាមប៉ះអំពូលនេះ
បន្ទាប់ពីគេអត់ឲ្យប៉ះមកនារីស្បែកជើងក្រហមអ្នកហ្នឹងគាត់ក៏បានដើរចេញទៅបន្ទាប់ពីហ្នឹងមកទៀតរឿងក៏បានបង្ហាញមកកាន់សិស្សពេលហ្នឹងក៏ដល់ម៉ោងចេញហើយមុនហ្នឹងនិយាយរឿងខ្មោចបន្លាចគ្នាឥឡូវនិយាយទៀតហើយគេនិយាយថាអេផ្លូវហ្នឹងស្ងាត់ណាតែហ៊ានដើរដឹងតែជួបមនុស្សចម្លែកឬមួយក៏ជួបខ្មោចជាមិនខានតែក៏មានសិស្សស្រីម្នាក់ក្លាហានមែនតើនាងមានឈ្មោះថាយុនជូដើរតែម្នាក់ឯងក្លាហានណាស់ប៉ុន្តែដើរបដើហ្នឹងចាប់ដើមខ្លាចបដើហើយមិនយូរប្រហែលយុនជូហ្នឹងក៏បានដើរមកដល់ហាងលក់អំពូលភ្លើងហើយមើលទៅនាងនិងម្ចាស់អំពូលភ្លើងហ្នឹងដូចជាស្និទ្ធស្នាលជាមួយនឹងគ្នាពូម្ចាស់ហាងថែមទាំងយកស្ករគ្រាប់ឲ្យនាងញ៉ាំទៀតណកំពុងតែញ៉ាំស្ករគ្រាប់បដើហ្នឹងគាត់ក៏បាននិយាយអំពីខ្សែកមួយដែលខ្សែកមួយហ្នឹងគឺជាខ្សែកប៉ារបស់យុនជូដែលឲ្យនាងកាលពីក្មេងយុនជូបាននិយាយថាប៉ារបស់ខ្ញុំស្រឡាញ់ខ្ញុំគាត់ឲ្យខ្ញុំតាំងពីក្មេងម៉ែពូម្ចាស់ហាងក៏និយាយថាត្រូវហើយពេលនោះដែរគាត់ក៏បាននិយាយបន្តទៀតថាឯងចេញពីរៀនយប់អញ្ចឹងប្រយ័ត្នចែងផងទៅព្រោះថាមនុស្សដែលឯងឃើញពួកគេអាចមិនមែនជាមនុស្សក៏ថាបានពួកគេអាចជាមនុស្សចម្លែកហើយខ្ញុំក៏អញ្ចឹងដែរព្រោះថាខ្ញុំអាចដឹងថាម្នាក់ណាគឺជាមនុស្សធម្មតាម្នាក់ណាគឺជាមនុស្សចម្លែកគាត់និយាយចឹងហើយក៏បានសម័យទៅកាន់នារីម្នាក់ស្បែកជើងក្រហមបរិសម្នាក់ដែលមានរាងកាយរបស់គាត់គឺកកតកតែម្ដងណាហើយក៏មានបរិសម្នាក់ទៀតដែលមានទឹកហូរចេញពីត្រចៀកមើលទៅឡើងដូចជាសាកសមអញ្ចឹងគាត់និយាយថាទាំងអស់គឺជាសមត្ថភាពរបស់គាត់ប៉ុន្តែគាត់ត្រូវមើលដោយសារតែការពិចារណានិងប្រយ័ត្នប្រយែងបំផុតទើបគាត់អាចកត់សម្គាល់បានហើយបើឯងឃើញឯងធ្វើជាមិនឃើញទៅពួកគេនឹងមិនដឹងទេបន្ទាប់ពីនិយាយជាមួយនឹងគ្នាហើយជួនជូក៏បានលាពូម្ចាស់ហាងដើម្បីត្រឡប់ទៅផ្ទះវិញពេលនោះពូម្ចាស់ហាងហ្នឹងក៏បានឲ្យអំពូលភ្លើងមួយទៅកាន់នាងព្រោះថាគាត់នឹងពលឺផ្លូវចំពោះស្ករគ្រាប់របស់គាត់វិញមើលទៅយន្តជួមកហាងហ្នឹងរហូតម៉ែព្រោះថាសបកស្ករគ្រាប់មាននឹងច្រើនខ្លាំងមែនតែនមើលទៅពួកគេធ្លាប់ស្គាល់គ្នាពីមុនមកអីចឹងណាបន្ទាប់ពីហ្នឹងមករឿងក៏បានបង្ហាញមកកាន់បរិសម្នាក់ដែលយើងបានឃើញការពីផ្ដើមរឿងនៅពេលនោះដែរបរិសម្នាក់នោះបានចូលក្នុងបន្ទប់បាយគេបានយកកសែងទៅឲ្យនារីម្នាក់នោះដើម្បីជូតស្តក់ប៉ុន្តែពេលហ្នឹងគាត់ក៏បានឃើញដៃរបស់នាងគូឡើងឡើងពងតែម្ដងណាដែលវាកើតឡើងក៏ព្រោះតែនាងយកដៃគោទៅនឹងបងអង្គុយកន្លែងឡានក្រុងពេលនោះដែរបរិសម្នាក់នោះក៏បានឃើញហើយក៏ចាប់ផ្ដើមភ័យខ្លួនហើយខណៈពេលហ្នឹងនាងក៏ចាប់ផ្ដើមយកកាបូបរបស់នាងមករូតវាតិចពេលដែលបើកឡើងនៅក្នុងនោះគឺសុទ្ធតែជាអាវុធហ្មងណាគ្រាន់តែយើងឃើញប៉ុណ្ណឹងក៏ដឹងដែរថាបរិសម្នាក់ហ្នឹងគឺដឹងទៅចប់ហ្មងហើយរឿងក៏បានបញ្ចាំងមកកាន់ពូម្ចាស់ហាងវិញម្ដងពេលហ្នឹងយើងក៏ស្រាប់តែឃើញថាពូម្ចាស់ហាងមិនមែនជាមនុស្សក្មេងឯណាគាត់មានស្បែកជ្រួននិយាយទៅជាមនុស្សចាស់តែម្ដងអញ្ចឹងពូម្ចាស់ហាងក៏ជាមនុស្សចម្លែកដែរយន្តជួយរបស់យើងវិញនាងបានត្រឡប់មកដល់កន្លែងស្នាក់នៅរបស់នាងហើយពេលនោះក៏បានជួបជាមួយនារីម្នាក់អមិញដែលយូវ៉ាលីយ៉ូនាងក៏បាននិយាយថាសួស្ដីបែបជាការគួរសមអីចឹងទៅតែនារីម្នាក់មិញក៏ស្រាប់តែមានអារម្មណ៍ថាចម្លែកហើយនាងក៏បានឈប់នឹងសម្លឹងមើលទៅកាន់យន្តជួយយ៉ាងទឹកមុខយ៉ាងចម្លែកតែម្ដងដូចជាគ្មានអ្នកណាគួរមើលឃើញនាងទេយន្តជួយបែរជាមើលឃើញនាងអញ្ចឹងតើនាងគឺជាមនុស្សឬក៏ជាមនុស្សចម្លែកយកទាន់ដឹងទេហើយរឿងមួយហ្នឹងក៏បានស្លេះតែប៉ុណ្្នឹងឯងផ្ដើមនៃរឿងនៃពេលទី2ហ្នឹងយើងក៏បានឃើញនារីម្នាក់នាងមានឈ្មោះថាសុនហេណាកំពុងតែមើលផ្ទះចាស់មួយដោយសារតែនាងចង់បដូរផ្ទះមកនៅកន្លែងហ្នឹងព្រោះលុះថានៅតំបន់ហ្នឹងជាតំបន់ស្ងប់ស្ងាត់ងាយស្រួលសម្រាប់នាងធ្វើការព្រោះថានាងធ្វើការជាអ្នកនិពន្ធណាហើយម្ចាស់ផ្ទះវិញគាត់ហ្នឹងកំពុងតែនិយាយសរសើរអំពីផ្ទះរបស់គាត់ថាផ្ទះរបស់គាត់ចាស់មែនតែតម្លៃសមរម្យមានការរស់នៅបានល្អទឹកភ្លើងក៏ស្រួលទៀតពេលនោះសុនហេក៏បានឃើញបន្ទប់មួយជាប់សោណាក៏បានសួរម្ចាស់ផ្ទះថាបន្ទប់ហ្នឹងហេតុអីក៏ចូលអត់បានម្ចាស់ផ្ទះក៏និយាយថាបន្ទប់ហ្នឹងកំពុងតែជួសជុលឯងមិនបាច់ចូលទេតែសុនហេក៏មិនសូវជាខ្វល់ដែរបន្ទាប់ពីនិយាយរៀបរាប់ជាមួយនឹងម្ចាស់ផ្ទះរួចហើយនាងក៏បានរើអីវ៉ាន់មកនៅបន្ទប់ហ្នឹងតែម្ដងមកនៅភ្លាមហ្នឹងក៏ចាប់ផ្ដើមរៀបចំយកសភៅយកអីទុកដាក់ព្រោះថាខ្លួនឯងជាអ្នកនិពន្ធនោះអញ្ចឹងសភៅច្រើនណាសំខាន់រៀបចុះរៀបឡើងក៏ដល់យុគបាត់ហើយអាកំណាជួតជើងរបស់គេទាំងអស់គ្នាដាក់អក្សរសុទ្ធតែ Sweet Home ទៀតចាំមើលតែខ្មោចលងហើយ Sweet Home មិន Sweet Home ក៏អត់ដឹងទេមិនត្រឹមតែប៉ុណ្្នឹងទេសុនហេក៏បានរៀបចំដំឡើងកញ្ចក់មួយនៅក្បែរបន្ទប់របស់នាងតឡើងចុះតឡើងឡើងហើយក៏ឈឺដៃទៀតព្រោះវាយចំដៃខ្លួនឯងតែអីទេក្នុងនាមជានារីម្នាក់ដែល strong woman independent ណាត្រូវទៅតស៊ូនាងក៏បានរៀបចំផ្ទះក៏ដូចជាដំឡើងកញ្ចក់ដំឡើងអីហើយក៏មិនភ្លេចយកវាំងននហ្នឹងទៅបាំងបន្ទប់មួយដែលម្ចាស់ផ្ទះហ្នឹងក៏បានហាមឃាត់ដែរ
នៅខណៈពេលនោះដែរសាច់រឿងក៏បានបង្ហាញអំពីសិស្សប្រុសម្នាក់ដែលគេចេញពីរៀននៅពេលយប់ហើយគេត្រូវឆ្លងការដើរផ្លូវនៅម្ដុំហ្នឹងដើម្បីត្រឡប់ទៅផ្ទះរបស់គេណាប៉ុន្តែដើរបដាហ្នឹងជ្រៀងបដាព្រោះថាខ្លាចខ្មោចពេលហ្នឹងក៏ឮសំឡេងចម្លែកចេញពីផ្ទះមួយតែផ្ទះមួយហ្នឹងមានមនុស្សនៅផងហ្នឹងចុះសំឡេងហ្នឹងគឺជាសំឡេងណាគេអូនហេណែបន្ទាប់ពីរៀបចំប្រទេសអស់ហើយនាងក៏ចាប់ផ្ដើមធ្វើការងាររបស់នាងដែលការងាររបស់នាងធ្វើជាអ្នកនិពន្ធរឿងបន្លំលោកនិពន្ធសិភៅត្រូវការកន្លែងស្ងប់ស្ងាត់ដើម្បីផ្ចង់អារម្មណ៍ផ្ចង់គំនិតក្នុងការសរសេរសៀវភៅអញ្ចឹងណាប៉ុន្តែកំពុងតែសរសេរហ្នឹងក៏ឮសំឡេងសិស្សប្រុសម្នាក់ដែលបានជ្រៀងនៅខាងក្រៅធ្វើឲ្យនាងខឹងខ្លាំងមែនតើសិស្សប្រុសឯនេះជ្រៀងបដាស្រ័យបដាមិនយូរប្រហែលគេក៏បានមកដល់ហាងលក់អំពូលភ្លើងហើយពេលឃើញពូម្ចាស់ហាងអញ្ចឹងគេក៏លែងភ័យដែរព្រោះចិត្តដល់ផ្ទះរបស់គេហើយសុនហេណែសរសេរបានប្រហែលហ្នឹងនាងក៏បានងុយគេងបន្ទាប់មកក៏បានគេងតែម្ដងតែនៅសុកហ្នឹងភ្លើងអំពូលរបស់នាងក៏បានដាច់ហើយយើងក៏បានឃើញថាដូចជាមានសមោលខ្មោចមួយនៅក្បែរបន្ទប់របស់នាងអញ្ចឹងអីដឹងតែព្រឺព្រួយចៃផ្ទះហ្នឹងស្អែកឡើងនេះសុនហេក៏មិនសូវជាឈឺក្បាលអីប្រហែលដែរគេអង្គុយអានសៀវភៅតាមធម្មតាចឹងទៅព្រោះគេជាមនុស្សចូលចិត្តអានសៀវភៅណាតែនៅសុកហ្នឹងផ្ទះរបស់នាងក៏បានដាច់អំពូលទៀតដែរនិយាយពីថាសាំមែនតែនហ្មងណានៅខណៈពេលនោះដែរគឺក៏ងឹតឈឹងឈុកតែម្ដងបន្ទាប់មកនាងក៏បានដើរទៅឆែកមើលបារ៉ាតមើលភ្លើងអញ្ចឹងទៅក្រែងលុយមានការឆ្លងចរន្តអគ្គិសនីសាច់រឿងក៏បានបង្ហាញមកកាន់មន្ទីរពេទ្យដែលពេលហ្នឹងលោកវេជ្ជបណ្ឌិតក៏ពុកពិនិត្យទៅកាន់អ្នកជំងឺម្នាក់ក៏ពងតែពិនិត្យហើយហ្នឹងគាត់ក៏បានដើរចេញមកក្រៅជួបមនុស្សសាច់ញាតិក៏បានសួរសុខទុក្ខអីអញ្ចឹងទៅហើយគាត់ក៏បានប្រាប់ថាឲ្យខ្ញុំសុំទោសផងខ្ញុំមកព្យាយាមជួយអស់ពីលទ្ធភាពទៅហើយតែពួកយើងមិនអាចធ្វើអ្វីបានទេគ្រប់យ៉ាងគឺពឹងទៅលើអ្នកជំងឺពេលហ្នឹងគឺសេតទាំងអស់គ្នាហ្មងណារឿងក៏បានបង្ហាញមកកាន់សុនហេវិញម្ដងគេងូតទឹកផ្លុំសាក់ផ្លុំអីហើយតែក៏បានឃើញអ្វីមួយយ៉ាងនៅក្បែរបន្ទប់មួយទៀតក្នុងចិត្តគិតថាអត់មានអីទេប៉ុន្តែអារម្មណ៍នេះវាចេះតែសង្ស័យតែនាងក៏មិនសូវជាខ្វល់អីដែរព្រោះមិនមែនជាមនុស្សខ្លាចខ្មោចអីណាក៏បន្តធ្វើការទៀតទៅតែធ្វើការហ្នឹងភ្លៀងហ្នឹងក៏ធ្លាក់ទៀតនិយាយថានាងឲ្យឈឺក្បាលខ្លាំងមែនតើរើមកនៅកន្លែងស្ងាត់ដើម្បីស្រួលធ្វើការប៉ុន្តែអត់ដែលធ្វើការបានស្រួលទេពេលហ្នឹងភ្លើងក៏ដាច់ទៀតដែលធ្វើឲ្យសុនហេកាន់តែមួម៉ៅខ្លាំងមែនតើណាតែពេលហ្នឹងដែរបន្ទប់មួយដែលជាបន្ទប់ជាប់សោនាងហ្នឹងក៏បានឃើញថាបន្ទប់ហ្នឹងបែរជាមានភ្លើងទៅវិញអញ្ចឹងបងតខឹងផងដើរទៅបើកមើលតែបន្ទប់ហ្នឹងមានអីហេតុអីបានជាមានភ្លើងអញ្ចឹងទាំងណែផ្ទះរបស់នាងដាច់ទៅហើយឥឡូវយើងទៅមើលអ្នកគ្រូពេទ្យយងជីវិញម្ដងពេលហ្នឹងគាត់បានដើរចុះក្នុងបន្ទប់ទឹកគាត់ពិបាកចិត្តខ្លាំងមែនតើនៅពេលដឹងថាអ្នកជំងឺដែលគាត់ខំមើលថែមិនអាចជួយសង្គ្រោះបានគ្រប់យ៉ាងគឺអាស្រ័យទៅលើឆន្ទៈនៃជំងឺដែលអ្នកជំងឺហ្នឹងខិតខំប្រឹងប្រែងតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺដោយខ្លួនឯងអញ្ចឹងណាខណៈពេលហ្នឹងក៏មានស្ត្រីម្នាក់បានដើរមកនិយាយជាមួយនឹងអ្នកគ្រូពេទ្យដែលគាត់និយាយថាគ្រប់យ៉ាងអាស្រ័យទៅលើអ្នកជំងឺហ្នឹងតើមានន័យដូចម្ដេចតើពួកគេអាចដឹងខ្លួនបានដូចម្ដេចបើសិនជាពួកគេកំពុងតែស្លាប់ហ្នឹងពេលហ្នឹងអ្នកគ្រូពេទ្យក៏បាននិយាយថាត្រង់ចំណុចហ្នឹងខ្ញុំក៏ឆ្ងល់ដែរកាលពីខ្ញុំនៅក្មេងខ្ញុំបានធ្លាប់ជួបគ្រោះថ្នាក់មួយខ្ញុំក៏បានសន្លប់លោកគ្រូពេទ្យក៏មិនអាចធ្វើអ្វីបានត្រឹមតែគ្រប់យ៉ាងគឺអាស្រ័យទៅលើខ្ញុំតែខ្ញុំចង់ដឹងខ្លួនកម្រិតណាម៉ាក់របស់ខ្ញុំតែងតែបនសាមចំណិចសូមឲ្យខ្ញុំដឹងខ្លួនឡើងខណៈពេលនោះដែរភ្លើងក៏ស្រាប់តែលត់ភ្លឹបផ្លាតតែម្ដងមិនដឹងថាមានរឿងអ្វីកើតឡើងទេហើយមាននារីម្នាក់បានមកនិយាយយ៉ាងខ្លាំងប្រាប់ថាអ្នកគ្រូពេទ្យត្រូវទៅជួយគេគេដឹងខ្លួនត្រូវទៅជួយគេដឹងខ្លួននិយាយពីថាអ្នកគ្រូពេទ្យយងជាខ្លាចមែនតើប៉ុណ្ណឹងគឺដឹងហើយថាមុនហ្នឹងគឺមានខ្មោចនឹងឯងនៅពេលនោះដែរគ្រប់យ៉ាងក៏ប្រែត្រឡប់មកជាធម្មតាវិញគឺដោយសារតែអ៊ីអនាម័យគាត់បានសួរឲ្យថាអ្នកគ្រូពេទ្យមានរឿងអីមែនគឺតែប៉ុណ្្នឹងទេអ្នកគ្រូពេទ្យបាសសាក់រហូតតែម្ដងចំពោះសង្ហេរបស់យើងវិញគាត់បើកភ្លើងជួយក្នុងបន្ទប់មួយហ្នឹងហើយក៏បានឃើញថាក្នុងបន្ទប់មួយហ្នឹងមានអំពូលភ្លើងមួយអំពូលភ្លើងទៅតែមួយទេនាងក៏បានចុចបិទទៅខណៈពេលហ្នឹងសិស្សប្រុសដែលកំពុងតែដើរនៅខាងក្រៅនេះគេបានដល់ទីហ្នឹងល្មមដល់ពេលឃើញសុកភ្លើងរលត់ចឹងគេខ្លាចណាស់គេហ្នឹងក៏ស្រែកច្រៀងកាន់តែលឺដើម្បីកុំឲ្យភ័យខ្លាចប៉ុន្តែពេលហ្នឹងសងហេហ្នឹងគេក៏បានបើកប្អូចអញ្ចឹងណាហើយក៏បាននិយាយថាហេឯងគឺជាប្រុសម្នាក់ដែលស្រែកច្រៀងនៅពេលយប់ហ្នឹងមែនឯងដឹងអត់វារំខានខ្លាំងណាស់នៅខណៈពេលហ្នឹងសិស្សប្រុសម្នាក់ហ្នឹងបានសម្លឹងទៅកិនសុងហេគេអត់និយាយអីទាំងអស់ហ្មងតែទឹកមកក៏ខ្លាចខ្លាំងមែនតើហើយគេហ្នឹងក៏បានរត់បាត់ទៅឃើញអញ្ចឹងសុងហេដូចជារឿងឆ្ងល់អត់ទាន់បាននិយាយអីផងម្នាក់ហ្នឹងបែរជាខ្លាចគេទៅវិញ
បន្ទាប់ពីនឹងមកទេសាច់រឿងក៏បានបង្ហាញមកកាន់សិស្សដែលរៀននៅវេនយប់នឹងឯងពេលហ្នឹងដល់មកចេញទៅទៅហើយប៉ុន្តែក៏មានសិស្សម្នាក់ដែលគេមានឈ្មោះថាអ៊ុនធីមគេអង្គុយគេងខ្លាំងមែនតើហើយមិត្តភ័ក្តិរបស់គេទៅចោលអស់លេងដល់ពេលឃើញអញ្ចឹងយន្តជូររបស់យើងហ្នឹងក៏បានដាក់អ៊ុនធីមឲ្យឡើងត្រឡប់ទៅផ្ទះតែអ៊ុនធីមគេនិយាយថាគេសុំគេបន្តិចទៀតសិនឲ្យយន្តជូរហ្នឹងត្រឡប់ទៅផ្ទះមុនទៅអញ្ចឹងយន្តជូរគេក៏បានដើរទៅព្រោះទៅទៀតអ៊ុនធីមគេទៅដែរខណៈពេលដែរក៏ពងតដើរហ្នឹងយន្តជូររបស់យើងនិយាយពីថានាងចាប់ផ្ដើមភ័យហើយដោយនេះក៏បានយកពិលមួយដែលពូម្ចាស់ហាងបានឲ្យនាងការពីម្សិលមិញយកមកកូនតែពន្លឺផ្លូវបានពិលហ្នឹងគ្រាន់តែរៀងកក់ក្ដៅបន្តិចមិនសូវខ្លាចអញ្ចឹងណាក៏ពងតដើរនឹងស្ថានភាពយល់ថាស្ងាត់ចងំហ្មងណាលើតែទឹកភ្លៀងជាមួយនឹងសម្លេងជើងរបស់ខ្លួនឯងដើរទេអេដមីននឹងមើលឲ្យឡើងខ្លាចជំនួយនៅដើរយឺតទៀតមិនក៏មិនដើរលឿនទៅដើរសុកហ្នឹងអូនជូក៏បានឃើញជាមួយនឹងនារីម្នាក់ដែលពាក់ស្បែកជើងក្រហមណោះដល់ពេលឃើញអញ្ចឹងនាងគិតថាម្នាក់ហ្នឹងប្រហែលជាមនុស្សធម្មតាទេដូចនេះក៏បានយកឆាតយកអីទៅចែករំលែកគ្នាអញ្ចឹងណាពេលហ្នឹងនារីចំណាស់ម្នាក់ហ្នឹងក៏បានសួរទៅកាន់យន្តជូថាតើឯងកំពុងទៅណាយន្តជូនិយាយថាខ្ញុំទៅហាងលក់អំពូលភ្លើងនៅមុខនេះខ្ញុំទៅដើម្បីទិញអំពូលភ្លើងឲ្យម៉ាក់របស់ខ្ញុំគាត់ទៅលឺអញ្ចឹងអ៊ំស្រីម្នាក់ហ្នឹងគាត់ក៏បានដើរចេញទៅម្ដងយន្តជូអានេះអត់ដឹងរឿងទេខំប្រឹងយកឆាត់យកអីទៅទទួលឲ្យខណៈពេលដែរកំពុងតែដើរនឹងគ្រប់គ្នាគឺស្ងាត់ឈឹងតែម្ដងយន្តជូហ្នឹងក៏ស្រាប់តែចាប់អារម្មណ៍ថាពេលហ្នឹងសក់នារីចំណាស់ម្នាក់ហ្នឹងក៏ស្រាប់តែដោះវែងទៅហើយសក់របស់ហ្នឹងក៏ធ្លាក់មកលើដៃរបស់នាងទៀតអារម្មណ៍ចាប់ផ្ដើមសង្ស័យហើយថានារីម្នាក់ហ្នឹងគឺជាខ្មោចទេណាប៉ុន្តែអារម្មណ៍សង្ស័យអត់ទាន់បានប្រមាណផងហ្នឹងគឺលឺសំឡេងក្រិចគ្រុកដែលសំឡេងនឹងគឺសំឡេងបាក់ជើងរបស់អ៊ំស្រីម្នាក់នឹងឯងយន្តជួចាប់ផ្ដើមភ័យទៅហើយពេលហ្នឹងអ៊ំស្រីម្នាក់ហ្នឹងគាត់ក៏ចាប់ផ្ដើមលូតកម្ពស់ខ្ពស់ទៅនិយាយពីថាម្ដាយហើយខ្ពស់ខ្លាំងមែនតែនមើលទៅគឺដឹងតែដូចខ្មោចហ្មងណាយន្តជួក៏ចាប់ផ្ដើមភ័យមែនតែនហើយមិនដឹងថាពេលហ្នឹងនាងធ្វើយ៉ាងម៉េចទេយកពិលឆ្លោះមើលតាំងពីចុងជើងចុងដៃរហូតដល់មុខប្រកាសចិត្ត 100% ហើយថាម្នាក់ហ្នឹងមិនមែនជាមនុស្សទេនាងនឹកឃើញដល់សម្ដីពូម្ចាស់ហាងប្រាប់ថាបើឯងឃើញខ្មោចធ្វើពត់ជាមិនឃើញទៅគ្រប់យ៉ាងនឹងមិនមានរឿងអីទេទើបយន្តជូនឹងនិយាយទាំងរដេករដប់ថាខ្ញុំបញ្ញាប់ទៅមុនណាបញ្ញាប់ទៅទិញពូភ្លើងឲ្យម៉ាក់ហើយគេនោះក៏ខំដើរយ៉ាងលឿនហ្មងឡើងញាប់ជើងស្អេប៉ុន្តែក៏មិនភ្លេចងាកក្រោយដើម្បីមើលដែរដល់ពេលងាកទៅម្ដងទៀតព្រះអើយនារីម្នាក់ហ្នឹងនិយាយពីថាដើរលឿនខ្លាំងមែនតែនមើលទៅឡើងគួរឲ្យខ្លាចហ្មងណាយន្តជូខំប្រឹងរត់បដាស្រ័យបដាជួយផងសម្លេងមួយហ្នឹងក៏បានលឺទៅដល់ពូម្ចាស់ហាងដូចនេះពូម្ចាស់ហាងគាត់ក៏បានដើរមកពេលដែលជួបពូម្ចាស់ហាងដូច្នេះយន្តជូហ្នឹងក៏រៀងកក់ក្ដៅចិត្តបន្តិចពូម្ចាស់ហាងគាត់ដឹងហើយថាម្នាក់ហ្នឹងមិនមែនជាមនុស្សទេដូចនេះក៏ប្រាប់ឲ្យយន្តជូនឹងត្រឡប់ទៅផ្ទះទៅគ្រប់យ៉ាងទៅឲ្យគាត់ចាត់ការពេលហ្នឹងពូម្ចាស់ហាងគាត់ក៏បានដោះវ៉ែនតារបស់គាត់ចេញបន្ទាប់មកគាត់ក៏បានសម្លឹងទៅចំខ្មោចស្រីម្នាក់ហ្នឹងតែម្ដងខ្មោចស្រីនៅពេលដែលឃើញពូម្ចាស់ហាងដោះវ៉ែនតាបែបហ្នឹងគេហ្នឹងដូចជាចាញ់អំណាចអ្វីមួយយ៉ាងដូច្នេះក៏បានដើរត្រឡប់ទៅវិញទៅពូម្ចាស់ហាងមើលទៅមិនមែនជាមនុស្សធម្មតាទេអ្នកគ្នាមនុស្សពិសេសអីចឹងណាចំពោះសិស្សស្រីដែលនៅរៀនអាណែអូនធីមក្រោកឡើងមិត្តភ័ក្តិគេទៅអស់លេងទៅហើយសំខាន់ពេលហ្នឹងក៏ស្ងាត់ជ្រាបអូនធីមងាកមើលខាងស្ដាំដៃក៏ឃើញសិស្សស្រីម្នាក់ពេលហ្នឹងមេឃក៏ភ្លៀងភ្នែកអន្តោផ្លឹបផ្លែតដែលធ្វើឲ្យអូនធីមមើលឃើញមុខសិស្សស្រីម្នាក់ហ្នឹងក៏តែច្បាស់មិនមកទេអូនធីមរបស់យើងនោះចំពោះសាច់រឿងក៏បានឆ្លុះបញ្ចាំងមកកាន់សុនហេវិញម្ដងគេហ្នឹងកំពុងតែគេងហើយក៏មានទឹកមកស្រក់ក្បែរគេងហ្មងណាអត់ដឹងថាទឹកហ្នឹងគឺជាទឹកអ្វីទេរឿងក៏បានបង្ហាញមកកាន់សិស្សប្រុសវិញម្ដងដោយសារតែមេឃភ្លៀងគេដើរបដាទទួលឆាត់បណ្ដាហើយក៏បានជួបជាមួយនឹងនារីម្នាក់ដែលដើរអស់វ៉ាលីនោះហ៎ដូច្នេះក៏បាននិយាយទៅដល់នារីម្នាក់នោះសួរថាឯងគឺជាណាគេសិស្សប្រុសនិយាយថាខ្ញុំគឺជាសិស្សដែលរៀននៅតំបន់នេះខ្ញុំមកទៅដើរទៅកាត់ឆ្លងតំបន់នេះដើម្បីទៅនៅផ្ទះរបស់ខ្ញុំតើអ្នកនាងទៅណាមែនបើបងស្រីទៅណាចាំខ្ញុំជូនបងស្រីទៅឯសុនហេរបស់យើងវិញគេកំពុងតែមួម៉ៅថាទៅងូតទឹកពេលហ្នឹងភ្លើងក៏ដាច់ទៀតនៅក្នុងបន្ទប់ទឹកហ្នឹងនាងក៏បានមកយកពើរបស់នាងដើម្បីទៅបំភ្លឺកន្លែងបន្ទប់ទឹកដើម្បីបានងូតទឹកងូតអីអញ្ចឹងណាបន្ទាប់ពីងូតទឹកហើយកំពុងតែជូតសម្អាតសក់សម្ងួតសក់ហ្នឹងនាងក៏បានឃើញថា floor trend នៅក្នុងបន្ទប់ទឹករបស់នាងស្ទះខ្លាំងមែនតើដល់ពេលមើលឡើងព្រះឲ្យសិតតែសក់ហើយសក់ហ្នឹងឡើងវែងទៀតគ្រាន់តែមើលក៏ដឹងដែរថាសក់ហ្នឹងមិនមែនជាសក់នាងទេពេលហ្នឹងភ្លើងទាំងអស់នៅក្នុងផ្ទះរបស់នាងក៏បានរលត់ឈប់តែម្ដងសុនហេរបស់យើងចាប់ផ្ដើមសង្ស័យណានិយាយថាលើខ្មោចលើឡើងពី2ថ្ងៃទៅសង្ស័យថាមានខ្មោចដើរទៅមើលបន្ទប់ដែលគេទុកចោលហ្នឹងអំពូលភ្លើងមួយហ្នឹងវាក៏បានបើកទៀតចំ
ពោះពេលអ្នកនេះវិញគេក៏បានដើរមកដល់មុខផ្ទះរបស់សុនហេល្មមដល់ពេលដើរមកដល់សិស្សប្រុសក៏បាននិយាយថានៅតំបន់ហ្នឹងអត់មានមនុស្សនៅទេខ្ញុំមកដើរតាមតំបន់នេះមកដល់មុខផ្ទះហ្នឹងដឹងតែមានភ្លើងភ្លឺទេតែម្សិលមិញខ្ញុំក៏បានជួបនារីម្នាក់នារីម្នាក់ហ្នឹងបានបើកទ្វារស្ដីឲ្យខ្ញុំដោយសារតែខ្ញុំច្រៀងប៉ុន្តែអ្នកនាងដឹងអត់ស្រាប់តែពេលហ្នឹងខ្ញុំបានឃើញអ្វីម្យ៉ាងគឺខ្ញុំបានឃើញខ្មោចដែលខ្មោចម្នាក់ហ្នឹងកំពុងតែអោបមនុស្សស្រីម្នាក់ហ្នឹងឯងសុនហេរបស់យើងវិញពេលហ្នឹងកំពុងតែភ័យភ័ព្វណាពេលហ្នឹងក៏បានឃើញអ្វីម្យ៉ាងនៅក្នុងកញ្ចក់ដែលគេបានតម្លើងកាលពីថ្ងៃមុនហើយអារម្មណ៍របស់សុនហេហ្នឹងក៏ចាប់ផ្ដើមតែឃើញហើយរយៈពេលប្រហែលថ្ងៃតាំងពីនាងដេកនាងងូតទឹកនាងធ្វើការងារទាំងអស់គឺនាងកំពុងតែរស់នៅជាមួយនឹងខ្មោចហ្នឹងឯងបន្ទាប់ពីដឹងថាខ្លួនឯងរស់នៅប្រហែលថ្ងៃនឹងជាមួយនឹងខ្មោចសុនហេនិយាយពីថានាងឡើងភ័យមែនតើណាបេះដូងលូតដុបដាក់ហើយពេលនឹងគ្រប់យ៉ាងគឺឃើញច្បាស់កន្លែងតែម្ដងកន្លែងគេងរបស់នាងគឺខ្មោចនៅនឹងឯងចំពោះពីអ្នកនៅខាងក្រៅវិញបន្ទាប់ពីនិយាយជាមួយនឹងគ្នាហើយនឹងនារីអូវ៉ាលីនឹងក៏ចង់បើកផ្ទះទៅរកជាមួយនឹងអ៊ុនហេចង់ដឹងទៅនិយាយឲ្យច្បាស់ណាប៉ុន្តែសើប្រុសម្នាក់ហ្នឹងក៏និយាយថាមិនបាច់ទៅទេពេលហ្នឹងសើប្រុសម្នាក់ហ្នឹងក៏បានឃើញថាដៃរបស់នារីម្នាក់ហ្នឹងទៅចកនៅខាងលើដៃនេះមកនៅខាងក្រោមដៃទៅវិញគេភ័យខ្លាំងមែនតើបរះខ្លួនរហូតដល់គេដួលណានារីម្នាក់ហ្នឹងក៏បានសួរថាលោកឈឺអត់ពេលហ្នឹងសិស្សប្រុសហ្នឹងអត់ទាន់ដឹងទេប៉ុន្តែមើលជើងខ្លួនឯងទៅជើងខ្លួនឯងនេះឡើងបាក់ទៅហើយសិស្សប្រុសម្នាក់ហ្នឹងក៏ចាប់ផ្ដើមដឹងហើយថាខ្លួនឯងត្រូវខ្មោចលងណាគេហ្នឹងក៏ចាប់ផ្ដើមស្វេស្វាទាំងជើងបាក់ផងអីផងនឹងរត់ចុះរត់ឡើងសុនហេរបស់យើងវិញក៏បញ្ញាប់ទៅបើកទ្វារចុចលេខកូដចុចអីដើម្បីចេញពីផ្ទះមួយហ្នឹងព្រោះគេជឿជាក់ហើយថាផ្ទះហ្នឹងគឺផ្ទះមានខ្មោចណាខាងក្រៅឯនេះរត់បដាស្រែកបដាឲ្យជួយផងអ្នកខាងក្នុងឯនេះក៏ស្រែកឲ្យរត់ហើយចំពោះសិស្សប្រុសម្នាក់និយាយពីថារត់ចុះរត់ឡើងហ្នឹងគឺរត់អត់ផុតទេរត់ចុះរត់ឡើងមកដល់ផ្ទះសុនហេសុនហេវិញក៏ស្រែកឲ្យជួយផងអ្នកខាងក្រៅហ្នឹងក៏ស្រែកឲ្យជួយផងអ្នកខាងក្រៅឮសំឡេងសុនហេស្រែកមានថាមនុស្សឯណាតែខ្លួនឯងនឹងខ្មោចលងអ្នកខាងក្នុងក៏ខ្លាចអ្នកខាងក្រៅហ្នឹងក៏ខ្លាចពួកគេក៏ខ្មោចលងមកយប់ដល់ភ្លឺតែម្ដងណារឿងក៏បានបង្ហាញមកកាន់ពូម្ចាស់ហាងវិញម្ដងពេលហ្នឹងកណ្ដឹងនៅហាងរបស់គាត់ហ្នឹងក៏បានរស់ឡើងហើយនារីដែលអូវ៉ាលីហ្នឹងក៏បានដើរមកដល់ទីនេះល្មមដូច្នេះពូម្ចាស់ហាងហ្នឹងគាត់ក៏បាននិយាយទៅកាន់នារីម្នាក់នោះដើម្បីសួរនាំពីការរាក់ទាក់មកកាន់គាត់នឹងឯងនារីម្នាក់ហ្នឹងបានអូវ៉ាលីរបស់គាត់ហើយវ៉ាលីរបស់គាត់ហ្នឹងក៏នៅតែបន្តស្រក់ឈាមតក់នៅលើការ៉ូហាងនឹងឯងខណៈពេលនោះដែរក៏មានបរិសម្នាក់ស្លៀកពាក់អាវភ្លៀងឡើងចិត្តតែម្ដងណាហើយគាត់ក៏បានមករកលោកពូម្ចាស់ហាងព្រមទាំងណែនាំខ្លួនថាគាត់គឺជាប៉ូលីសស៊ើបអង្កេតផ្ដើមសេរីរឿងនៃពេលទី3ហ្នឹងរឿងក៏បានលេងបកក្រោយយើងបានយល់បន្តិចដល់ពេលនយោបាយមួយនោះមាននារីម្នាក់គេកំពុងតែគេម្នាក់ឯងណាប៉ុន្តែកំពុងតែគេហ្នឹងក៏បានលើសំឡេងអ្វីម្យ៉ាងដូចជាមាននរណាម្នាក់មកគោបន្ទប់របស់នាងអញ្ចឹងនារីម្នាក់ហ្នឹងក៏បានលបមើលទៅប៉ុន្តែក៏មិនឃើញថាគ្មាននរណាម្នាក់មកគោបន្ទប់របស់នាងទេនាងគិតថាប្រហែលជាមាននរណាគេចង់ប្រាំងនាងហើយប៉ុន្តែពេលនាងដើរចេញហ្នឹងក៏លើសំឡេងគោទ្វារម្ដងទៀតហើយនារីម្នាក់ហ្នឹងចាប់ផ្ដើមខឹងមែនតើហើយក៏បានជឿយកតែម្ដងអាចង្រៃយកឯងគឺជាណាគេបើគ្រាន់បើណាឯងចេញមកបន្ទាប់ពីគ្រប់យ៉ាងត្រូវបានស្ងប់ស្ងាត់នារីម្នាក់នោះគេក៏បានហាបទ្វារមើលបន្តិចម្ដងព្រោះនាងសង្ស័យថាម្នាក់នឹងគឺជាខ្មោចឬមួយក៏ជាមនុស្សណាប៉ុន្តែពេលហ្នឹងក៏មានអ្វីម្យ៉ាងរត់មករកនាងតែម្ដងណាហើយយើងក៏តន់ដឹងដែរថាពេលហ្នឹងមានអ្វីកើតឡើងជាមួយនឹងនាងព្រោះថាពេលហ្នឹងសាច់រឿងក៏បានឆ្លុះបញ្ចាំងមកកាន់អក្រិតជនម្នាក់ដែលអក្រិតជនម្នាក់ហ្នឹងក៏កំពុងតែរត់គេចពីប៉ូលីសព្រោះថាប៉ូលីសក៏កំពុងតែដេញចាប់គាត់នឹងឯងអក្រិតជនម្នាក់ហ្នឹងក៏បានទៅលបពួននៅលើឡានក្រុងមួយកន្លែងតែប៉ូលីសគាត់ក៏ណាត់តែសញ្ញាដឹងហើយគាត់ដឹងថាបរិមម្នាក់ហ្នឹងឡើងមកលើនឹងឯងដូច្នេះលោកពូប៉ូលីសគាត់ក៏បានមកទីហ្នឹងនឹងចាប់បរិមម្នាក់ហ្នឹងបានល្មមខណៈពេលដែលប៉ូលីសកំពុងតែរកឃើញគាត់បរិមម្នាក់ហ្នឹងក៏បានឃើញមនុស្សស្រីម្នាក់នៅលើឡានដែលមនុស្សស្រីម្នាក់ហ្នឹងគឺជាវិញ្ញាណខ្មោចណាដល់ពេលឃើញចឹងក៏បោកផ្នែកធំមែនតើឆ្លៀតឱកាសមួយនោះលោកពូប៉ូលីសក៏បានចាប់បរិមម្នាក់ហ្នឹងបានទៅនៅពេលដែលចាប់បរិមម្នាក់ហ្នឹងរួចហើយបញ្ជូនទៅកាន់ប៉ូលីសរួចមកលោកពូប៉ូលីសគាត់ក៏ចង់យកបារីយកមកជក់តែពេលហ្នឹងកូនចៅរបស់គាត់ក៏និយាយថានៅទីហ្នឹងគឺហាមមិនឲ្យជួបបារីទេលោកប៉ូលីសលោកគឺជាប៉ូលីសស៊ើបអង្កេតលោកគួរតែដឹងរឿងហ្នឹងហើយបន្ទាប់ពីត្រូវកូនចៅស្ដីឲ្យនឹងលោកពូប៉ូលីសគាត់ក៏បានដើរចេញទៅហើយសាច់រឿងក៏បានឆ្លុះបញ្ចាំងមកកាន់លោកតាចំណាស់ម្នាក់ដែលពេលហ្នឹងគាត់កំពុងតែអង្គុយទស្សនាទទួលតែយើងក៏បានឃើញថាដូចជាមានសមមនុស្សម្នាក់មកឈរនៅពីក្រៅក្នុងលោកតាគាត់ក៏ដឹងដែរប៉ុន្តែគាត់មិនសូវចាប់អារម្មណ៍ទេព្រោះគាត់ងងឹតអីចឹងណារឿងក៏បានបង្ហាញមកកាន់លោកពូប៉ូលីសវិញពេលហ្នឹងគាត់នៅក្នុងដៃរបស់គាត់ហ្នឹងក៏កំពុងតែកាន់ករណីម
មួយដែលនារីម្នាក់ត្រូវបានគេសម្លាប់ណាប៉ុន្តែករណីមួយនឹងក៏ដែលស្រាកតបានចេញទេក៏មានករណីថ្មីទៀតដែរព្រោះពួកគេទទួលបានរបាយការណ៍ថាមានលោកតាចំណាស់ម្នាក់បានស្លាប់នៅក្នុងផ្ទះរបស់គាត់ដូច្នេះពេលនឹងក្នុងដៃលពូប៉ូលីសមានពីរករណីនារីនិងករណីលោកតាម្នាក់បានស្លាប់ដោយសារតែជនរងគ្រោះទាំងពីរនេះស្ថិតនៅតំបន់ក្បែរគ្នាលោកពូប៉ូលីសគាត់ក៏បានដើរនៅតំបន់នេះមួយត្រួសដូចជាយកដកេយកអីហ្នឹងមកជួបបរិយបដាដើរមើលតំបន់ហ្នឹងបដាមិនយូរប៉ុន្មានលោកពូប៉ូលីសគាត់ក៏បានដើរមកដល់ផ្ទះរបស់លោកតាហើយពេលដែលមកដល់ភ្លាមហ្នឹងគាត់ក៏ប្រាប់កូនចៅរបស់គាត់ថាហាមជួបបរិយវាមិនល្អចំពោះសុខភាពទេហើយកូនចៅរបស់គាត់ឡើងឆ្ងល់ព្រោះថាលោកពូប៉ូលីសហ្នឹងគាត់ជក់ខ្លួនឯងរហូតហ្មងណាហើយសិតតែមកបដៅគេទៀតហើយកូនចៅរបស់គាត់ហ្នឹងក៏នៅតែបន្តនិយាយទៀតគាត់ថាលពូប៉ូលីសហ្នឹងទទួលរហស្សនាមថាជាមនុស្សភ្នែកតបៃដោយសារតែគាត់ហ្នឹងពូកែស៊ើបអង្កេតខ្លាំងមែនតើរឿងក្តីទាំងអស់ដែលគាត់ស៊ើបអង្កេតហ្នឹងណាគាត់ឃើញស្ថានភាពសាកសពឃើញស្ថានភាពប្រទេសតែម្ដងឯងគឺគាត់ចាំហ្មងហើយបកែចាំខ្លាំងមែនតើបកែចាំហើយបកែវិនិច្ឆ័យទៀតនៅខណៈពេលនោះដែរកូនចៅរបស់គាត់ហ្នឹងកំពុងតែរាយការណ៍ថាពួកគេសន្មតថាការស្លាប់របស់លោកតាហ្នឹងកើតឡើងដោយសារតែជំងឺដាច់សរសៃឈាមក្នុងខួរក្បាលហើយលោកតាក៏រស់នៅតែម្នាក់ឯងឯងប្រពន្ធគាត់បានស្លាប់បាត់ហើយកាលពី2ឆ្នាំមុនណាលោកតាក៏មានកូនដែរប៉ុន្តែកូនរបស់គាត់រស់នៅក្រៅប្រទេសគាត់រស់នៅក្នុងផ្ទះហ្នឹងតែម្នាក់ឯងទេពេលនោះដែរលោកប៉ូលីសសុងហ្នឹងក៏បានយកទូរស័ព្ទរបស់លោកតាយកមកឆែកមើលគឺនៅមុនថ្ងៃដែលបានកើតហេតុហ្នឹងតើលោកតាបានតាក់ទងទៅណាគេខ្លះព្រោះគាត់អត់ទាន់ជឿ 100% ទេថាលោកតាស្លាប់ដោយសារតែជំងឺណានៅពេលនេះដែរកូនចៅរបស់គាត់ហ្នឹងក៏បាននិយាយថាប៉ុស្តិ៍ទូរទស្សន៍ដែលលោកតាកំពុងតែមើលនៅយប់ដែលបានកើតហេតុហ្នឹងគឺប៉ុស្តិ៍ហ្នឹងទៅតែបើកលើកទី1ទេគឺលោកតាអត់ដែរបើកទេពីមុនមកណាប៉ូលីសសុងគាត់កំពុងតែស្ដាប់ដោយការយកចិត្តទុកដាក់ខ្លាំងមែនតើនៅពេលដែលគាត់ធ្វើការងារហើយហ្នឹងគាត់ក៏បានត្រឡប់មកផ្ទះវិញពេលហ្នឹងគាត់ហត់នឿយខ្លាំងមែនតើនៅទូរបស់គាត់វិញគាត់ក៏បានកលៃទៅក៏ឃើញថានៅក្នុងហ្នឹងមានសម្លេងអនាម័យណាដែលសម្លេងអនាម័យហ្នឹងគឺជាប្រពន្ធរបស់គាត់នឹងឯងនៅពេលនោះគាត់ក៏បាននឹកឃើញថានៅពេលមួយប្រពន្ធរបស់គាត់ក៏បានទទួលដំណឹងល្អមួយគឺគាត់កំពុងតែមានផ្ទៃពោះហើយគាត់ក៏បានយកដំណឹងហ្នឹងយកមកប្រាប់លោកពូប៉ូលីសសុងដែរតែលោកពូប៉ូលីសសុងហើយវាគ្រប់យ៉ាងគាត់តែជាអតីតកាលតែប៉ុណ្ណោះពេលហ្នឹងគាត់នៅតែម្នាក់ឯងណាគាត់ហ្នឹងកំពុងតែបបាក់ចិត្តហេបតែរបស់គាត់ដែរឡើងញ៉ៃខ្លាំងមែនតើគាត់ហត់ផងអីផងក៏បានបើកទូរទស្សន៍ដើម្បីមើលកំសាន្តអីចឹងទៅនៅពេលនោះដែរគាត់ក៏បាននឹកឃើញនៅប្រពន្ធរបស់គាត់ទៀតហើយនៅពេលដែលគាត់នៅជាមួយប្រពន្ធរបស់គាត់ជីវិតរបស់គាត់មានក្តីសុខខ្លាំងមែនតើពួកគាត់បានពិភាក្សារឿងអនាគតជាមួយនឹងគ្នានិងពិភាក្សាអំពីខាតែតមកូនជាមួយនឹងគ្នាទៀតផងតែពេលហ្នឹងយកដឹងឯថាមានរឿងអីកើតឡើងប្រពន្ធរបស់គាត់បានចាក់ចែងទៅហើយគាត់ក៏រស់នៅតែម្នាក់ឯងដែរនៅពេលដែលគាត់នៅតាំងពីយប់រហូតមកដល់ព្រឹកគាត់ក៏មិនបានធ្វើម្ហូបធ្វើអីដែរអាហារដែលគាត់ចូលចិត្តញ៉ាំជាងគេគឺជាមីគ្រឿងណាគាត់ចូលចិត្តញ៉ាំខ្លាំងមែនតើកំពុងតែញ៉ាំដល់មីគ្រឿងហ្នឹងគាត់ក៏បាននឹកឃើញដល់ករណីដែលគាត់កំពុងតែស៊ើបអង្កេតគឺជាករណីរបស់លោកតានឹងឯងពេលហ្នឹងលោកពូប៉ូលីសសុងគាត់ហាក់បីដូចជាដឹងថាមានតម្រុយតិចហើយបន្ទាប់ពីគាត់សង្ស័យហើយគាត់ក៏បានមកធ្វើការវិញគាត់បានយកឯកសារពាក់ព័ន្ធទាំងអស់យកមកឆែកមើលម្ដងទៀតក្រែងមានចំណុចណាមួយដែលគាត់បានមើលរំលងគាត់បានសន្និដ្ឋានច្បាស់លាស់ណាក៏ពេលហ្នឹងករណីរបស់គាត់ហ្នឹងគឺមាន2គឺលោកតាជាមួយនឹងនារីម្នាក់ដែលយើងបានឃើញកាលពីដើមរឿងនឹងឯងបន្ទាប់ពីវិនិច្ឆ័យនឹងទទួលបានអស់ហើយគាត់ក៏បានមកជួយជាមួយនឹងប៉ូលីសស្រីម្នាក់ដើម្បីឲ្យប៉ូលីសស្រីម្នាក់ហ្នឹងជួយកំណត់អត្តសញ្ញាណក៏ដូចជាហាងដែលលោកតាបានទៅមុនហ្នឹងណាបន្ទាប់ពីទទួលបានទីតាំងក៏ដូចជា location ហាងទាំងអស់នោះមកលោកប៉ូលីសសុងក៏បានធ្វើដំណើរទៅជួបម្ចាស់ហាងនីមួយៗទាំងអស់តែម្ដងដើម្បីសួរព័ត៌មាននៅក្នុងសៀវភៅរបស់គាត់វិញក៏មានឈ្មោះហាងជាច្រើនដែលគាត់បានណូតដែលគាត់ត្រូវទៅទីនោះដើម្បីសួរព័ត៌មានអំពីលោកតាណាគាត់ដើរបដា stress បដាហ្នឹងក៏បានយកបរិយមកជក់ហើយប៉ុន្តែពេលគាត់កំពុងតែរៀបជក់ហ្នឹងក៏បានឃើញឡានដឹកសិស្សសាលាណាដល់ពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏ចាស់យកបរិយនោះទុកវិញព្រោះគាត់ដឹងថាបរិយហ្នឹងវាប៉ះពាល់ខ្លាំងមែនទែនទៅកាន់កុមារនៅពេលនោះគាត់ក៏បានចូលក្នុងឡានទៅហើយក៏បានយកសៀវភៅរបស់គាត់ហ្នឹងយកបន្តការងាររបស់គាត់ទៀតលោកពូប៉ូលីសសុងគាត់បានដើរឡើងពេញតំបន់ហ្នឹងទៅហើយដើរហ្នឹងទាំងធ្វើការតាំងពីថ្ងៃរហូតដល់យប់តែម្ដងក៏គាត់មិនបានសម្រាកទេប៉ុន្តែពេលហ្នឹងលោកពូប៉ូលីសគាត់បានដើរមកដល់ហាងមួយពេលហ្នឹងយប់ជ្រៅហើយប៉ុន្តែហាងមួយនៅតែបិទទេហើយហាងមួយហ្នឹងក៏ស្ថិតនៅទីតាំងឆ្ងាយពីគេផងដែរពេលហ្នឹងពូម្ចាស់ហាងគាត់កំពុងតែធ្វើការតែម្នាក់ឯងទេដោយសារតែលោកពូប៉ូលីសគាត់ធ្វើការហត់មែនតើអញ្ចឹងហើយមកកំងមីគ្រឿងមួយញ៉ាំទៅធ្វើការហត់ពេកនៅបំបីក្តីមិនទាន់បានទៀនពេលដែលគាត់កំពុងតែរងចាំហ្នឹងលោកពូប៉ូលីសក៏បានសង្កេតឃើញថាក្នុងហាងមានមួកសុវត្ថិភាពមួយដែលមួកសុវត្ថិភាពហ្នឹងអាចជារបស់លោកពូម្ចាស់ហាងហ្នឹងឯងពេលដែលលោកពូប៉ូលីសសុងគាត់បានមីគ្រឿងរបស់គាត់ហើយគាត់យកញ៉ាំឡើងឆ្ងាញ់តែម្ដងចំណែកលោកពូម្ចាស់ហាងវិញគាត់បានមកនិយាយជាមួយលោកពូប៉ូលីសសុងដែរគាត់បែរជាបែរខ្នងដាក់លោកពូប៉ូលីសសុងប៉ុន្តែគាត់បែរជាលក់មើលលោកពូប៉ូលីសសុងតាមចំណាំងផ្លាតនៃកំបិតធ្វើការរបស់គាត់ទៅវិញលោកពូប៉ូលីសសុងឯណេះញ៉ាំបដាហ្នឹងគាត់និយាយជាមួយលោកពូម្ចាស់ហាងបដាហើយគាត់ក៏បាននឹកឃើញអំពីលេខទូរស័ព្ទ
នៅក្នុងទូរស័ព្ទដៃរបស់លោកតាដែលលោកតាបានតាក់ទងទៅមុនពេលដែលលោកតាបានស្លាប់នឹងឯងលោកពូប៉ូលីសវិញគាត់ក៏បានសួរទៅកាន់ម្ចាស់ហាងតែលោកពូម្ចាស់ហាងនឹងទទួល delivery ឬមួយក៏អត់ពូម្ចាស់ហាងនិយាយថាពេលខ្លះយប់ជ្រៅគាត់ស្មោយភ្ញៀវហើយមានគេកំងគាត់ក៏ទទួល delivery ឲ្យដែរព្រោះថាគាត់ត្រូវការលុយអញ្ចឹងណាលោកពូប៉ូលីសវិញគាត់ក៏នៅតែបន្តនិយាយទៀតថាថ្មីនឹងគាត់ទទួលបានករណីមួយគឺលោកតាម្នាក់បានស្លាប់គ្រប់គ្នាសន្មតថាគាត់ស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមក្នុងខួរក្បាលប៉ុន្តែខ្ញុំគិតថាមិនមែនទេព្រោះថាលោកតាគាត់ប្រាប់ឲ្យស្ដាំតែលេខទូររបស់គាត់បែរជានៅដៃឆ្វេងហើយខ្ញុំក៏បានសង្កេតឃើញថាមានអ្វីមួយយ៉ាងប្រឡាក់នៅក្នុងបន្ទប់របស់លោកតាទៀតអញ្ចឹងមានន័យថាមានមនុស្សនៅទីនោះតើនរណាគេទៅតាលោកជាអ្នកទៅទីនោះមែនទេដល់ពេលដែលលោកពូប៉ូលីសចាត់ប្រកាន់គាត់បែបហ្នឹងលោកពូម្ចាស់ហាងហ្នឹងក៏បានបែរមុខមកនិយាយជាមួយលោកពូប៉ូលីសណាគាត់ថាលោកគឺជាអ្នកគេលោកគឺជាប៉ូលីសមែនមុននឹងលោកនិយាយថាខ្ញុំជាអ្នកធ្វើតើលោកមានផតតាឬមួយក៏អត់បន្ទាប់ពីលោកពូប៉ូលីសហ្នឹងគាត់បានញ៉ាំហើយគាត់ក៏បានត្រឡប់ទៅវិញទៅប៉ុន្តែមុននឹងគាត់ត្រឡប់ទៅវិញគាត់ក៏បានមកនិយាយជាមួយនឹងលោកពូម្ចាស់ហាងទៀតគាត់និយាយថាលោកគាត់តែនិយាយថាជួបគ្នានៅថ្ងៃក្រោយនៅពេលដែលមាននរណាម្នាក់ចូលហាងរបស់លោកដូច្នេះលោកពូម្ចាស់ហាងវិញគាត់ខឹងលោកពូប៉ូលីសនឹងខ្លាំងមែនតើគាត់ក៏បាននិយាយទាំងគំរោះគំរើថាជួបគ្នាថ្ងៃក្រោយតែយើងឃើញថាលោកពូម្ចាស់ហាងហ្នឹងដូចជាមានអ្វីម្យ៉ាងគាត់សង្ស័យទឹកមុខរបស់គាត់ណាដូចជាមានគំនុំអីអញ្ចឹងណាបន្ទាប់ពីនឹងមកទៀតរឿងក៏បានបង្ហាញមកកាន់លោកពូប៉ូលីសគាត់នៅតែបន្តការស៊ើបការងាររបស់គាត់នឹងឯងពីករណីដែលគាត់ទទួលបានប៉ុន្តែពីករណីហ្នឹងគឺដោះស្រាយអត់ទាន់ចេញទេគឺអត់ទាន់ដឹងទេថាគេគឺជាធាតុករណារហូតដល់ពេលយប់មួយហ្នឹងក៏មាននារីម្នាក់ក៏ប៉ុន្តែរត់គេចពីបរិសម្នាក់ក៏ប៉ុន្តែដេញម៉ូតូតាមពេលហ្នឹងលោកពូប៉ូលីសគាត់នៅក្នុងតំបន់ហ្នឹងល្មមដូច្នេះគាត់ក៏បានចាត់ការអបិរូបចិត្តមួយដែលដេញតាមនារីម្នាក់ហ្នឹងឯងហើយម្នាក់ហ្នឹងគឺជាពូម្ចាស់ហាងលក់មីគ្រឿងហ្នឹងណាបន្ទាប់ពីគាត់ដឹងអញ្ចឹងគាត់ក៏និយាយថាជួបគ្នាម្ដងទៀតទីបំផុតណាយើងពិតជាជួបគ្នាម្ដងទៀតមែនបន្ទាប់ពីគាត់ចាប់លោកពូម្ចាស់ហាងបានហើយលោកពីប៉ូលីសក៏បានសួរនារីម្នាក់នោះប្រាប់ថាអ្នកនាងតើអ្នកនាងអាចឡើងរួចអត់នារីម្នាក់ហ្នឹងក៏បានងើបឡើងគ្រូគ្នាក៏បានសម្លឹងមើលទៅកាន់នារីម្នាក់ហ្នឹងប៉ុន្តែពេលហ្នឹងយើងឃើញថានេះមិនមែនជាមនុស្សទេនាងងើបឡើងគឺឡើងដូចខ្មោចតែហ្មងណាហើយពេលហ្នឹងលោកពូប៉ូលីសគាត់ក៏បាននឹកឃើញអំពីករណីដែលគាត់កំពុងតែតាមស៊ើបនឹងឯងគឺនារីម្នាក់ដែលឈរនៅចំពោះមុខគាត់គឺជាខ្មោចដោយសារតែជាមនុស្សម្នាក់ដែលមានមុខមាត់ដូចគ្នាណាលោកពូប៉ូលីសគាត់បបផ្នែកឡើងធំខ្លាំងមែនតើឆ្លៀតឱកាសដែលលោកពូប៉ូលីសគាត់ភ្លេចខ្លួនលោកពូម្ចាស់ហាងក៏បានរើដើម្បីរត់ចេញដោយនេះលោកពូប៉ូលីសក៏បានដេញតាមទៅរហូតពួកគេបតាប់គ្នាស្ទើរតែឡានបុកទៅហើយប៉ុន្តែពេលហ្នឹងលោកពូប៉ូលីសគាត់ក៏បបផ្នែកធំតែម្ដងព្រោះថាផ្នែករបស់លោកពូម្ចាស់ហាងស្ដាប់ទៅមើលទៅដូចជាសត្វមិនដឹងថាគាត់គឺជាអ្វីទេបន្ទាប់ពីនឹងមកទៀតរឿងក៏បានបង្ហាញមកកាន់នារីម្នាក់ដែលអស់វ៉ាលីនឹងឯងនាងកំពុងតែនិយាយជាមួយលោកពូម្ចាស់ហាងលក់អំពូលភ្លើងណានៅខណៈពេលហ្នឹងលោកពូប៉ូលីសគាត់ក៏បានធ្វើដំណើរដែលយើងបានឃើញកាលពីចុងភាគមុននឹងឯងលោកពូប៉ូលីសគាត់ក៏ធ្វើការណែនាំខ្លួនថាខ្លួនឯងគឺជាប៉ូលីសស៊ើបអង្កេតគាត់ក៏មកស្វែងរកមនុស្សម្នាក់ដែលជាភេទប្រុសមានអាយុប្រហែលជា30មានកម្ពស់ប្រហែលជា 1.80 តែលោកពូម្ចាស់ហាងហ្នឹងបានឃើញរឿងមួយក៏អត់នារីដែលអស់វ៉ាលីឯណែឃើញថាប៉ូលីសមកទីហ្នឹងនាងក៏ចាប់ផ្ដើមភ័យខ្លួនហើយក៏ចាប់ផ្ដើមចង់ចេញពីហាងនេះលោកពូប៉ូលីសក៏បានខាត់នាងព្រោះថាគាត់បានសង្កេតឃើញថានៅលើការ៉ូមានប្រឡាក់ឈាមក៏បានសួរទៅកាន់នារីម្នាក់នោះថាតើនាងមានរបួសមែនខ្ញុំឃើញជាងប្រឡាក់នៅលើការ៉ូពេលនោះនារីដែលអស់វ៉ាលីអ្នកហ្នឹងគាត់ក៏បានឈប់និងបាននិយាយទៅកាន់លោកពូប៉ូលីសថាខ្ញុំមិនស្រួលខ្លួននៅពេលដែលលើពាក្យហ្នឹងលោកពូប៉ូលីសគាត់ក៏បាននឹកឃើញទៅដល់ប្រពន្ធរបស់គាត់ដែលពាក្យថាមិនស្រួលខ្លួនគឺមានន័យថាស្រីដែលមកថ្ងៃខែអញ្ចឹងណានៅពេលហើយនារីម្នាក់ហ្នឹងក៏បាននិយាយយ៉ាងកំសត់ថាខ្ញុំមកទីហ្នឹងដើម្បីកិច្ចភ្លៀងប៉ុន្តែមើលទៅជ្រកភ្លៀងមិនបានស្រួលទេដល់ពេលដែលលឺអញ្ចឹងលោកពូប៉ូលីសហ្នឹងគាត់ក៏បានយកអាវភ្លៀងរបស់គាត់ឲ្យទៅកាន់នារីម្នាក់ហ្នឹងដើម្បីការពារខ្លួនណាបន្ទាប់ពីបានអាវភ្លៀងហើយនារីម្នាក់ហ្នឹងគាត់ក៏បានលាទៅកាន់លោកប៉ូលីសនិងលាទៅកាន់ពូម្ចាស់ហាងដូចគ្នាដែរនាងក៏បានដើរចេញទៅលោកពូប៉ូលីសក៏បានមកនិយាយជាមួយលោកពូម្ចាស់ហាងបន្តទៀតសាច់រឿងក៏បានបង្ហាញមកកាន់យន្តជូរវិញដែលពេលហ្នឹងនាងកំពុងតែរត់ទៅផ្ទះហ្នឹងណាប៉ុន្តែរត់ហ្នឹងនាងក៏ចាំឈប់ឆ្ងល់តែម្ដងហើយក៏បាននឹកឃើញនៅរឿងដែលបានជួបកាលពីមុនហ្នឹងដល់ពេលហើយនាងក៏បាននឹកឃើញថាខ្លួនឯងហ្នឹងភ្លេចទិញអំពូលភ្លើងឲ្យម៉ាក់របស់នាងដោយនេះនាងក៏បានត្រឡប់ទៅវិញដល់ពេលត្រឡប់ទៅវិញហ្នឹងក៏បានជ្រុះគ្នាជាមួយនារីម្នាក់ដែលអស់វ៉ាលីដែរប៉ុន្តែពួកគេក៏មិនបាននិយាយអ្វីគ្នានោះដែរមួយសន្ទុះក្រោយមកយន្តជួក៏បានមកដល់ហាងលក់អំពូលភ្លើងហើយពេលដែលគេមកដល់ឃើញថាលោកពូគាត់មានភ្ញៀវដោយនេះលោកពូក៏បានប្រាប់ឲ្យយន្តជួនឹងត្រឡប់ទៅផ្ទះវិញទៅព្រោះថាម៉ាក់របស់នាងកំពុងតែចាំណា
ផ្ដើមជារឿងនៃភាគទី4នឹងរឿងក៏បានបង្ហាញនៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលនៅក្នុងបន្ទប់មួយដែលជាបន្ទប់បាក់សពក៏មានអ្នកគ្រូពេទ្យម្នាក់គាត់កំពុងតែរៀបចំសម្លៀកបំពាក់ក៏ដូចជាសម្ភារៈមួយចំនួនដើម្បីរៀបចំទៅឲ្យសាកសពដែលបានស្លាប់ហើយនឹងនៅក្នុងបន្ទប់នេះដែរក៏មានលោកតាម្នាក់គាត់ដែលជាគ្រូពេទ្យនៅនឹងហើយចាស់ហើយប៉ុន្តែគាត់មានតួនាទីការងារជាអ្នករៀបចំសាកសពនៅពេលដែលសពនឹងបានស្លាប់ទៅហើយអីចឹងណាក៏ប៉ុន្តែរៀបចំនឹងអ្នកគ្រូពេទ្យក៏បាននិយាយថាគាត់បានដូចជាលើសម្លេងចេញចម្លែកចេញពីសាកសពមួយពេលហ្នឹងលោកគ្រូពេទ្យចំណាស់ក៏បាននិយាយថាមនុស្សដែលបានស្លាប់ហើយគេមិនមែនជាសាកសពទេគេនៅតែជាមនុស្សដូចជាយើងអញ្ចឹងគ្រាន់តែគេរស់នៅបែបផែនគេយើងរស់នៅបែបផែនយើងអូខេឥឡូវមិនខ្វល់ច្រើនណាយើងឆាប់រៀបចំសាកសពទៅមុននឹងគាត់រៀបចំសាកសពពួកគាត់ទាំងពីរនាក់ក៏បានអោនគោរពទៅកាន់សាកសពមុននឹងប៉ះពាល់ផ្ទាល់ទៅដល់សាកសពក៏ដូចជាលាងសម្អាតនិងរៀបចំស្លៀកពាក់ឲ្យសាកសពអីអញ្ចឹងណាបន្ទាប់ពីរៀបចំហើយអ្នកគ្រូពេទ្យស្រីគាត់ក៏បានដើរចេញពីទីនេះដោយទុកតែលោកគ្រូពេទ្យប្រុសគាត់នៅនឹងតែម្នាក់ឯងទេពេលហ្នឹងពួកយើងក៏បានលើសម្លេងមួយដែលបាននិយាយថាតើខ្ញុំបានស្លាប់ហើយមែនដែលសម្លេងនឹងគឺលឺចេញពីសាកសពនឹងឯងលោកតាក៏បានងូតក្បាលហើយនិយាយថាត្រូវហើយអ្នកស្រីបានស្លាប់ហើយពេលនោះសាកសពមួយនឹងក៏បានយំខ្លាំងមែនតើហើយគាត់ក៏និយាយថាខ្ញុំមិនទទួលស្គាល់ទេខ្ញុំមិនទាន់ស្លាប់ទេខ្ញុំមិនគួរស្លាប់តែបែបនេះឡើយលោកគ្រូពេទ្យក៏បាននិយាយថាអ្នកស្រីគួរតែទទួលស្គាល់ទៅវាជារឿងធម្មជាតិទេពេលដែលអ្នកស្រីស្លាប់អ្នកស្រីនឹងទៅកាន់កន្លែងមួយដែលកន្លែងមួយនឹងគឺល្អសម្រាប់អ្នកស្រីខ្លាំងមែនតើប៉ុន្តែស្ត្រីម្នាក់នឹងគាត់ក៏បានយល់បន្ថែមទៀតគាត់និយាយថាគាត់បំពេញតួនាទីជាប្តីមិនទាន់បានល្អឡើយយ៉ាងទៀតនៅក្នុងបន្ទប់ដាក់សពមួយនេះគឺល្ងឹតខ្លាំងមែនតើប៉ុន្តែក្នុងនាមជាគ្រូពេទ្យគាត់បានស្លាប់ទៅហើយដូចនេះគាត់ក៏បានរយសាកសពមួយនឹងឲ្យចូលទៅពេលការងាររបស់គាត់ចប់ហើយគាត់ក៏បានអន់គោរពសាកសពជាកិច្ចបង្ហើយអីចឹងណាចំពោះសាកសពមួយនឹងគឺជាស្ត្រីម្នាក់ដែលគាត់មានអាយុប្រហែលជា52ហើយយើងក៏ទាន់ដឹងដែរថាគាត់គឺជាណាគេណាបន្ទាប់ពីនឹងមកទៀតរឿងក៏បានបង្ហាញមកកាន់អ្នកគ្រូពេទ្យយងជីគាត់បានមកធ្វើការដូចជាសពមួយដងអញ្ចឹងគាត់បានឃើញគ្រួសារមួយកំពុងតែយំសោកខ្លាំងមែនតើមើលទៅដូចជាពួកគាត់កំពុងតែបាត់បង់សមាជិកគ្រួសារនៅពេលដែលអ្នកគ្រូពេទ្យយងជីបានយកឡានរបស់គាត់ទុកគាត់ក៏បានធ្វើដំណើរទៅបន្ទប់ធ្វើការរបស់គាត់ពេលនោះក៏មានបរិះម្នាក់មកជិះចរាយន្តជាមួយនឹងអ្នកគ្រូដែរអ្នកគ្រូក៏បានសួរថាតើលោកទៅជាន់ទីប្រមាណបរិះម្នាក់នោះក៏បាននិយាយថាទៅជាន់ទី8អ្នកគ្រូក៏និយាយថាលោកទៅទាន់នឹងអត់បានទេព្រោះជាន់នឹងជាបន្ទប់សង្គ្រោះអត់អាចឲ្យមនុស្សធម្មតាចូលទៅកាន់ទីនោះបានឡើយពេលនោះបរិះម្នាក់នោះក៏នៅស្ងៀមហើយក៏បានសួរទៅកាន់អ្នកគ្រូថាតើនៅទីនោះមានអ្នកជំងឺច្រើនអត់តើពួកគេអាចដឹងខ្លួនឡើងវិញអត់នៅពេលដែលលើកសំណួរអញ្ចឹងអ្នកគ្រូពេទ្យក៏បានដកដង្ហើមចេញបន្តិចហើយគាត់ក៏បាននិយាយថាមានអ្នកជំងឺជាច្រើនណាស់ដែលគេកំពុងតែសម្រាប់ព្យាបាលនៅទីនោះអ្នកខ្លះក៏បានដឹងខ្លួនបានជាសះស្បើត្រឡប់ទៅផ្ទះវិញអ្នកខ្លះទៀតពួកគេក៏បានស្លាប់នៅទីនោះចំណែកឯអ្នកខ្លះទៀតក៏ត្រូវគេនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយមិនដឹងថាពេលណាបានចេញទេបន្ទាប់ពីអ្នកគ្រូនិយាយចប់បរិះម្នាក់ហ្នឹងគាត់ក៏បានយំយតែម្ដងយ៉ាងសឹកសួរខ្លាំងមែនតើដូចជាគាត់កំពុងតែពិបាកចិត្តរឿងអ្វីអញ្ចឹងអ្នកគ្រូពេទ្យយន្តជីនេះក៏បានលើកសម្លេងយំនោះដែរនៅពេលនោះក៏ស្រាប់តែមានទឹកមួយបានហូរយ៉ាងច្រើនមកកាន់អ្នកគ្រូតែម្ដងពេលដែលអ្នកគ្រូទៅក៏ឃើញបរិះម្នាក់ហ្នឹងគាត់កំពុងតែយំហើយគាត់យំហ្នឹងទឹកក៏ហូរឡើងពេញហ្នឹងហ្មងណាអ្នកគ្រូពេទ្យយន្តជីក៏ដឹងហើយថាបរិះម្នាក់ហ្នឹងក៏ជាខ្មោចហើយគាត់ក៏បានប្រាប់ថាលោកពូឈប់យំទៅលោកពូឈប់យំទៅប៉ុន្តែបរិះម្នាក់ហ្នឹងគាត់ក៏នៅតែបន្តយំទៀតយំរហូតដល់ទឹកហ្នឹងឡើងពេញចរាយន្តតែម្ដងអ្នកគ្រូពេទ្យយន្តជីឯនេះគាត់លងទឹកផងអីផងភ័យខ្លាំងមែនតើពេលនោះចរាយន្តក៏បានធ្វើដំណើរមកដល់ជាន់ទី8ហើយពេលចរាយន្តបានបើក៏ឃើញថាគ្រប់យ៉ាងវាប្រែមកជាធម្មតាអស់ទៅហើយអ្នកគ្រូពេទ្យយន្តជីគាត់មិនច្បាស់ទេថាមុននឹងមានរឿងអ្វីកើតឡើងចំពោះគាត់តែគាត់ដឹងថាគាត់កំពុងតែត្រូវបានខ្មោចលងហើយបន្ទាប់ពីអ្នកគ្រូយន្តជីគាត់បានមកដល់តុធ្វើការរបស់គាត់ហើយគាត់ហ្នឹងក៏បានបើកថតតុហើយក៏បានយកឧបករណ៍មួយដែលឧបករណ៍ហ្នឹងដូចជាឧបករណ៍ចាក់ភ្លេងអញ្ចឹងគាត់បានបើកភ្លេងចម្រៀងយ៉ាងពីរោះហើយឲ្យទៅកាន់បរិះម្នាក់ដែលកំពុងតែស្លាប់ហ្នឹងបានស្ដាប់ណាដល់យើងក៏តន់ដឹងដែរតែហេតុអីបានជាគាត់ធ្វើអញ្ចឹងព្រោះថាសាច់រឿងបានបង្ហាញមកកាន់ហាងលោកអំពូភ្លើងវិញពេលហ្នឹងលោកពូហាងបានទៅសួរលោកពូប៉ូលីសថាលោកពូប៉ូលីសមករកអ្វីលោកពូប៉ូលីសក៏បាននិយាយថាខ្ញុំមកតាមរកបរិះម្នាក់ដែលមានកម្ពស់ខ្ពស់ប្រហែលជា 1.80 មានអាយុប្រហែលជា30តែលោកបានឃើញគេអត់លោកពូម្ចាស់ហាងក៏បាននិយាយថាខ្ញុំមិនបានឃើញអ្នកណាមកទីនេះទេនៅពេលនោះដែរលោកពូប៉ូលីសហ្នឹងគាត់ក៏បានឃើញអំពូលមួយផ្លាត់ហើយគាត់ក៏បានសួរទៅកាន់លោកពូម្ចាស់ហាងថាហេតុអ្វីបានជាលោកបើកហាងតែពេលយប់អញ្ចឹងលោកពូម្ចាស់ហាងក៏និយាយថាមកពីហាងផ្សេងទៀតហ្នឹងពេលយប់គេបិទហើយអញ្ចឹងហើយបានជាគាត់បើកនៅពេលយប់លោកពូប៉ូលីសក៏ប៉ុន្តែចង់ទៅវិញតែពេលហ្នឹងមេចុះភ្លៀងធ្លាក់ខ្លាំងមែនតើហើយគាត់ក៏ឲ្យមានអាវភ្លៀងទៀតដូចនេះលោកពូប៉ូលីសហ្នឹងគាត់ក៏បានសម្រាប់នៅទីនេះមួយផ្លែតទៅចាំមេ
មេរៀងចាំគាត់ត្រឡប់ទៅវិញរឿងក៏បានបង្ហាញមកកម្មវិធីពេទ្យវិញដែលពេលនេះដែរអ្នកគ្រូពេទ្យហ្នឹងគាត់កំពុងតែធ្វើការយ៉ាងស្វាហាប់ដើម្បីមើលថែអ្នកជំងឺរបស់គាត់ក៏មានអ្នកជំងឺម្នាក់ដែលជំងឺរបស់គាត់ហ្នឹងកើតឡើងដោយសារតែគាត់ហ្នឹងពិសាស្រាច្រើនពេកគាត់ពិសាស្រាយូរទៅឡើងញៀនស្រាហើយមានបញ្ហាសុខភាពអីចឹងណាអ្នកគ្រូពេទ្យគាត់និយាយថាចុះបើគាត់ជាឲ្យគាត់ផឹកទៀតគាត់ឈឺទៀតយើងនៅតែព្យាបាលគាត់មែនអ្នកគ្រូម្នាក់ដែលមានចំណាស់ជាងគេហ្នឹងក៏បាននិយាយថាមិនថាអ្នកជំងឺគាត់ឈឺដោយសារអ្វីទេតួនាទីរបស់យើងគឺមើលថែគាត់ព្យាបាលគាត់ឲ្យគាត់ជានឹងឯងរឿងក៏បានបង្ហាញមកកាន់យន្តជូរណាតែយន្តជូរវិញកំពុងតែដើរក៏បានជួបជាមួយនារីម្នាក់ដែលបានអូសបាលីហ្នឹងនារីម្នាក់ហ្នឹងក៏បានសួរទៅកាន់យន្តជូរថាពួកយើងធ្លាប់ជួបគ្នាម្ដងហើយយន្តជូរក៏បាននឹកឃើញថានារីម្នាក់ហ្នឹងដូចជាអ្នកចិត្តខាងដែលរស់នៅក្បែរបន្ទប់របស់នាងនឹងឯងពេលនោះនារីដែលអូសបាលីក៏បានសួរទៅកាន់យន្តជូរថាតើនាងឃើញខ្ញុំមែនហើយពេលហ្នឹងនាងឃើញខ្ញុំទៀតឬមើលក៏អត់យន្តជូរដូចជាចម្លែកចិនក៏បាននិយាយថាចាខ្ញុំឃើញនិយាយបានតែប៉ុណ្ណេះយន្តជូរក៏បាននិយាយថាខ្ញុំឆាប់ត្រឡប់ទៅផ្ទះវិញណាព្រោះថាម៉ាក់របស់ខ្ញុំហ្នឹងកំពុងតែរងចាំហើយនាងក៏បានដើរចេញទៅនៅពេលហ្នឹងនារីដែលអូសវ៉ាលីហ្នឹងតាមសម្លឹងយន្តជូររហូតដែលយើងក៏ទាន់ដឹងដែរថានាងកំពុងតែគិតអីណារឿងក៏បានបង្ហាញនៅកម្មវិធីពេទ្យវិញដែលបរិសម្នាក់ដែលគាត់មានជំងឺដោយសារតែការញៀនស្រាហ្នឹងណាពេលណាអាការៈរបស់គាត់ក៏ចាប់ផ្ដើមធូរស្បើយហើយដោយនេះអ្នកគ្រូពេទ្យក៏បានផ្លាស់គាត់ចេញពីបន្ទប់ ICU ទៅបន្ទប់សម្រាប់ធម្មតាវិញពេលដែលគាត់កំពុងតែធ្វើដំណើរអ្នកគ្រូពេទ្យក៏បានសួរទៅកាន់លោកពូថានៅពេលដែលលោកពូអាការៈកំពុងតែធ្វើតោកតើពូបានឃើញបរិសម្នាក់ដែរមែនលោកពូនោះក៏បានងក់ក្បាលថាគាត់បានឃើញអ្នកគ្រូពេទ្យក៏នៅបញ្ជាក់បន្តទៀតថាបរិសដែលគាត់បានឃើញគាត់មិនមែនជាមនុស្សទេបរិសម្នាក់ហ្នឹងគ្រាន់តែជាវិញ្ញាណបរិសម្នាក់ដែលគេសន្លប់ក្បែរក្រៅលោកពូតែប៉ុណ្ណោះហើយមូលហេតុដែលលោកពូមើលឃើញវិញ្ញាណដោយសារតែអាការៈលោកពូកំពុងតែធ្វើតោកមានន័យថាគាត់កំពុងតែជិតស្លាប់អីចឹងណាដូចនេះសូមមេត្តាលោកពូហ្នឹងមើលថែសុខភាពខ្លួនឯងផងកុំឲ្យជំងឺហ្នឹងធ្វើទុកទៀតអីមិនយូរប្រហែលពួកគេក៏បានដើរមកដល់បន្ទប់សម្រាប់អីពេលនោះដែរអ្នកគ្រូពេទ្យគាត់ក៏បានបិទភ្លើងដូចហ្នឹងពេលហ្នឹងលោកពូម្នាក់ហ្នឹងក៏ខ្លាចមែនតើព្រោះល្ងិតពេកដូចនេះអ្នកគ្រូពេទ្យក៏បានមកបើកភ្លើងមួយចេញពីបន្ក្រែសម្រាប់របស់គាត់នឹងឯងនៅពេលហ្នឹងអ្នកជំងឺក៏ខ្លាចមែនតើដូចនេះអ្នកគ្រូពេទ្យយងជីក៏បានមកអង្គុយកំដរអ្នកជំងឺហើយនាងក៏បាននិយាយដើម្បីកុំឲ្យអ្នកជំងឺហ្នឹងភ័យខ្លាចណានៅពេលនោះដែរអ្នកគ្រូពេទ្យក៏បានវាយក្បាលរបស់គាត់ដែលក្បាលរបស់អ្នកគ្រូពេទ្យយងជីដូចជាមានស្នាមអ្វីម្យ៉ាងជួបគ្រោះថ្នាក់អ្នកគ្រូពេទ្យក៏បាននិយាយថាពេលខ្ញុំនៅក្មេងខ្ញុំជួបគ្រោះថ្នាក់មួយហើយខ្ញុំក៏បានសន្លប់នៅពេលនោះខ្ញុំមិនរស់ទេតែខ្ញុំក៏មិនស្លាប់ដែរគឺខ្ញុំសន្លប់វិញ្ញាណរបស់ខ្ញុំបានចេញពីរាងកាយបន្ទាប់មកទៀតខ្ញុំក៏បានដឹងខ្លួនចាប់តាំងពីពេលនោះមកខ្ញុំក៏បានជួបវិញ្ញាណរហូតខ្ញុំមិនអាចបែងចែកបានថាអ្វីដែលខ្ញុំបានជួបគឺជាមនុស្សឬមួយក៏វិញ្ញាណប៉ុន្តែមនុស្សគឺអាចមើលឃើញប៉ុន្តែវិញ្ញាណគឺមិនអាចមើលឃើញនៅក្នុងកញ្ចក់បានឡើយនៅពេលនោះដែរអ្នកគ្រូពេទ្យក៏បាននៅឃើញបរិសម្នាក់ដែលគាត់បានជួបកាលពីថ្ងៃមុនដែលគាត់មានបញ្ហាត្រចៀករបស់គាត់ហ្នឹងគឺស្ដាប់អត់បានទេដោយនេះអ្នកគ្រូពេទ្យក៏បានដឹងថាវិញ្ញាណរបស់គាត់ស្ដាប់មិនបានដោយសារតែរាងកាយរបស់គាត់កំពុងតែមានបញ្ហាពេលហ្នឹងអ្នកគ្រូពេទ្យគាត់ក៏បានយកឧបករណ៍មួយចំនួនទៅសម្អាតត្រចៀករបស់បរិសម្នាក់ហ្នឹងព្រោះថានៅពេលដែលរាងកាយរបស់យើងមានបញ្ហាស្ដាប់អត់បានវិញ្ញាណរបស់យើងក៏មានបញ្ហាដែរបន្ទាប់ពីសម្អាតត្រចៀករួចហើយអ្នកគ្រូពេទ្យក៏បានបើកបទចម្រៀងមួយឲ្យទៅកាន់បរិសម្នាក់នោះស្ដាប់ដើម្បីចម្រៀងមួយហ្នឹងជំនួយការចងចាំធ្វើឲ្យវិញ្ញាណបរិសម្នាក់នឹងមានកម្លាំងចិត្តត្រឡប់មកវិញរឿងក៏បានបង្ហាញមកកាន់យន្តជូរវិញនាងក៏ពងតដើរត្រឡប់ទៅផ្ទះមិនដល់ផ្ទះផងក៏មានបរិសម្នាក់និយាយសួស្ដីទៅកាន់នាងហើយបរិសម្នាក់ហ្នឹងក៏បាននិយាយថាណែក្មេងតូចតើឯងបានឃើញឆ្កែវាស្រែកអត់ឆ្កែហ្នឹងរំខានខ្លាំងមែនតើតែយើងបានឃើញយើងដឹងតែវាយហើយពេលហ្នឹងយន្តជូរក៏បាននឹកឃើញសម្ដីរបស់លោកពូម្ចាស់ហាងដែលបានប្រាប់ថាបើឯងចង់ដឹងថាអ្នកណាដែលឯងបានជួបគឺជាមនុស្សឬជាខ្មោចឯងពិនិត្យឲ្យកាន់តែច្បាស់ពេលនិយាយឲ្យកាន់ច្បាស់ឯងនឹងដឹងហើយថាម្នាក់ហ្នឹងគឺជាមនុស្សឬគឺជាខ្មោចដូច្នេះយន្តជូរក៏បានយកពិលច្បាច់ទៅកាន់បរិសម្នាក់ហ្នឹងរាងកាយរបស់គាត់គឺសុទ្ធតែតកកតែម្ដងទាំងនៅពេលហ្នឹងនៅប្រទេសកូរ៉េតំបន់ហ្នឹងគឺមានតកកទេតែបរិសម្នាក់ហ្នឹងបើជាមានតកកទៅវិញអញ្ចឹងមានន័យថាបរិសម្នាក់ហ្នឹងមិនមែនជាមនុស្សទេយន្តជូរក៏និយាយថាលោកពូខ្ញុំបញ្ញាប់ទៅហើយខ្ញុំទៅជួបម៉ាក់ខ្ញុំហើយពូហ្នឹងគាត់តន់ដឹងទេថាគាត់ជាវិញ្ញាណណាគាត់ក៏និយាយថាអូខេចាប់ទៅក្មេងទៅកុំឲ្យម៉ាក់របស់ឯងចាំយូរនិយាយពីយន្តជូរឯណាព្រមមកដល់ផ្ទះភ្លាមនាងភ័យខ្លាំងមែនតើព្រោះដើរហ្នឹងគឺជួបវិញ្ញាណរហូតតែម្ដងណារឿងក៏បានបង្ហាញមកកាន់បរិសម្នាក់តែពេលហ្នឹងមានផាត់រហូតមួយបានកាត់ឡើងលោកគ្រូពេទ្យភ្ញាក់ផ្អើលខ្លាំងមែនតើព្រោះថាអាការរបស់គាត់គឺល្អប្រសើរខ្លាំងមែនតើហើយអត់ដឹងថាមូលហេតុអ្វីទេ
នៅរួមពេលនោះដែរសាច់រឿងក៏បានបង្ហាញមកកាន់បរិសម្នាក់ដែលបាំងឆាតឲ្យនារីដ៏អូសវលីដែលគាត់មានឈ្មោះថាយ៉ុងមីនហើយរឿងក៏បានបង្ហាញមកកាន់លោកពូប៉ូលីសសុងដែលគាត់កំពុងតែជ្រកភ្លៀងនៅហាងលក់អំពូលភ្លើងរឿងក៏បានបង្ហាញមកកាន់បរិសម្នាក់ដែលមានរាងកាយពោពេញដោយតកនិងបរិសម្នាក់ដែលមានបញ្ហាត្រចៀកពួកគេដូចជាលឺសំឡេងអ្វីម្យ៉ាងដែលសំឡេងមួយនឹងគឺដូចគ្នាទៅនឹងសំឡេងនៅក្នុងបន្ទប់ ICU នៅក្នុងមន្ទីរពេទ្យអញ្ចឹងរួមទាំងសិនហុយនិងសិស្សប្រុសម្នាក់ដែលបានបង្វេងមុខផ្ទះរបស់នាងពួកគេទាំងអស់គ្នាក៏បានលឺសំឡេងនឹងដូចគ្នាដែរហើយពួកគេក៏បានលឺសំឡេងបទចម្រៀងដែលអ្នកគ្រូប៉ែយុនជីបើកស្ដាប់ទៅឲ្យអ្នកជំងឺទៀតផងយើងក៏បានដឹងថាបរិសម្នាក់ដែលគេនៅក្នុងមន្ទីរពេទ្យដែលមានបញ្ហាត្រចៀកនឹងគាត់អាការៈចាប់ដើមធូរស្បើយហើយឯក្រែក្បែរនឹងគឺជាក្រែរបស់សិស្សប្រុសម្នាក់ដែលបានបង្វេងមុខផ្ទះរបស់សុនហេនឹងក្រែបន្ទាប់ទៀតគឺជាក្រែរបស់សុនហេដែលពេលហ្នឹងនាងកំពុងតែសម្រាប់ព្យាបាលនៅកន្លែងហ្នឹងដែរហើយក្រែបន្ទាប់ទៀតគឺជាបរិសម្នាក់ដែលគាត់ដឹងរងាខ្លាំងរាងកាយរបស់គាត់ហ្នឹងក៏កំពុងតែសម្រាប់នៅក្នុងមន្ទីរពេទ្យនឹងដូចគ្នាដែរចំណែកអ្នកជំងឺបន្ទាប់ទៀតគឺជាបរិសម្នាក់ដែលបានជួយនារីដែលអូសវ៉ាលីនឹងឯងគាត់ក៏កំពុងសម្រាប់អ្វីដែលយើងមិននឹកស្មានដល់នោះសូម្បីតែលោកពូប៉ូលីសសុងរាងកាយរបស់គាត់ក៏កំពុងតែនៅទីនេះដែរដូច្នេះមានន័យថាមនុស្សទាំងអស់ដែលយើងបានឃើញកាលពីដើមរឿងគ្រប់គ្នាដែលបានចូលទៅក្នុងហាងលក់អំពូលភ្លើងសុទ្ធតែជាវិញ្ញាណអនាថាដែលបានចាក់ចេញពីរាងកាយហើយមិនដឹងថាខ្លួនឯងនឹងកំពុងតែស្លាប់ទេចំណែកឯយន្តជូររបស់យើងវិញពេលនេះដែរនាងក៏បានមកដល់ផ្ទះរបស់នាងហើយមកដល់ភ្លាមផ្ទះរបស់នាងហ្នឹងក៏បានដាច់ភ្លើងនាងក៏បាននិយាយថាម៉ាក់ផ្ទះរបស់យើងមិនក៏ដាច់ភ្លើងរហូតអញ្ចឹងខ្ញុំមកដើរមកមេឃហ្នឹងក៏ភ្លៀងខ្លាញ់ក៏ខ្លាញ់អញ្ចឹងហើយខ្ញុំមកបញ្ញាពេកក៏អត់បានចូលទៅញ៉ាំពូភ្លើងទៅហើយផ្ទះរបស់យើងឡើងល្ងឹតតែពេលហ្នឹងម៉ាក់របស់នាងដូចជាពិបាកចិត្តរឿងអ្វីម្យ៉ាងដូច្នេះយន្តជូរក៏បានអោបម៉ាក់ទោះមិនដឹងថាម៉ាក់កំពុងតែពិបាកចិត្តក៏នាងអោបម៉ាក់ដើម្បីលើកទឹកចិត្តម៉ាក់អញ្ចឹងណារឿងក៏បានបង្ហាញមកកាន់ស្ត្រីម្នាក់ដែលបានស្លាប់ហើយលោកតាកំពុងតែរៀបចំសាកសពរបស់គាត់នឹងគាត់មានមកដូចជាម៉ាក់របស់យន្តជូរខ្លាំងមែនតើដូច្នេះមានន័យថាអ្នកដែលយន្តជូរកំពុងតែអោបនេះម្នាក់នឹងមិនមែនជាម៉ាក់របស់នាងទេគ្រាន់តែជាវិញ្ញាណតែប៉ុណ្ណោះព្រោះថាម៉ាក់របស់នាងបានស្លាប់បាត់ទៅហើយចំពោះអេពីសូតទី5ហ្នឹងគឺពិសេសខ្លាំងមែនតើដោយសារតែសាច់រឿងបានបង្ហាញអំពីជីវិតរបស់អ្នកទាំងអស់គ្នាដែលកំពុងតែសម្រាកនៅបន្ទប់ ICU នឹងជីវិតរបស់ពួកគេការពួកគេមិនទាន់សន្លប់អីចឹងណាអូខេយើងមកចូលសាច់រឿងរបស់យើងវិញផ្ដើមសាច់រឿងដំបូងហ្នឹងយើងមកមើលជីវិតរបស់យ៉ុងមីនពេលដែលចេញពីធ្វើការរាល់ដងហ្នឹងគេតែងតែជិះរថភ្លើងក៏ដូចជាឡានក្រុងដើម្បីត្រឡប់ទៅផ្ទះចំពោះថ្ងៃនេះដែរគាត់បានយកទូរស័ព្ទផ្ញើសារទៅកាន់មិត្តស្រីរបស់ខ្លួនថាបងកំពុងត្រឡប់ទៅផ្ទះហើយទៅទៀតបងទៅដល់ហើយណានៅពេលនោះដែរប្រពន្ធរបស់គាត់ហ្នឹងក៏បាននិយាយថាវាយឺតពេលហើយពួកគេអត់ទាន់រៀបការទេប៉ុន្តែស្រឡាញ់គ្នារស់នៅជាមួយនឹងគ្នាដូចជាប្តីប្រពន្ធអញ្ចឹងយ៉ុងមីនហ្នឹងក៏បានដឹងថាម៉ាក់របស់ខ្លួនទៅជួបជាមួយនឹងប្រពន្ធរបស់ខ្លួនប្រាប់ឲ្យពួកគេហ្នឹងបែកបាក់គ្នាហើយប្រពន្ធរបស់យ៉ុងមីនគឺជាម្នាក់នារីដែលអូបាលីនឹងឯងដែលមានឈ្មោះថាជីយ៉ុងអានេះឃើញផ្ញើសារដែលប្តីសារមកថាគាត់ដែរនឹកនាងណានាងក៏នឹកប្តីដែរប៉ុន្តែហ៊ានផ្ញើសារទៅទេនាងកំពុងតែឈឺចាប់ព្រោះថាប៉ាម៉ាក់របស់យ៉ុងមីនអត់សូវពេញចិត្តនាងឡើយចំពោះយ៉ុងមីនវិញចេញពីធ្វើការគេបានទិញដូចជាបាច់ផ្កាមានណូតមានអីមួយចំនួនថែមទាំងត្រៀមចិញ្ចៀនត្រៀមអីទៀតណោះមើលទៅយ៉ុងមីនណាមានបំណងចង់សុំមិត្តស្រីរបស់ខ្លួននឹងរៀបការនិយាយអញ្ចឹងជាយ៉ុងវិញនាងគឺជាមនុស្សម្នាក់ដែលមានបញ្ហាត្រចៀកនិយាយមិនបានទេគឺជាមនុស្សកថ្លាណាប៉ុន្តែពួកគេនឹងស្រឡាញ់គ្នាខ្លាំងមែនតើយ៉ុងមីនណាបានយកกระดาษណូតមួយយកមកមើលហើយនាងក៏បានសម័យគឺពេលថ្ងៃមិញហ្នឹងប៉ាម៉ាក់របស់យ៉ុងមីនបានមកជួបនាងនឹងប្រាប់ឲ្យនាងបែកគ្នាជាមួយនឹងយ៉ុងមីនទៅដោយសារតែនាងជាមនុស្សកថ្លាពួកគេអត់សមគ្នាទេឥឡូវយើងទៅមើលជីវិតរបស់សុនហេវិញម្ដងដែលពេលនេះដែរសុនហេគឺកំពុងតែរើផ្ទះមួយដើម្បីរស់នៅជាមួយនារីម្នាក់ដែលនារីម្នាក់ហ្នឹងគឺជានារីម្នាក់ដែលពាក់ស្បែកជើងក្រហមដែលនេះមានឈ្មោះថាយីវ៉ុនពួកគេទាំងពីរនាក់ហ្នឹងកំពុងតែពេញចិត្តជាមួយនឹងបន្ទប់ហ្នឹងខ្លាំងមែនតើព្រោះថាមានបរិយាកាសស្ងប់ស្ងាត់ view ហ្នឹងក៏ស្អាតទៀតពេលនោះម្ចាស់បន្ទប់ហ្នឹងក៏បានសួរទៅកាន់ពួកគេថាតែអ្នកទាំងពីរគឺជាម៉ាក់និងកូននឹងគ្នាមែនដល់ពេលលឺអញ្ចឹងពួកគេអត់សូវសប្បាយចិត្តទេក៏លេចមកមើលស្បែកជើងពណ៌ក្រហមវិញពួកគេតែងទាំងគូពាក់គូជាមួយនឹងគ្នាពួកគេមិនមែនម៉ាក់កូនទេប៉ុន្តែគឺជាសង្សារជាមួយនឹងគ្នាណាយើងទៅមើលជីវិតរបស់យុនជូវិញម្ដងពេលដែលយុនជូគេចេញពីរៀនហ្នឹងម៉ាក់របស់គេតែងតែមកទទួលជានិច្ចពីរអ្នកម៉ាក់កូននៅស្រឡាញ់គ្នាខ្លាំងមែនតើពួកគេដើរបដាក៏និយាយអំពីប៉ារបស់យុនជូបដាព្រោះថាប៉ារបស់យុនជូជិតត្រឡប់មកលេងពួកគេហើយពួកគេពិតជានឹកខ្លាំងមែនតើកំពុងតែនិយាយបដាអីបដាហ្នឹងពីរអ្នកម៉ាក់កូនហ្នឹងក៏បន្តនិយាយគ្នាពីនោះតាមបែបម៉ាក់និងកូនជាមួយនឹងគ្នាមើលទៅកាន់ពួកគេមានភាពសុភមង្គលខ្លាំងមែនតើ
រឿងក៏បានបង្ហាញមកកាន់សិស្សប្រុសម្នាក់ដែលសិស្សប្រុសម្នាក់ហ្នឹងគេមានឈ្មោះថាជីអុងគេក៏ប៉ុន្តែចេញពីរៀនដូចជាសពមួយដងអញ្ចឹងដើរបដានិយាយជាមួយមិត្តភក្តិបដាអេដមីនឃើញអញ្ចឹងនៅ best friend របស់អេដមីនដែរតើការនៅរៀនណានៅខណៈពេលនោះដែរសាច់រឿងក៏បានបង្ហាញមកកាន់លោកពូម្នាក់ដែលគាត់មានឈ្មោះថាសង្វុនលោកពូសង្វុនគាត់ធ្វើការជាអ្នកបើកឡានណាក្រុមហ៊ុនមួយកន្លែងពេលនេះគាត់កំពុងតែត្រួតពិនិត្យឡានរបស់គាត់ឃើញថាកង់ឡានរបស់គាត់នោះដូចជាមិនសូវល្អទេដូច្នេះរត់ការតាមយប់នេះហើយស្អែកឡើងគាត់នឹងធ្វើការដោះដូរកង់ឡានចេញហើយនៅពេលដែលគាត់ត្រួតពិនិត្យកង់ឡានហើយគាត់ក៏បានបញ្ឆេះឡានគាត់ក្រុងរបស់គាត់ទៅហើយក៏ហៅភ្ញៀវទាំងអស់ហ្នឹងមកដើម្បីធ្វើដំណើរជុំគ្នាពេលនោះលោកយាយក៏បានជូនចៅប្រុសរបស់គាត់ហើយក៏បាននិយាយទៅកាន់លោកពូថាខ្ញុំផ្ញើចៅរបស់ខ្ញុំផងណាលោកពូគាត់ក៏បានងក់ក្បាលព្រោះថាចៅលោកយាយគាត់ណាធ្វើដំណើរតែម្នាក់ឯងទេនៅពេលនោះឡានក្រុងហ្នឹងក៏បានធ្វើដំណើរបន្តទៀតកន្លែងមកមើលយ៉ងវិញម្ដងពេលដែលគេបញ្ញាចុះពីលើរថភ្លើងហ្នឹងក៏ផ្លេចបាច់ការផ្លេចកាដូអីផ្ញើតែប្រពន្ធរបស់គាត់ទៀតពេលដែលរត់ទៅមើលរថភ្លើងហ្នឹងគេក៏បានចិញ្ចែកទៅហើយដូច្នេះអ្វីដែលគាត់នៅគឺនៅត្រឹមតែចិញ្ចៀនមួយតែប៉ុណ្ណោះមកដល់ចំណោដើម្បីចាំឡានក្រុងដើម្បីត្រឡប់ទៅផ្ទះយងមីនក៏បានយកទូរស័ព្ទហ្នឹងវយទៅកាន់ប្រពន្ធរបស់ខ្លួនថាពេលនេះបងចុះចេញពីរថភ្លើងហើយបងក៏កំពុងតែចាំឡានក្រុងបន្តិចទៀតពួកយើងជួបគ្នាណាអូនសម្លាញ់បងពិតជានឹកអូនណាមើលទៅកាន់យងមីនជុំនឹងជីយ៉ងពួកគេស្រឡាញ់គ្នាណាបង្ហាញមកកាន់ជីយ៉ងវិញនាងនៅផ្ទះតែម្នាក់ឯងទេពេលដែលឃើញទូរស័ព្ទឃើញប្តីរបស់ខ្លួនផ្ញើសារមកយ៉ាងច្រើនបែបហ្នឹងនាងសប្បាយចិត្តខ្លាំងមែនតើប៉ុន្តែក៏អាចផ្ញើសារទៅវិញដែរដោយសារតែពេលហ្នឹងនាងកំពុងតែពិបាកចិត្តណាបង្ហាញមកកាន់លោកពូឡានក្រុងវិញម្ដងគាត់បើទទួលភ្ញៀវពីម្នាក់ទៅម្នាក់ដាក់ភ្ញៀវអីចឹងទៅពេលនោះគាត់ក៏បានធ្វើដំណើរមកដល់កន្លែងមួយដែលជាកន្លែងចំណតឡានក្រុងដែលជីអុងហ្នឹងគេក៏ត្រូវឡានក្រុងហ្នឹងផងដែររឿងក៏បានបង្ហាញមកកាន់សុនហេវិញម្ដងពេលនេះសុនហេជាមួយនឹងជីវ៉ុនពួកគេឆ្លោះគ្នាខ្លាំងមែនតើព្រោះថារាល់ពេលដែលពួកគេនៅជាមួយនឹងគ្នាមនុស្សជុំវិញខ្លួនតែយល់ច្រឡំថាពួកគេទាំងពីរនាក់ដូចជាម៉ាក់កូននឹងគ្នាអញ្ចឹងមិនគិតថាពួកគេហ្នឹងគឺជាគូស្នេហ៍នឹងគ្នាឡើយពេលនោះជីវ៉ុនហ្នឹងក៏បាននិយាយថាដោយសារតែបងមានអាយុច្រើនជាងអូនមែនទេតើអូនណាចង់បាយពីបងមែនបើអូនចង់បាយចាស់អូននឹងដោះលែងបងដល់ពេលឃើញអញ្ចឹងណាសុនហេគេស្រែកខ្លាំងហ្មងណាព្រោះថាអ្វីដែលគេរករឿងហ្នឹងគេមិនចង់បាយទេប៉ុន្តែគេចង់ public ស្នេហារបស់ពួកគេមិនចង់លាក់បាំងអីបែបហ្នឹងឡើយហើយនាងក៏បានដើរចេញទៅយីវ៉ុនណែដោយសារតែស្រឡាញ់គេតាមលួងគេរហូតមិនយូរប្រហែលអ្នកទាំងពីរនាក់ក៏បានឡើងជិះឡានក្រុងជាមួយនឹងគ្នាទៅប៉ុន្តែយីវ៉ុនហ្នឹងគេទៅអង្គុយនៅក្រោយគេក៏នៅតែបន្តលឺសុនហេអញ្ចឹងប៉ុន្តែអត់ទាន់ត្រូវគ្នាណាចំពោះពីអ្នកម៉ាក់កូនវិញម្ដងយន្តជូររបស់យើងវិញខំប្រឹងរត់តាមឡានក្រុងពេលហ្នឹងឡានក្រុងអត់ចង់ឲ្យពួកគេជិះណាដោយសារតែអត់ទាន់ដល់ចំណតប៉ុន្តែដោយសារតែឃើញពីអ្នកម៉ាក់កូនរត់ទាំងភ្លៀងដោយនេះពូតកង់ឡានហ្នឹងក៏បានឈប់ឡានហើយឲ្យពីអ្នកម៉ាក់កូនហ្នឹងឡើងជិះឡានក្រុងជាមួយនឹងគ្នាណាហើយឡានមួយនេះក៏នៅតែបន្តទៅមុខទៀតចំណែកអាយីវ៉ុនវិញគេក៏នៅតែបន្តលួងសុនហេអញ្ចឹងព្រោះថាខ្លួនឯងដើរតួជាមនុស្សប្រុសអញ្ចឹងតាមលួងគេរហូតហ្មងណាហើយនៅក្នុងឡានក្រុងនេះដែរទាំងអស់ហ្នឹងគឺមានក្មេងប្រុសម្នាក់សិស្សប្រុសដែលមានឈ្មោះថាជីអុងពីរអ្នកសង្សារនិងពីរអ្នកម៉ាក់កូននោះចំពោះឡានក្រុង362នេះបានធ្វើដំណើរមកដល់ស្ពានមួយហើយក្នុងស្ថានភាពលឿនគួរសមដែរពេលហ្នឹងមេឃក៏ភ្លៀងខ្លាំងទៀតនៅសកឡានក្រុងមួយហ្នឹងវាក៏បានផ្ទុះកង់ហើយកង់មួយហ្នឹងក៏លបោតចេញពីឡានតែម្ដងពូតកង់ឡានឯនេះខំប្រឹងទប់ទល់ជាមួយនឹងស្ថានភាពដែរប៉ុន្តែឡានក៏បានបុករះជាមួយនឹងឡានផ្សេងទៀតហើយឡានមួយហ្នឹងក៏បានកលាប់គ្រប់គ្នាព្យាយាមការពារមនុស្សដែលខ្លួនអាចស្រឡាញ់រៀងខ្លួនប៉ុន្តែពេលហ្នឹងដោយសារតែឡានមានល្បឿនលឿនផ្លូវហ្នឹងក៏រអិលដោយសារតែមេឃភ្លៀងធ្វើឲ្យឡានក្រុង362មួយនេះក៏បានជ្រុលចង្កូតហើយធ្លាក់ចូលទៅក្នុងទន្លេតែម្ដងចំណែកឯជីយ៉ងរបស់យើងវិញនាងបានដើរនៅក្បែរតំបន់ផ្ទះរបស់នាងដើម្បីលំហែអារម្មណ៍មិនចង់ពិបាកចិត្តពេលនោះនាងបានយកទូរស័ព្ទឃើញថាយងមីនបានផ្ញើសារមកថាគេនឹកនាងណាដូច្នេះអារម្មណ៍របស់នាងក៏ល្អនាងក៏បានផ្ញើសារត្រឡប់ទៅកាន់យងមីនវិញថានាងក៏នឹកយងមីនដែរស្របពេលជាមួយនឹងគ្នាជីយ៉ងក៏បានកលេចឃើញឡានក្រុងមួយនោះបានធ្លាក់ចូលក្នុងទឹកទន្លេនាងក៏បានខលទូរស័ព្ទទៅកាន់យងមីនប៉ុន្តែយងមីនក៏អត់លើកទេដោយសារតែយងមីនក៏កំពុងតែជួបគ្រោះថ្នាក់នាងក៏បានខលទៅកាន់លេខបន្ទូរគ្រោះបន្ទាន់ប៉ុន្តែពេលហ្នឹងដោយសារតែខ្លួនឯងគឺជាមនុស្សកនឹងស្ដាប់មិនបានតើមិនអាចរាយការណ៍ចំពោះស្ថានភាពហ្នឹងទៅទីនោះមិនបានជីយ៉ងបានត្រឹមតែយំរត់ទៅរកយងមីននាងសង្ឃឹមថាយងមីននៅមានសុវត្ថិភាពចំពោះអ្នកដែលនៅឡានក្រុងវិញពួកគេស្លាប់អស់ទៅហើយ
ទូរស័ព្ទដៃរបស់យងមីនក៏បានលោតឡើងតែពេលហ្នឹងជឿយងបានផ្ញើសារមកថាគេក៏នឹកយងមីនដែរសិស្សប្រុសម្នាក់ព្យាយាមយកបាល់ទៅឲ្យក្មេងប្រុសហើយរុញក្មេងប្រុសហ្នឹងឡើងទៅកាន់លើគេសង្ឃឹមថាក្មេងប្រុសម្នាក់ហ្នឹងនឹងមានសុវត្ថិភាពចំពោះគូពូទៅកងឡានវិញក៏បានសន្លប់ពេលហ្នឹងគ្រប់គ្នាស្ថិតនៅក្នុងគ្រោះថ្នាក់ទាំងអស់តែម្ដងមួយសន្ទុះក្រោយមកក្រុមលពូប៉ូលេក្រុមគ្រូប៉ែក៏ដូចជាក្រុមសង្គ្រោះហ្នឹងបានជួយសង្គ្រោះអ្នកទាំងអស់គ្នាមកដល់មន្ទីរពេទ្យហើយក្រុមលោកគ្រូពេទ្យព្យាយាមជួយអស់ពីដៃអស់ពីជើងខ្លះមែនតើព្រោះថាស្ថានភាពជនរងគ្រោះនៅក្នុងឡានក្រុងពួកគេមានស្ថានភាពគួរឲ្យបារម្ភណាស់គឺទាំងអស់គ្នាតែម្ដងស្ថិតនៅក្នុងគ្រោះថ្នាក់ទាំងអស់គ្នាតែអ្នកដែលធ្ងន់ធ្ងរជាងគេគឺលពូតកងឡាននឹងឯងហើយពេលនេះក្រុមគ្រូពេទ្យស្ទើរតែមិនអាចជួយពូតកងឡានបានទេពេលនោះដែរយើងក៏ឃើញថាមានបរិសម្នាក់គាត់ដូចជាត្រូវរបួសដែរគាត់ដែរព្យាយាមមកជួយអ្នកគ្រូពេទ្យដើម្បីឲ្យអ្នកគ្រូពេទ្យជួយសង្គ្រោះគាត់ប៉ុន្តែមើលទៅដោយសារតែពេលនោះរវល់ពេកក៏អត់សូវមាននរណាគេម្នាក់រវល់អំពីបរិសម្នាក់នឹងដែរចំណែកឯសុនហេជាមួយនឹងសង្សាររបស់ខ្លួនវិញពួកគេនៅជួយគ្នាអោបគ្នាឡើងនឹងហ្មងណាដោយសារតែសង្សាររបស់សុនហេនឹងគាត់មើលទៅដូចជាស្លាប់បាត់ហើយទើបដៃជើងរបស់គាត់រឹងហើយអោបសុនហេឡើងជាប់តែម្ដងបង្ហាញមកកាន់ជឿយងអានេះនាងបានរត់មកដល់មន្ទីរពេទ្យក្នុងចិត្តនឹងបារម្ភពីយងមានខ្លាំងមែនតើរត់ទៅដល់បន្ទប់សង្គ្រោះបន្ទាន់ហើយក៏ឃើញថាប៉ាម៉ាក់របស់យងមេននៅទីនោះដែរដូច្នេះជឿយងគេបានចូលទៅក្នុងនោះទេព្រោះខ្លាចមានបញ្ហាណាចំពោះប៉ាម៉ាក់របស់យងមេនវិញគេនឹងកំពុងតែបារម្ភណាស់នៅខណៈពេលនោះក្រុមគ្រូពេទ្យនឹងក៏បានរុញសាកសពម្នាក់ដែលសាកសពមួយនឹងគឺជាសាកសពរបស់ពូតកងឡាននឹងឯងគាត់បានស្លាប់បាត់ទៅហើយក្រុមគ្រូពេទ្យមិនអាចជួយបានទេពេលនឹងម៉ាក់របស់ពូតកងឡានគាត់ពិបាកចិត្តខ្លាំងមែនតើគាត់ដើរបដាយំបដាស្ថានភាពពេលហ្នឹងគាត់ស្ទើរតែសន្លប់បាត់ទៅហើយបន្ទាប់មកគ្រូពេទ្យក៏បានរុញសិស្សប្រុសម្នាក់ដែលមានឈ្មោះថាជីអុងហ្នឹងចេញពីបន្ទប់ ICU ហើយពេលហ្នឹងពួកគាត់ជួយសង្គ្រោះជីអុនបានហើយប៉ុន្តែក៏នៅតែបន្តតាមដានអាការៈបន្តទៀតព្រោះថាជីអុនហ្នឹងមិនទាន់ដឹងខ្លួនទេចំពោះសាច់ញាតិផ្សេងៗទៀតវិញពួកគេហ្នឹងកំពុងតែភ័យរៀងខ្លួនម្នាក់គឺបារម្ភពីសាច់ញាតិណាពួកគេហ្នឹងកំពុងតែអង្គុយបដាយំបដាពេលហ្នឹងក៏មានលពូម្នាក់គាត់ស្លៀកពាក់ដូចជាអ្នកកាន់តុងអញ្ចឹងគាត់ក៏បានមកអង្គុយកន្លែងសាច់ញាតិដែលបានរងចាំដែរមួយសន្ទុះលោកគ្រូពេទ្យហ្នឹងក៏បានរុញយន្តជូចេញមកហើយលពូដែលបានស្លៀកពាក់ជាអ្នកកាន់តុគាត់គឺជាប៉ារបស់យន្តជូនឹងឯងមួយសន្ទុះមកលោកគ្រូពេទ្យក៏បានរុញសុនហេចេញដូចគ្នាដែរពេលនេះសុនហេក៏ផុតពីគ្រោះថ្នាក់ដូចគ្នាប៉ុន្តែនាងនៅតែសន្លប់អត់ទាន់បាននឹងខ្លួនទេប៉ាម៉ាក់របស់សុនហេក៏បានបន្តទៅមើលកូនរបស់គាត់នៅសល់តែប៉ាម៉ាក់របស់យងមីនទេពេលហ្នឹងគាត់ពិបាកចិត្តខ្លាំងមែនតើមិនដឹងថាកូនរបស់គាត់យ៉ាងម៉េចទៅហើយទេមួយសន្ទុះលោកគ្រូពេទ្យក៏បានរុញសាកសពម្នាក់ចេញប៉ុន្តែសាកសពម្នាក់ហ្នឹងមិនមែនជាយងមីនទេគឺជាសង្សាររបស់សុនហេដែលមានឈ្មោះថាជីវ័ននឹងឯងដល់ពេលឃើញអញ្ចឹងប៉ាម៉ាក់របស់យងមីនកាន់តែពិបាកចិត្តនៅខណៈពេលនោះលោកគ្រូប៉ូលីសគាត់ក៏បានមកកាន់ទីនេះហើយគាត់ក៏បានយកទូរស័ព្ទរបស់យងមីននឹងឲ្យទៅកាន់ម៉ាក់របស់យងមីនម៉ាក់យងមីនណែមើលទៅកាន់ទូរស័ព្ទរបស់កូនប្រុសណាមកបដាយំបដាបេះដូងឡើងចង់គៀងហើយចំពោះជ័យយងរបស់យើងវិញគេនឹងបានត្រឹមតែអង្គុយនៅខាងក្រៅហើយក៏យកទូរស័ព្ទនឹងខលទៅកាន់យងមីនដល់ពេលឃើញអញ្ចឹងម៉ាក់របស់យងមីនឲ្យបានលើកទេគាត់ក៏បានផ្ញើសារໄວម្យ៉ាងហើយគាត់ក៏បានផ្ញើសារថាយងមីនស្លាប់គឺដោយសារតែឯងស្រីចង្រៃដល់ពេលដែលលើអញ្ចឹងជួយយងអានេះបបាក់ចិត្តខ្លាំងមែនតើនាងគិតថាប្តីរបស់ខ្លួនស្លាប់ដោយសារតែខ្លួនឯងអេដមីនមើលអញ្ចឹងមានអារម្មណ៍ថាអាណិតពួកគាត់ដល់ហើយអេដមីនខ្លាចតែជួយយងគិតខ្លីនេះព្រោះអីឃើញវិញ្ញាណរបស់យីនាងកំពុងតែវិលវល់នៅក្បែរហាងលក់អំពូលភ្លើងដែរមួយសន្ទុះក្រោយមកគ្រូប៉ែនហ្នឹងក៏បានរុញយងមីនចេញពីបន្ទប់សង្គ្រោះហើយពេលហ្នឹងយងមីនគេផុតគ្រោះថ្នាក់ហើយអ្នកទាំងអស់គ្នាប៉ុន្តែអាការៈហ្នឹងក៏មិនទាន់បានធូរស្រាលដែរគ្រូប៉ែននៅបន្តការព្យាបាលបន្តិចទៀតណា នៅពេលទទួលដំណឹងថាយងមេនអត់ទាន់បានស្លាប់ទេពេលនោះប៉ារបស់យងមេនក៏បានប្រាប់ប្រពន្ធរបស់គាត់ថាឯងគួរឆាតទៅជាយងទៅយ៉ាងណាក៏ជាយងត្រូវដឹងដែរថាយងមេនអត់ទាន់បានស្លាប់ទេតែប្រពន្ធរបស់គាត់អត់ព្រមទេឃើញបែបនេះប៉ារបស់យងមេនក៏បានយកទូរស័ព្ទបំរុងនឹងឆាតទៅប្រាប់ជាយងថាមុនយងមេននៅរស់អញ្ចឹងណាប៉ុន្តែជាយងអានេះកំពុងតែប្របាក់ចិត្តមើលរូបខ្លួនឯងជាមួយនឹងយងមេនពេលនោះគេក៏ស្លាប់តែគិតខ្លីតែម្ដងហើយយងមេនអត់ទាន់បានស្លាប់ទេមិនក៏ជាយងទៅសម្រាប់ខ្លួន
ខ្លួនចឹងអត់មានថាមែនបារម្ភខ្លាំងណានេះមុននាងសម្រាប់ខ្លួននាងក៏បានឆាទៅប្រាប់សាររបស់យ៉ងមីនថាអូននឹងទៅកន្លែងដែលបងនៅដល់ពេលឃើញចឹងប៉ារបស់យ៉ងមីនក៏បានឆាប្រាប់ជីយ៉ងថាយ៉ងមីនអត់ទាន់បានស្លាប់ទេឯងកុំគិតខ្លីអីជីយ៉ងប៉ុន្តែពេលហ្នឹងជីយ៉ងក៏បងតែសម្រាប់ខ្លួនហ្នឹងពេលនោះភ្នែករបស់នាងក៏បានកលេចឃើញសារនោះថាយ៉ងមីននៅរស់ជីយ៉ងព្យាយាមជួយសង្គ្រោះខ្លួនឯងយកដៃទៅទប់ជាមួយនឹងខ្សែដរិតកហ្នឹងណារហូតទៅជាប់ដៃរបស់នាងក៏បានរស់ចេញទាំងតែម្ដងអញ្ចឹងមានន័យថាជីយ៉ងមិនស្លាប់បាត់ណាអូយអត់មាននឹងសែតហ្មងណាចំពោះអ្នកទាំងអស់គ្នាដែលជួបគ្រោះថ្នាក់នៅលើឡានក្រុងមួយនោះវិញ្ញាណរបស់គេហ្នឹងក៏ចាក់ចេញពីរាងកាយដែលរាងកាយកំពុងតែសង្គ្រោះបន្តនៅឯមន្ទីរពេទ្យវិញ្ញាណរបស់គេកំពុងតែដើរវល់នៅក្បែរហាងលក់អំពូលភ្លើងហើយវិញ្ញាណក៏ទៅកន្លែងដែលពួកគេចង់ទៅអ្នកខ្លះក៏បានជួបមនុស្សដែលខ្លួនឯងស្រឡាញ់បានជួបមនុស្សដែលខ្លួនឯងនឹករលឹកហើយរឿងមួយហ្នឹងក៏បានស្លេះទៅត្រឹមនឹងឯងអ្នកទាំងអស់គ្នាអរគុណច្រើនអ្នកទាំងអស់គ្នាចំពោះភាគហ្នឹងអត់មានអាណិតជាងគេគឺយ៉ងមាននឹងជឿយ៉ងតែម្ដងព្រោះថាពួកគេណាស្រឡាញ់គ្នាខ្លាំងមែនតើចិត្តបានរៀបការនៅជាមួយនឹងគ្នាហើយប៉ុន្តែពួកគេហ្នឹងក៏បានបែកគ្នាហើយបែកគ្នាស្លាប់ទៀតចំពោះភាគទី6ហ្នឹងក៏ល្អមើលដែរដោយសារតែសាច់រឿងបាននិយាយអំពីមនុស្សទាំងអស់ដែលបានស្លាប់ក៏ដូចជាមនុស្សទាំងអស់ដែលបានសន្លប់តើវិញ្ញាណរបស់ពួកគេទៅកន្លែងណាហើយវិញ្ញាណរបស់គេនឹងទៅធ្វើអ្វីខ្លះអូខេយើងមកតាមទាំងអស់គ្នាទៅផ្ដើមនៃរឿងនៅភាគទី6ហ្នឹងប៉ូលីសបានយកសារសពរបស់ជាយ៉ងមកកាន់មន្ទីរពេទ្យដើម្បីឲ្យលោកគ្រូពេទ្យធ្វើការវិនិច្ឆ័យអំពីសាកសពតើសាកសពម្នាក់នឹងស្លាប់ដោយសារតែការសម្លាប់ខ្លួនឬមួយក៏ស្លាប់ដោយសារតែអំពើឃាតកម្មមុននឹងឈានទៅដល់ការសម្អាតសាកសពរបស់លោកគ្រូពេទ្យណាពេលហ្នឹងសាច់រឿងក៏បានបង្ហាញអំពីជីវិតរបស់ជាយ៉ងនិងជីវិតរបស់យ៉ងមីនពេលដែលពួកគេនៅក្មេងពួកគេកំពុងពេញស្រឡាញ់គ្នាហើយពេលហ្នឹងជីយ៉ងតែងតែមកអង្គុយដើម្បីចាំឡានក្រុងរបស់យ៉ងមីនជានិច្ចពេលដែលយ៉ងមីនដើរមកហើយពួកគេនឹងស្រឡាញ់គ្នាខ្លាំងមែនតើយ៉ងមីនអត់មានរើសអើងថាជីយ៉ងគឺជាមនុស្សកត់ខ្លាំងអីទេពួកគេស្រឡាញ់គ្នាដោយចិត្តនឹងចិត្តតែម្ដងដូច្នេះហើយនៅពេលដែលជីយ៉ងស្លាប់វិញ្ញាណរបស់ជីយ៉ងតែងតែមកអង្គុយរងចាំយ៉ងមីនជានិច្ចនៅពេលដែលអង្គុយរងចាំនឹងជីយ៉ងក៏តែងតែសម័យនឹកឃើញអនុស្សាវរីយ៍រវាងខ្លួនជាមួយនឹងយ៉ងមីនពួកគេស្រឡាញ់គ្នាខ្លាំងមែនតើទៅណាទៅណីជាមួយនឹងគ្នានៅផ្ទះជាមួយនឹងគ្នាផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកណានៅមានថ្ងៃមួយនោះពួកគេនឹងបាននៅគ្នាទៅលេងនៅសួនកំសាន្តមួយពេលហ្នឹងយ៉ងមីនក៏បានស្រែកដាក់ស្គាល់ថាបងស្រឡាញ់អូនប៉ុន្តែដោយសារតែជីយ៉ងគឺជាមនុស្សកថ្លង់ដូច្នេះនាងស្ដាប់មិនបានក៏និយាយមិនបានដែរនាងក៏បានគោះទៅលើស្គរហ្នឹងដែលការគោះហ្នឹងមានន័យថាអូនក៏ស្រឡាញ់បងដែរដែលវាក៏ជាមូលហេតុដែលជីយ៉ងតែងតែគោះនៅលើបងដែលនាងអង្គុយនាងគោះហ្នឹងចង់ឲ្យយ៉ងមីនដឹងថានាងក៏ស្រឡាញ់យ៉ងមីនអញ្ចឹងណាប៉ុន្តែនៅពេលបច្ចុប្បន្ននេះវិញជីយ៉ងគេក៏និយាយមិនបានដូច្នេះវិញ្ញាណរបស់នាងក៏ចាប់ផ្ដើមនិយាយគឺនាងចង់និយាយពាក្យថាបងស្រឡាញ់អូនពេលហ្នឹងនាងក៏ស្រាប់តែនិយាយបានហើយអ្វីដែលនាងនិយាយបានគឺជាឈ្មោះរបស់យ៉ងមីនហ្នឹងណាពេលដែលជីយ៉ងកំពុងតែរងចាំឡានក្រុងយ៉ងមីនជារៀងរាល់ថ្ងៃពេលហ្នឹងយ៉ងមីនគេក៏បានចុះពីលើឡានមកប៉ុន្តែពេលហ្នឹងយើងឃើញថាវិញ្ញាណរបស់យ៉ងមីនបែរជាមិនស្គាល់ជីយ៉ងទៅវិញពេលដែលយ៉ងមីនកំពុងតែដើរវិញ្ញាណរបស់យ៉ងមីនហ្នឹងក៏បានស្លាប់បាត់ទៀតអត់ដឹងថាមានរឿងអីចំពោះយ៉ងមីនណាចំពោះលោកគ្រូប៉ូលីសវិញពួកគេបានមកផ្ទះរបស់ជីយ៉ងដើម្បីប្រមូលអីវ៉ាន់ចាក់ចេញពីផ្ទះនេះព្រោះថាជីយ៉ងនៅផ្ទះជួលអញ្ចឹងហើយមកចាប់ផ្ទះគេឲ្យរយអីវ៉ាន់ចេញណាប៉ុន្តែពេលហ្នឹងក៏មានលពូម៉ាលីម្នាក់គាត់ហ្នឹងបានលឺសំឡេងដូចជាសំឡេងមនុស្សកំពុងតែធ្វើអ្វីម្យ៉ាងហើយក៏មានពលឺទៀតដល់ពេលឃើញអញ្ចឹងក៏ខ្លាចខ្មោចដែរគាត់ក៏បានចាក់ចេញពីទីនេះទៅរហូតមកដល់ស្ងាយឡើងជីយ៉ងនៅតែបន្តអង្គុយរងចាំយ៉ងមីនជារៀងរាល់ថ្ងៃពេលហ្នឹងដែរជីយ៉ងព្យាយាមគោះទៅលើបងមួយនឹងដើម្បីឲ្យយ៉ងមីនចងចាំនាងប៉ុន្តែយ៉ងមីនគេបានលឺដែរប៉ុន្តែគេដូចជាមិនយល់ទេអាការគោះប៉ុកហ្នឹងមានន័យដូចមិនដាច់ចោះដែលធ្វើឲ្យជីយ៉ងគេពិបាកចិត្តខ្លាំងមែនតើសាច់រឿងក៏បានបង្ហាញមកកាន់គូស្នេហ៍មួយគូដែលពេលហ្នឹងពួកគេកំពុងតែមើលកុនណាប៉ុន្តែរំពេចពេលហ្នឹងនារីម្នាក់ក៏បានលើសំឡេងអ្វីម្យ៉ាងដូចជាមាននរណាម្នាក់កំពុងតែដេកអ្វីម្យ៉ាងនៅក្នុងរោងកុនហ្នឹងអញ្ចឹងប៉ុន្តែនៅដេកហ្នឹងគឺជាជីយ៉ងនឹងឯងដោយយើងក៏តន់ដឹងដែរថាជីយ៉ងគេកំពុងតែដេកអ្វីនៅក្នុងរោងកុនហ្នឹងចំពោះនៅពេលបច្ចុប្បន្ននេះវិញនៅពេលដែលយ៉ងមីនបានជួបជាមួយនឹងជីយ៉ងមីនអត់ចាំទេថាជីយ៉ងគឺជាប្រពន្ធរបស់ខ្លួនប៉ុន្តែជីយ៉ងតែងតែសង្កេតឃើញជានិច្ចថាពេលហ្នឹងមានឈាមហូរស្រក់ចេញពីវិញ្ញាណរបស់នឹងយ៉ងមីនដែលមានន័យថាយ៉ងមីនកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់បើមិនអាចជួយគេទាន់ពេលវេលាទេយ៉ងមីនអាចនឹងស្លាប់ដូចជាជីយ៉ងអញ្ចឹងដូច្នេះហើយ
ជាយងតែខិតខំប្រឹងដេអ្វីម្យ៉ាងតែយើងក៏តន់ដឹងដែរថានាងកំពុងតែដេអ្វីយើងដឹងត្រឹមថាអ្វីដែលនាងកំពុងតែធ្វើគឺព្យាយាមជួយទៅកាន់យងមីនឲ្យយងមីនមានជីវិតសាយរឿងក៏បានបង្ហាញមកកាន់លោកគ្រូប៉ែតដល់ពេលហ្នឹងអ្នកគ្រូប៉ែតប្រាប់ថាគាត់មិនអាចបើកទូដើម្បីយកសាកសពរបស់ជីយងមកសម្អាតបានទេលោកគ្រូប៉ែតក៏បានដឹងថាប្រហែលជាវិញ្ញាណរបស់ជីយងមិនទាន់ចង់ឲ្យយកសាកសពរបស់នាងទៅបូជាឡើយរឿងក៏បានបង្ហាញមកកាន់លោកពូប៉ូលីសសងវិញដែលគាត់កំពុងតែជ្រៅភ្លៀងនៅអាហាងលក់អំពូលភ្លើងនឹងឯងពេលហ្នឹងភ្លៀងអត់ទាន់បានរាំងទេដូចនេះលោកពូម្ចាស់ហាងគាត់ក៏បានឆុងកាហ្វេមួយកែវនិងយកកាហ្វេហ្នឹងយកមកឲ្យលោកពូប៉ូលីសពូម្ចាស់ហាងក៏បានសួរទៅកាន់លោកពូប៉ូលីសថាលោកពូប៉ូលីសហ្នឹងប៉ាកែស៊ើបអង្កេតខ្លះមែនតើឃើញឈាមហូរស្រក់ចេញពីនារីដអូប៉ូលីសដែលជាជីយ៉ងនឹងឯងលោកពូប៉ូលីសគាត់ក៏និយាយថាវាជារឿងធម្មតាសម្រាប់គាត់ព្រោះថាគាត់ជាប៉ូលីសគាត់ប៉ាកែស៊ើបអង្កេតណាលោកពូប៉ូលីសក៏សង្កេតឃើញថង់ស្ករគ្រាប់មួយដែលយន្តជូតែងតែបត់ឲ្យជាមួយនឹងលោកពូម្ចាស់ហាងនឹងឯងបន្ទាប់ពីនិយាយជាមួយនឹងគ្នាហើយលោកពូប៉ូលីសគាត់ក៏បានដាក់ចេញពីហាងលក់អំពូលភ្លើងពេលហ្នឹងស្ថានភាពនៅជុំវិញរបស់ខ្លួនគាត់គឺស្ងាត់ខ្លាំងមែនតើអត់មានមនុស្សរស់នៅអត់មានពន្លឺសោះតែម្ដងងងឹតឆឹងប៉ុន្តែពេលដែលគាត់កំពុងតែដើរតាមផ្លូវគាត់ក៏បាននឹកឃើញទៅដល់ប្រពន្ធរបស់គាត់នឹកឃើញបដាគាត់ក៏ញញឹមសប្បាយចិត្តរស់នៅជាមួយនឹងប្រពន្ធរបស់គាត់ដែលមានសុភមង្គលមានក្តីសុខខ្លាំងណាស់តែផ្ទុយពេលនេះគាត់មិនដឹងថាពេលហ្នឹងគាត់កំពុងតែទៅណាទេលោកពូប៉ូលីសចេះតែដើរក៏បានមកដល់សាលារៀនមួយដែលសាលារៀនមួយហ្នឹងគឺមានតែសិស្សស្រីទេដែលរៀននៅហ្នឹងណាលោកពូប៉ូលីសព្យាយាមរកឈ្មោះមួយគាត់គិតថាកូនរបស់គាត់អាចនឹងរៀននៅទីនេះកំពុងតែរលោកពូប៉ូលីសក៏បាននឹកឃើញអំពីសម្ដីរបស់ប្រពន្ធរបស់គាត់ដែលប្រពន្ធរបស់គាត់បាននិយាយថានាងបានរលូតកូនបាត់ទៅហើយនាងខំប្រឹងត្រៀមឈ្មោះត្រៀមអីទៅឲ្យកូនរបស់គាត់មានឈ្មោះហៅក្រៅទៀតណោះដូច្នេះហើយបានជាពេលហ្នឹងលោកពូប៉ូលីសមកសាលារៀនមួយហ្នឹងបំណងចង់ស្វែងរកកូនស្រីរបស់ខ្លួននឹងឯងប៉ុន្តែគាត់រកមិនឃើញទេលោកពូប៉ូលីសគាត់អត់សង្កឹមខ្លាំងមែនតើគាត់ក៏មកអង្គុយពេលហ្នឹងភ្នែករបស់គាត់ក៏ចាប់ស្វាងមើលអីអត់ឃើញអញ្ចឹងណាចំពោះវិញ្ញាណមនុស្សផ្សេងៗទៀតវិញខណៈពេលដែលពួកគេកំពុងតែសន្លប់ពួកគេហ្នឹងក៏ចេះតែដាក់ឲ្យឆ្កែមើលឃើញពួកគេអញ្ចឹងដល់ពេលឃើញអញ្ចឹងយន្តជូហ្នឹងក៏បានប្រាប់ឆ្កែថាកុំឲ្យឆ្កែហ្នឹងព្រុសអីឲ្យប្រញាប់ចូលផ្ទះទៅបន្តមកទៀតយន្តជូក៏បានធ្វើដំណើរមកដល់កន្លែងស្នាក់នៅរបស់នាងក៏បានចុចចដាយន្តហើយជាន់ដែលនាងស្នាក់នៅគឺជាជាន់ទី8ដែលជាន់មួយនឹងគឺដូចគ្នាទៅនឹងជាន់បន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យខ្លាំងមែនតែនហើយមានបារម្ភម្នាក់ដែលកំពុងតែធ្វើដំណើរជាមួយនឹងយន្តជូដែលម្នាក់នឹងគឺជាយងមីននឹងឯងពេលហ្នឹងយន្តជូខ្លាចខ្លាំងមែនតែនខ្លាចថាយងមីននឹងគឺជាមនុស្សរោគចិត្តនាងព្យាយាមដើរលឿននឹងចុចសោតផ្ទះដើម្បីចូលលឿនណាប៉ុន្តែពេលហ្នឹងយងមីននឹងកំពុងតែដើរទៅហើយយងមីនអត់មានធ្វើទៅកាន់យន្តជូឯណាគេនៅក្បែរបន្ទប់នាងដែរហ្នឹងដល់ពេលឃើញអញ្ចឹងយន្តជូហ្នឹងក៏រៀងស្ងប់ចិត្តបន្តិចប៉ុន្តែនៅសុកយន្តជូហ្នឹងក៏ស្រាប់តែឃើញថាវិញ្ញាណរបស់យងមីនក៏ដូចជារាងកាយរបស់យងមីនហ្នឹងស្រាប់តែបាត់ជាពីរតែម្ដងពេលហ្នឹងជីយងក៏បានធ្វើដំណើរមកដល់ទីនេះហើយក៏ចាប់យកវិញ្ញាណរបស់យងមីនហ្នឹងដាក់ចូលទៅក្នុងវ៉ាលីយន្តជូឃើញអញ្ចឹងជាពីថានាងភ័យខ្លាំងមែនតើចូលទៅដល់ក្នុងផ្ទះហើយក៏បានលក់មើលពេលហ្នឹងម៉ាក់របស់យន្តជូហ្នឹងក៏បាននិយាយថានៅឲ្យស្ងៀមចំពោះជីយងវិញយើងក៏តន់ដឹងដែរថាជីយងកំពុងតែធ្វើអ្វីម៉ាក់របស់យន្តជូឯណេះបានយកធុងសម្រាមហ្នឹងបង្ហាញទៅកាន់យន្តជូនៅក្នុងហ្នឹងសុទ្ធតែអំពូលភ្លើងដែលខូចទាំងអស់គាត់ចង់ឲ្យយន្តជូហ្នឹងចូលទៅអំពូលភ្លើងប៉ុន្តែយន្តជូពិតជាធុញណាស់នាងស្រែកខ្លាំងថាខ្ញុំធុញម៉ាក់ខ្ញុំមកទិញជារៀងរាល់ថ្ងៃមិនក៏ម៉ាក់មិនទិញឲ្យច្រើននៅក្នុងផ្ទះរបស់យើងទៅផ្ទះរបស់យើងដាច់ភ្លើងរហូតខ្ញុំធុញណាស់ចំពោះម៉ាក់របស់យន្តជូវិញគាត់មកទេទឹកមកក៏ស្ងៀមស្ងាត់ហើយគាត់មិនព្រមនិយាយអីសោះតែម្ដងដែលយើងក៏តន់ដឹងដែរថាមានរឿងអីកើតឡើងជាមួយនឹងគាត់ចំពោះអ្នកគ្រូយន្តជីវិញពេលហ្នឹងគាត់បានមកធ្វើការតាមធម្មតាយន្តជីក៏បានឃើញវិញ្ញាណរបស់លោកយាយម្នាក់កំពុងតែអង្គុយមើលចៅប្រុសរបស់គាត់ដែលចៅប្រុសរបស់គាត់កំពុងតែយំដោយការបាត់បង់លោកយាយនឹងឯងទើបយន្តជីមកនិយាយជាមួយលោកយាយទៅលោកយាយហ្នឹងគាត់ក៏បាននិយាយថាខ្ញុំបានស្លាប់បាត់ទៅហើយទាំងដែលខ្ញុំមិនទាន់បានលាទៅកាន់កូនចៅរបស់ខ្ញុំផងខ្ញុំអាណិតចៅប្រុសពៅខ្ញុំខ្លាំងមែនតើខ្ញុំមិនទាន់បានឃើញភាពជោគជ័យរបស់ពួកគេនោះទេបន្តមកទៀតលោកយាយក៏ដូចជាអ្នកគ្រូប៉ែនពួកគេក៏បន្តនិយាយគ្នាពីនេះពីនោះបន្តទៀតពេលហ្នឹងយន្តជីគេខ្លាចខ្មោចទេព្រោះថានាងឡើងស៊ាំទៅហើយជាមួយនឹងការឃើញខ្មោចណាពេលដែលយងជីគេមកធ្វើការនៅដល់មន្ទីរពេទ្យហ្នឹងយងជីក៏បានលើសំឡេងក៏ដូចជាឃើញវិញ្ញាណរបស់ជីយងកំពុងតែយំនៅក្បែររាងកាយរបស់យងមីនកំពុងតែសម្រាកនឹងឯងដោយនេះយងជីហ្នឹងក៏បានទៅនិយាយជាមួយនឹងជីយ៉នដែលនាងនិយាយថាពួកយើងព្យាយាមជួយសង្គ្រោះ
ទៅកាន់យងមីនហើយប៉ុន្តែអ្វីដែលនៅសល់គឺពឹងផ្អែកទៅលើវិញ្ញាណរបស់យងមីនខ្ញុំសង្ឃឹមថាវិញ្ញាណរបស់យងមីននឹងរកកន្លែងក៏ដូចជារកផ្លូវដើម្បីចូលរូបរាងវិញបាននៅខណៈនោះដែរយើងក៏បានដឹងថាអ្វីដែលជាយ៉ងតែងតែដេករៀងរាល់ថ្ងៃវាប្រៀបបានដូចជាអ្វីដែលជាយ៉ងខិតខំជួយសង្គ្រោះបង្ហាញអំពីចង្វាក់បេះដូងរបស់យងមីនអ្វីដែលជាយ៉ងដេកដូចជាចង្វាក់បេះដូងជួយសង្គ្រោះទៅកាន់យងមីនអញ្ចឹងអ្វីដែលគេធ្វើគឺដើម្បីជួយឲ្យយងមីនមានជីវិតរស់ឡើងវិញណារឿងក៏បានបង្ហាញមកកាន់សុនហេវិញពេលដែលសុនហេគេបើកទ្វារចូលទៅបន្ទប់ដែលជាប់សោឲ្យមានពន្លឺនោះនាងហ្នឹងក៏បាននឹកឃើញអ្វីគ្រប់យ៉ាងដែលតាក់ទងជាមួយនឹងជីវ័នណាដល់ពេលដែលនឹកឃើញអញ្ចឹងក៏បាននឹកឃើញនៅពេលដែលនាងគ្រោះថ្នាក់ជីវ័នតែងតែព្យាយាមជួយសង្គ្រោះនាងជានិច្ចនៅពេលដែលដឹងអញ្ចឹងសុនហេហ្នឹងគេខូចចិត្តខ្លាំងមែនតើនឹកឃើញអ្វីដែលធ្លាប់សាងជាមួយនឹងគ្នានឹកឃើញពេលដែលគេឆ្លោះគ្នាពេលដែលនៅស្រឡាញ់គ្នាសុនហេតែងតែឆ្លោះនឹងជ័យទៅកាន់ជីវ័នជានិច្ចប៉ុន្តែពេលហ្នឹងជីវ័នណាបានស្លាប់បាត់ទៅហើយធ្វើឲ្យសុនហេហ្នឹងគឺនៅរស់តែម្នាក់ឯងសុនហេគេខូចចិត្តខ្លាំងមែនតើព្រោះពួកគេស្រឡាញ់គ្នាណាចំណែកលើស្ពានដែលមានគ្រោះថ្នាក់ក៏មានប្រជាជនសរសេរណូតស្អីដើម្បីចូលរួមរំលែកទុក្ខទៅកាន់សពដែលកន្លែងហ្នឹងគឺជាកន្លែងដែលមានបតវេហើយនឹងឯងអ្នកគ្រូពេទ្យយងជីវិញពេលដែលគេមកធ្វើការនាងក៏បានចូលជាមួយនឹងក្មេងប្រុសម្នាក់ដែលក្មេងប្រុសម្នាក់ហ្នឹងបានយកបាល់មួយមកជួបអ្នកគ្រូពេទ្យដោយគេនិយាយថាខ្ញុំចង់យកបាល់ហ្នឹងទៅជួយសិស្សម្នាក់ដែលមានឈ្មោះថាជីវងតើអ្នកគ្រូជួបគាត់ឬមួយក៏អត់អ្នកគ្រូពេទ្យក៏នៅបន្តនិយាយជាមួយនឹងក្មេងប្រុសម្នាក់ទៀតព្រមទាំងយកបាល់ហ្នឹងដើម្បីយកទៅឲ្យសិស្សប្រុសម្នាក់នឹងឯងចំពោះជីយ៉ងវិញគេនៅតែបន្តអូវ៉ាលីដែរនៅក្នុងវ៉ាលីហ្នឹងគឺមានវិញ្ញាណរបស់យ៉ងមីនណាហើយវិញ្ញាណរបស់ពួកគេហ្នឹងក៏នៅតែបន្តធ្វើដំណើរទៅដែររៀងខ្លួននៅពេលនេះយើងបានឃើញថាលោកពូប៉ូលីសដាកេះរបស់គាត់ហ្នឹងក៏ស្រាប់តែមានពលឺលោកពូប៉ូលីសគាត់ក៏បាននឹកឃើញថាដាកេះរបស់គាត់ហ្នឹងគឺកេះអត់ឆេះប្រហែលថ្ងៃហើយគាត់ដែរព្យាយាមកេះរហូតប៉ុន្តែនៅតែកេះអត់ឆេះទេប៉ុន្តែពេលហ្នឹងដាកេះមួយហ្នឹងបែរជាឆេះទៅវិញហើយលោកពូហ្នឹងក៏សង្កេតឃើញស្រមោលរបស់គាត់ក្បាលរបស់គាត់ហ្នឹងដូចជាមានបញ្ហានៅខាងក្រោយដូចនេះលោកពូប៉ូលីសគាត់ក៏បានមកហាងលក់អំពូលភ្លើងភាសាទៀតព្រមទាំងសុំកាហ្វេមួយកែវពីលោកពូលក់អំពូលភ្លើងគាត់បានសួរទៅកាន់លោកពូលក់អំពូលភ្លើងព្រមទាំងបង្ហាញដាកេះមួយហ្នឹងទៅកាន់លោកពូថាដាកេះមួយហ្នឹងប្រពន្ធរបស់ខ្ញុំជាអ្នកឲ្យដាកេះមួយហ្នឹងកេះមិនឆេះទេរយៈពេលប្រហែលថ្ងៃហើយប៉ុន្តែថ្ងៃនេះដាកេះមួយហ្នឹងបែរជាឆេះទៅវិញតើហាងមួយនេះនៅទីណាអពិតប្រាកដហើយហាងមួយនេះអំពូលទាំងអស់ហ្នឹងគឺជាអ្វីខ្ញុំបានដឹងថានៅទីនេះយប់ជារៀងរាល់ថ្ងៃយប់រហូតគ្មានដែនកំណត់ទេនៅទីនេះគ្មានពន្លឺព្រះអាទិត្យតើហាងមួយហ្នឹងគឺជាអ្វីហើយតើលោកនេះគឺជាអ្នកណាដល់ពេលឮសំណួរបែបហ្នឹងលោកពូម្ចាស់ហាងហ្នឹងក៏បានដោះវ៉ែនតាចេញភ្នែករបស់គាត់ក៏ស្រាប់តែប្រែដូចជាសត្វខ្លាអញ្ចឹងបន្ទាប់មកលោកពូក៏បាននិយាយអំពីប្រវត្តិរបស់គាត់កាលពីមុនឡើយលោកពូម្ចាស់ហាងក៏ជាមនុស្សដែរពេលហ្នឹងក៏មានបតវេហេតុមួយដែលធ្វើឲ្យខ្លួនរបស់គាត់ស្ថិតនៅក្នុងក្រោមអគារមួយដែលបានបាក់បែកលោកពូម្ចាស់ហាងគាត់ព្យាយាមវាចេញពីរូងថ្មមួយនោះទៅរកកូនស្រីរបស់គាត់ពេលនោះដែរកូនស្រីរបស់គាត់ជឿរបស់នាងចូលគៀបនឹងថ្មណាលោកពូម្ចាស់ហាងគាត់យំហើយកូនស្រីរបស់គាត់ខ្លាំងមែនតើគាត់ហ្នឹងក៏បានយកខ្លួនឯងទៅពើកជាមួយនឹងថ្មនោះដើម្បីយកថ្មយកចេញពីជើងកូនស្រីរបស់គាត់ប៉ុន្តែដោយសារតែថ្មហ្នឹងវាធ្ងន់ពេកគាត់លើកមិនបានទេកូនស្រីរបស់គាត់ហ្នឹងក៏បាននិយាយទៅសម្ដីខ្សៅៗថាប៉ាកូនណាប៉ាគេទៅជាមួយនឹងប៉ាអត់បានទេលៀននិយាយហើយក៏បានយកស្ករក្រមួយដែលជាចំណងចំណូលចិត្តរបស់ខ្លួនយកមកញ៉ាំបន្ទាប់មកនាងក៏បានយកទៅឲ្យប៉ារបស់នាងញ៉ាំដែរលោកពូបច្ចេកហាងវិញគាត់អាណិតកូនណាក៏បាននិយាយថាឲ្យប៉ាសុំទោសណាកូនណាចាំប៉ានៅទីនេះហើយយូរហើយប៉ានឹងចេញទៅក្រៅដើម្បីស្វែងរកមនុស្សម្នាក់ដើម្បីឲ្យពួកគេនឹងហៅក្រុមសង្គ្រោះមកជួយសង្គ្រោះកូនណាកូនរបស់លោកពូវិញគាត់បានតាមតែគេនៅនឹងដែរគាត់សម្លឹងទៅមើលប៉ារបស់គាត់ហើយកូននឹងអត់មានយំអីទេមើលទៅស្មារតីយ៉ាងធម្មតាតែម្ដងណាបន្ទាប់ពីនិយាយជាមួយនឹងកូនហើយលោកពូហ្នឹងក៏បានព្យាយាមចាក់ចេញពីទីនេះទាំងទៅដាប់ទៅដួហើយយើងក៏បានឃើញថាលោកពូបានជាដើរនៅលើផ្លូវយ៉ាងស្ងាត់មួយនោះទៅវិញហើយគាត់ហ្នឹងក៏បានដើរដល់ហាងលក់អំពូលភ្លើងអញ្ចឹងមានន័យថាអ្វីដែលបានមកនេះគ្រាន់តែជាវិញ្ញាណរបស់គាត់តែប៉ុណ្ណោះរូបរាងកាយរបស់គាត់ប្រហែលជានៅតាមផ្លូវឯណោះលោកពូម្ចាស់ហាងក៏បានមកដល់ទីហ្នឹងហើយបន្ទាប់មកគាត់ក៏បានឃើញលោកយាយម្នាក់ដែលគាត់គឺជាម្ចាស់ហាងនៅទីនេះស្រាប់ណាគាត់បានមករកលោកយាយនិងព្យាយាមប្រាប់រឿងរ៉ាវទាំងអស់
ระเวียงก็จมูกหนังกองสไลด์แต่เอาเลยเยสดามก่อนนะก็บ้านสมเอาเลยเยนั่งเมตาช่วยกองสไลด์บักกอดพองเตอร์ช่วยให้กรมสังกรัวช่วยให้เนี่ยหน้าก็บ้านได้เยอะกองสไลด์บักกอดเอาเมสวัสดิภาพเลยเยกอดบาเจอทัวเหมือนดังให้กอนใจแทบ่จังช่วยเอาเกมมาเริ่มนำหนักล้วนไอ้เมาเราโปว่ากอดข้างน่ะเพื่อกอดบักกอดจะหยัดบานเตะกอดก็บ้านให้จังอัมปูนังเบาตัวเว่งเป็นนังลงเยนังก็บ้านทัวเบาพลายคลางหอยกรุบยานในตีนี้วิเราลดตึงอ้อแต่ดองอัมปูเพลินในขนมห้างมือนี่ก็ว่าได้ก็บ้านยอมปูเพลิงมวยนั่งไปหลุดปีได้หรือบอลปูมาจะหานั่งโยตัวตกก่อนใจแทประสันบอเมนอัมปูนามวยเวียนหนังค้อยดูมวยกับใบชาวบ้านจีเมียมันหนุ่มแน่ตระบานสลับชื่อเหมือนแคนไอ้เลิกไอ้เมนน้องมาอยู่ปราบนะเมนในแทมมันโน้ตถึงอ้อได้มาสลับแมทวิญญาณระบาดโปเกนั่งกับบานจะเจนบีโรเรียงกายเฮาวิญญาณถึงอ้อนุเจนบีโรเรียงกายชื่อมวยนั่งอัมปูมวยได้อัมปูมวยนั่งก็ชื่อผลลือมวยผลลือนั่งก็ชื่อผลลือดำนางเอาชื่อว่าระบาดมนุษย์ให้ผลลือมวยนั่งจีแนะนำวิญญาณระบาดมนุษย์ถึงอ้อได้มาสลับแมทเอาโจตึกน้องเรียบเรียงกายระบาดเกวินบาซันจีเมนอัมปูนามวยใบมาจ้าวิญญาณมาจ้าอัมปูเพลิงถึงอ้อนุว่าจะมาจีเมนเนสลับเชียเหมือนแค่เล่าถึงอ้อนั่งก็จะใส่เรื่องในอัตในในอัมปูเพลิงมวยนั่งนะจมปูมันเดิมเลยถึงอ้อในเว้นโปเกยกับมอแต่น้อมคณีกายดำใบรอเมอร์เนี่ยได้จนรองครูสถัดนึกนองดบังครูสนานูปอนตายโปเกยก็รอมันเคยเนี่ยนะได้ให้เป็นนั่งกับบ้านเคยทาเลือกปูวันนี้ก็ได้กับบ้านสลับบัตรแต่ให้เลือกปูไว้กับบ้านใหญ่เรียบรอบทาเป็นนังขยมดังไงถ้าครูนบักขยมมาบานสลับบัดแต่ห้อยปอนใต้ขยมมาเมาเตเนี่ยดำใบเอาเลยเยอะช่วยกอระบักขยมพ่องกอระบักขยมมาจวบในขนมทมอมวยนู่เนี้ยมันอาจจะมาเล่าลุยเยอะส้มเมตาช่วยพ่องลุยเยอะจองเอาจนทัวไปกับบานได้ขยมเป็นเจ้าดำใบช่วยลุยเยอะลุยเยอะนั่งกับบานซัวทาตาไอประกาศอัดทาไอ้หนึ่งทัวกรุบย่างดำใบช่วยโกนใส่ระบาไอ้ลูกปูกับบานงือกบานลุยเยอะกับบานจีทาเยอะหนึ่งช่วยไอ้ปอนตายเยอะเมนแหลกขันห้อยแหลกขันระบากอดคือกอดหนึ่งจ่ายจันปีหางมวยนี้ได้อ้อยลูกปูทัวจีมันจะหางมาต่อลูกปูกับบ้านหลังกุยทัวกางเงียดำใบมือทายองปูเพลิงถึงอ้อกระโดดจมือทายชีวิตมนุษย์ถึงอ้อได้มาสลับบันยังไอ้ปต่อปีหนึ่งใจห้อยลูกปูเป็นลิซองเวงก็สลับอย่างจุจัดดำดองhai conกับบ้านหนึ่งใจทาเจ้าขยมมาสลับให้หรือเนื้อได้เป็นไงระบากขยมมาในตีในนู่โปรธาขยมมาบ้านเคยขมาในตามเพลอลูกปูเคยบ้านใหญ่ทาโลก็ในรัวเต้ปันตายโลก็มันตอนไอเราปนลืมมวยได้เชื่อปนลือสำหรับพลนโลกน้องการโลกโจตกน้องเรียบเรียงกายระบาดโลกเว้นปันดอกแมวเอาไปกรุบยั้งก็สลับแต่ปลายแต่จีปอซอกมากันนะไอเลิกไปพบในปอซอกมานี้คือเจไปพบในวิญญาณแต่งอ้อแต่มาดองเรื่องกับบ้านบางแห่งมาการวิญญาณระบาดบรามเนี่ยเวงได้ก่อนกระปองตาลังเงียในขนมพวยนะกระปองตาลังเงียได้เหมือนบ้านพองไอพองนั่งก็มีสัจกายนั่งหมอประดมข้างกอตีนถวยกอดนั่งมัวมาแต่มาดองเลโปมันเนี่ยนั่งกับบ้านใหญ่แท้อาช่วยจังไรจะเมื่อแต่ยืนเคยไอ้ยืนจะมาจะจัดการไอเชื่อเหมือนข้านไปเดินรถเคยจัดการมวยนูเฮาส์จัดการมวยนูเวียกับบ้านบอลเชนปิตินี่โดยเฉพาะเลโปเวกับบ้านรถตามจัดการมวยนูเตอร์เรื่องกับบ้านบางแห่งมาการมันตีแปดเวงเป็นนางเมนในครูแปดไม่เหมือนนี้ได้ก่อนมาทวยการในครองมันตีแปดมวยนี่ในครูแปดทอมนั่งกับบ้านไหนยี่เอาในครูแปดยงจีนั่งในใบมือท้ายกระโดดจีนานอมการเงียบเซ็งเซ็งแต่การในครูแปดไม่นั่งพองในครูแปดยงจีนั่งกับบ้านโยไอกระแสพร้อมเตียงนานอมอปีประวัติในจงเงือคลาคลาแต่เอาในครูแปดบ้านสดาบดำใบงีสัวขนมการตามแดนอาการระบาดในจงเงือเซ็งเซ็งอิงจังนะหอยไปนึกได้ก่อนนั่งกับปองแต่ประเด็นประดานั่นในยัยอมปีประวัติในจงเงือประดาจงปูบรอมาเนี่ยได้บารถตามชายเว้งเป็นลังก็ได้มารถจุบชายนั่งไงปนได้เคยทาครูนบชายบ้านเมียนระบัวหอยชายมวยนั่งเมียนอาเดเมียนพระทาชายมวยนั่งคือจิตชายกรมสังครูระบาดปฏิกระเรดำไปจุสังครูเหมือนว่านะตามปฏิหรือปูมันเนี่ยนั่งก็เมียนมือชัวแทบบิยงจิ้นก็บ้านบัดครูนเหลือพนมกรมสังครูว่าเจียมจุยก้อนเหลือพนมนู่ปนได้เมียนหนาเกเราก็เคยเต้เมียนแต่สัตว์ชายสังครูเหมือนนี้ก็บ้านจุบกอดหอยชายมวยนั่งก็บ้านแต่ระบุตีดชายบ้านเราเคยกอดเคยไงปนได้กรมมนุษย์เว้นก็เราก็บันตอนเคยเต้ตรงรวมแต่กรมมนุษย์จูบกอดจูบมือหนังสัตว์ชายแต่งกอดแต่งชายนั่งจูบระบุทนงอคลาเหมือนแต้นตรึกบรรจุบันตอนมาการมันตีแปดปนได้เดือดซาแต่สัตว์ชายมวยนั่งเวทเราเชิญนั่งจะจำครัวระบบวิ่งห่อเชียมคลางเป้สัตว์ชายมวยนั่งก็บานสลับเตอร์โลโปยินเวงเป็นนั่งกอดบานดังไงถ้าชายมวยนั่งบานจูสังครัวจูบกอดนั่งก็ปอแต่ย่มซุ่มใบตะเปรเลยนี่วิญญาณระบาดสัตว์ชายก็ปองแต่เชื่อเยี่ยมช่วยสังครูวิญญาณระบาดกอดได้โดยชายเชื่อเยี่ยมบ่าวนมกอดแต่การแหงเอาลูกอมปูเพลิงดำใบไอกอดนัสไปเราปนลืมมวยสำหรับโคลนไออย่างจังนะ
ឥឡូវយើងទៅមើលប៉ារបស់យន្តជូវិញពេលហ្នឹងគាត់បានយកទូរស័ព្ទខលទៅកាន់អ្នកគ្រូពេទ្យដើម្បីចង់ដឹងអាការៈរបស់យន្តជូអ្នកគ្រូពេទ្យក៏បាននិយាយថាកូនរបស់លោកក៏អត់មានអីដែលគួរឲ្យបារម្ភទេនាងអត់ទាន់បានដឹងខ្លួនទេប៉ុន្តែក៏មិនមានសញ្ញាណាមួយបង្ហាញថានាងកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ដែរអ្នកគ្រូពេទ្យអានេះគាត់នឹងកំពុងតែមើលថែក៏ដូចជានិយាយប្រវត្តិរបស់យន្តជូនឹងទៅឲ្យអ្នកគ្រូពេទ្យថ្មីនោះស្ដាប់ឯវិញ្ញាណរបស់យន្តជូអានេះនាងនឹងកំពុងតែយំខកចិត្តនៅក្នុងបន្ទប់ព្រោះថាម៉ាក់របស់នាងតែងតែឲ្យនាងទៅហាងលក់អំពូលភ្លើងមួយនោះដើម្បីស្វែងរកអំពូលភ្លើងជានិច្ចយន្តជូអត់ដឹងទេថាខ្លួនឯងគ្រាន់តែវិញ្ញាណមួយតែប៉ុណ្ណោះនាងយំខ្លាំងមែនតើម៉ាក់របស់យន្តជូវិញគាត់ដឹងថាកូនរបស់គាត់នៅរស់ទេរាល់ថ្ងៃដែលរស់នៅជាមួយនឹងគាត់គ្រាន់តែវិញ្ញាណតែប៉ុណ្ណោះគាត់đãព្យាយាមជួយកូនស្រីរបស់គាត់ដើម្បីទៅរកកូនស្រីនោះស្វែងរកពន្លឺប៉ុន្តែយន្តជូអត់ព្រមចេញទេដែលធ្វើម៉ាក់របស់គាត់នឹងតតម្រេះតែម្ដងចំពោះអ្នកគ្រូពេទ្យវិញគាត់បានណែនាំពីជំងឺម្នាក់ទៅម្នាក់ពេលហ្នឹងក៏បានមកដល់អ្នកជំងឺដែលមានឈ្មោះថាសុនហេនោះហើយសុនហេហ្នឹងគេបានស្លាប់បាត់អាការៈក៏មិនទាន់ដឹងថាទូស្រាឬមួយក៏យ៉ាងម៉េចដែរចំពោះវិញ្ញាណរបស់សុនហេវិញគេហ្នឹងក៏ប៉ុន្តែរស់នៅជាមួយនឹងជីវ័ននឹងឯងពីអ្នកគេហ្នឹងស្រឡាញ់គ្នាណាសុនហេបានដឹងហើយថាខ្លួនឯងគ្រាន់តែវិញ្ញាណមួយតែប៉ុណ្ណោះប៉ុន្តែនាងអត់ចង់ដឹងខ្លួនទេចង់រស់នៅជាមួយនឹងសង្សារជីវ័នណាព្យាយាមប្រាប់ឲ្យសុនហេហ្នឹងទៅហាងលក់អំពូលភ្លើងទៅដើម្បីស្វែងរកអំពូលមួយសម្រាប់ជួយខ្លួនឯងដើម្បីឲ្យខ្លួនឯងនឹងអាចដឹងខ្លួនឡើងវិញតែសុនហេវិញនឹងយំខ្លាំងមែនតើព្រោះថាខ្លួនឯងនឹងអត់ចង់បែកគ្នាជាមួយនឹងជីវ័នឡើយរឿងក៏បានបង្ហាញមកកាន់អ្នកគ្រូពេទ្យដែលព្យាយាមមើលថែផងនិយាយអំពីប្រវត្តិអ្នកជំងឺផងឲ្យអ្នកគ្រូពេទ្យថ្មីបានស្គាល់ព្រមទាំងរៀបចំចំបទចម្រៀងនឹងទៅឲ្យអ្នកជំងឺបានស្ដាប់ទៀតអ្នកគ្រូពេទ្យថ្មីក៏បានសួរថាយើងចាំបាច់ដាក់ការឲ្យគាត់ធ្វើអីពេលហ្នឹងអ្នកគ្រូពេទ្យយងជីក៏បាននិយាយថាយើងដាក់ការស្ដាប់បទចម្រៀងបែបហ្នឹងដើម្បីជួយលើកទឹកចិត្តទៅកាន់អ្នកជំងឺចំពោះបរិមម្នាក់ដែលគាត់គិតខ្លីចង់សម្លាប់ខ្លួនព្រោះថាគាត់ឈឺយូរពេកគាត់ហ្នឹងក៏បានមានកម្លាំងចិត្តនៅពេលដែលគាត់ហ្នឹងបានស្ដាប់បទចម្រៀងរបស់អ្នកគ្រូពេទ្យយងជីដែលបទចម្រៀងមួយហ្នឹងមានអត្ថន័យក្នុងការរស់នៅឲ្យយើងហ្នឹងមានកម្លាំងចិត្តដើម្បីរស់នៅបន្តទៀតធ្វើឲ្យគាត់ហ្នឹងចង់រស់នៅបន្តទៅមុខទៀតណានៅរំពេចនោះដែរអ្នកគ្រូពេទ្យហ្នឹងក៏បានហៅក្រុមអ្នកគ្រូពេទ្យទាំងអស់ដើម្បីទៅគោរពវិសាសពម្នាក់ដោយសារតែអ្នកជំងឺម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍កលាបឡាននោះស្រាប់តែមានអ្នកស្លាប់ម្នាក់ទៀតហើយធ្វើឲ្យអ្នកគ្រូពេទ្យយងជាគាត់ឆ្ងល់ខ្លាំងមែនតើព្រោះថាជនរងគ្រោះម្នាក់ហ្នឹងអាការរបស់គាត់ហ្នឹងបានល្អប្រសើរឡើងហើយប៉ុន្តែនៅសុកហ្នឹងគាត់បានស្រាប់តែស្លាប់ម្នាក់ទៀតយើងអត់ដឹងទេថាណាគេជាអ្នកស្លាប់ផងចំពោះលពូតកងឡានអានេះវិញគាត់ហ្នឹងក៏ប៉ុន្តែដើររកវិញ្ញាណណាម្នាក់ដែលវិញ្ញាណមួយហ្នឹងមិនទាន់បានស្លាប់ដើម្បីជួយវិញ្ញាណមួយហ្នឹងឲ្យដឹងខ្លួនឡើងមកវិញណាពេលដែលគាត់ដើរគាត់ហ្នឹងក៏បានជួយជាមួយនឹងជីអងហើយគាត់ក៏និយាយថាទីបំផុតដែរយើងជួបឯងហើយយើងដើររកឯងយូរហើយទើបតែបានជួបឯងទៅជាមួយយើងមកណាចាំយើងជួយឯងជីអងក៏បាននិយាយថាទៅណាផ្លូវមួយនេះគ្មានដែលបញ្ចប់ទេខ្ញុំមកព្យាយាមរត់ចេញពីផ្លូវមួយនេះប៉ុន្តែមិនថារត់យ៉ាងណាខ្ញុំនៅតែមិនអាចរត់ចេញបានលោកពូក៏បាននិយាយថាឥឡូវឯងតាមយើងទៅយើងនឹងនាំឯងទៅមកឡើងជាខ្នងយើងមកចាំយើងនាំឯងទៅហើយជីអងក៏បានឡើងជាខ្នងរបស់លោកពូតាក់ស៊ីទៅរឿងក៏បានបង្ហាញមកកាន់លោកពូម្ចាស់ហាងវិញដែលលោកពូម្ចាស់ហាងហ្នឹងក៏បានសួរទៅកាន់លោកពូប៉ូលីសសងថាតើពូមកទីនេះបានដោយរបៀបណាលោកពូប៉ូលីសសងហ្នឹងក៏បាននិយាយប្រាប់ថាខ្ញុំបានលើសំឡេងខណៈពេលដែលខ្ញុំកំពុងតែដានចាំទន់ល្មើសពេលនោះខ្ញុំបានលើសំឡេងម៉ូតូរបស់គេដូច្នេះខ្ញុំក៏បានដើរដេញតាមសំឡេងម៉ូតូមួយនោះពេលដែលខ្ញុំដេញតាមសំឡេងម៉ូតូមួយនោះរហូតខ្ញុំក៏បានលើមកដល់ហាងលក់អំពូលភ្លើងមួយនេះខ្ញុំក៏បានចូលហាងលក់អំពូលភ្លើងមួយនេះទៅខ្ញុំនៅមិនទាន់យល់ច្បាស់ទេថាខ្ញុំមកទីនេះយ៉ាងពិតប្រាកដខ្ញុំត្រូវស្វែងរកពន្លឺដើម្បីចូលរូបរាងកាយរបស់ខ្លួនឯងដឹងខ្លួនឡើងវិញមែនពេលនោះលោកពូម្ចាស់ហាងហ្នឹងក៏បាននិយាយថាចូលពេលហ្នឹងវិញតើលោករកពន្លឺឃើញហើយនៅលោកពូហ្នឹងក៏បានយកដេកេះដែលប្រពន្ធរបស់គាត់ឲ្យគាត់ហ្នឹងក៏បានបច្ឆេះឡើងពេលហ្នឹងពន្លឺរបស់គាត់គឺជាពន្លឺដេកេះដែលប្រពន្ធរបស់គាត់ហ្នឹងឲ្យហើយខណៈពេលនោះដែរលោកពូប៉ូលីសសងគាត់ក៏បានដឹងខ្លួនហើយអ្នកទាំងអស់គ្នាព្រោះថាគាត់អាចរកពន្លឺតំណាងឲ្យជីវិតរបស់គាត់ឃើញអញ្ចឹងណារឿងក៏បានបង្ហាញមកសត្វឆ្កែក្រុមសង្គ្រោះវិញពេលហ្នឹងសត្វឆ្កែបាននាំរបស់លោកពូជីនមកដល់ហាងលក់អំពូលភ្លើងហើយលោកពូជីនវិញពេលហ្នឹងគាត់ក៏បានយកគ្រប់យ៉ាងដែរថាគាត់មកទីហ្នឹងដើម្បីស្វែងរកអំពូលមួយតំណាងឲ្យជីវិតរបស់គាត់នៅពេលដែលគាត់រកអំពូលភ្លើងរបស់គាត់ហើយគាត់ហ្នឹងក៏បានយកដៃទៅប៉ះអំពូលភ្លើងទាំងអស់នោះដើម្បីឲ្យខ្លួនឯងហ្នឹងមានជីវិតរស់នៅបន្តទៀតគាត់ដែរបាត់ជាអរគុណឆ្កែមួយនោះខ្លាំងមែនតើរឿងក៏បានបង្ហាញមកកាន់ពូតកងឡានជាមួយនឹងជីអងវិញ
ពេលហ្នឹងលើពូតកងឡានហ្នឹងគាត់បានអេវជីអងហ្នឹងចិត្តដល់ហាងលំពោភ្លើងហើយប៉ុន្តែវិញ្ញាណរបស់ជីអងនិយាយពីថាធ្ងន់ខ្លាំងមែនតើគាត់ហ្នឹងក៏បានដាក់ជីអងចូលនឹងនិយាយថាក្មេងប្រុសឯងស្ដាប់ពូណាឯងធ្វើដំណើរទៅមុខតែម្នាក់ឯងត្រូវធ្វើដំណើរដោយខ្លួនឯងទៅរកហាងមួយដែលមានលក់អំពូលភ្លើងមួយនោះហើយស្វែងរកពន្លឺណាមួយដែលជាពន្លឺសម្រាប់ខ្លួនឯងដើម្បីបំភ្លឺផ្លូវឯងឲ្យចាក់ចេញពីទីនេះជីអងក៏បានដើរចាក់ចេញពីលោកពូតកងឡានពូតកងឡានក៏បាននិយាយទៀតក្មេងប្រុសឲ្យខ្ញុំសុំទោសណាគ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំពិតជាសោកស្ដាយណាស់ខ្ញុំសុំទោសគាត់និយាយបដាហ្នឹងទុកភ្នែកក៏ស្រក់ហូរបដាជីអងអានេះអត់បានខឹងទៅកាន់លពូទេគេអត់មាត់ទេក៏បានដាក់ចេញពីទីនេះលពូតកងឡានបានត្រឹមតែមើលជីអងដាក់ចាក់ចេញទៅគាត់យំនឹងសោកស្ដាយថាគ្រប់យ៉ាងហ្នឹងគឺជាកំហុសរបស់គាត់អេដមីនមើលអញ្ចឹងមានអារម្មណ៍ថាណាត់ពូតកងឡានដែរតើបន្ទាប់ពីដឹងថាជីអងបានដើរទៅមកលពូតកងឡានហ្នឹងគាត់បានដើរចាក់ចេញពីទីនេះដើម្បីស្វែងរកវិញ្ញាណណាមួយដែលនៅរស់បន្តទៀតចំពោះជីអងវិញបន្ទាប់ពីមកដល់ហាងហើយគាត់ក៏បានសួរទៅកាន់លពូថាតើពូមានពលឺរបស់ខ្ញុំអត់គាត់និយាយហើយហ្នឹងក៏បានសម្លឹងអំពូលទាំងអស់នៅក្នុងហាងតែសម្លឹងចូលសម្លឹងឡើងគាត់ហ្នឹងក៏បានឃើញអំពូលមួយដែលអំពូលភ្លើងមួយហ្នឹងគឺជាអំពូលតំណាងឲ្យជីវិតរបស់គាត់នឹងឯងបន្តមកទៀតគាត់ហ្នឹងក៏បានយកដៃទៅប៉ះអំពូលមួយនោះហើយគ្រប់យ៉ាងវាក៏ប្រែទៅជា color តាមធម្មតាអីចឹងទៅផ្ដើមសេរឿងនៃភាពបញ្ចប់រឿងក៏បានបង្ហាញមកកម្មវិធីពេទ្យពេលហ្នឹងអ្នកគ្រូពេទ្យក៏បានឃើញថាមានអ្នកជំងឺម្នាក់អាការៈរបស់គាត់កំពុងតែធ្វើតក់ទៀតហើយនៅពេលដែលក្រុមអ្នកគ្រូពេទ្យកំពុងតែដុតដៃដុតជើងដើម្បីជួយសង្គ្រោះគាត់ពួកគេក៏បានឃើញថាបុរសម្នាក់នោះគាត់ក៏បានដឹងខ្លួនឡើងបន្ទាប់ពីគាត់បានសន្លប់អស់រយៈពេលជាច្រើនខែមកហើយឃើញបែបនេះអ្នកគ្រូពេទ្យយងជីក៏បានកាន់ដៃបុរសម្នាក់នោះដើម្បីលើកទៅចិត្តទៅកាន់គាត់ព្រោះថាគាត់គ្មានសាច់ញាតិអ្វីទេរឿងក៏បានបង្ហាញមកការស្ពានណែមានមនុស្សម្នាជាច្រើនតែងតែធ្វើដំណើរកាត់ស្ពានមួយនេះពួកគេតែងតែបានឃើញនេះឃើញនោះឃើញវិញ្ញាណឃើញអីអញ្ចឹងនិយាយទៅឡើងព្រឺរួមតែម្ដងពេលហ្នឹងពួកគេក៏កំពុងតែឃើញវិញ្ញាណរបស់ជីយ៉ងកំពុងតែដេរបួសទៅកាន់វិញ្ញាណរបស់យ៉ងមីននឹងឯងដល់ពេលឃើញអញ្ចឹងគួរខ្លាចដែរតើនឹងអស់គ្នាអើយពេលយប់មើលទៅឡើងស្ងាត់ទៀតចំពោះជារៀងរាល់ថ្ងៃវិញជីយ៉ងតែងតែរងចាំយ៉ងមីននៅចំណតឡានក្រុងនឹងឯងប៉ុន្តែពេលហ្នឹងនាងអាចចាំបានទៀតទេព្រោះថារាងកាយរបស់នាងចិត្តត្រូវបានគេយកទៅបូជាហើយនាងក៏បានធ្វើដំណើរដើរទៅរកយ៉ងមីនតែម្ដងយ៉ងមីនកំពុងតែជិះឡានឯណែទៅស្ទាក់ឡានគេស្ទាក់អីអញ្ចឹងនេះឃើញអញ្ចឹងទាំងនិយាយទៅថាភ័យម៉ាស្ទ័រទេជីយ៉ងបានមករកយ៉ងមីនហើយនិយាយបដាយំបដាហេតុអីបានជាបងនៅតែមិនចាំអញ្ចឹងពួកយើងជួបគ្នាជារៀងរាល់ថ្ងៃក្រែងបងថាស្រឡាញ់ខ្ញុំហេតុអីបានជាបងមិនចាំខ្ញុំអញ្ចឹងនិយាយបដាយំបដាគេក៏បានហែកឲ្យរបស់យ៉ងមីនតែម្ដងហើយពេលដែលហែកទៅពួកយើងក៏បានឃើញថាខ្លួនរបស់យ៉ងមីននិយាយពីថាមានស្នាមដេកច្រើនមែនតើទាំងអស់ហ្នឹងគឺជាអ្វីដែលជីយ៉ងតែងតែធ្វើទៅកាន់យ៉ងមីនអញ្ចឹងបន្ទាប់ពីនិយាយជាមួយនឹងគ្នាហើយពួកគេក៏បាននាំគ្នាមកនៅបន្ទប់ជួលរបស់ពួកគេនឹងឯងនៅពេលនោះជីយ៉ងក៏បាននិយាយទៅកាន់យ៉ងមីនថាបងត្រូវទៅស្ដាប់អូនបងត្រូវទៅរកហាងលក់អំពូលភ្លើងស្វែងរកអំពូលមួយដែលតំណាងឲ្យជីវិតរបស់បងត្រូវចាក់ចេញពីទីនេះបងត្រូវមានជីវិតរស់បន្តទៀតយ៉ងមីនណែគេនៅតែមិនទាន់យល់ទេថាជីយ៉ងកំពុងតែនិយាយអ្វីរឿងក៏បានបង្ហាញមកកាន់ពូតកងឡានវិញគាត់កំពុងតែស្វែងរកវិញ្ញាណមនុស្សផ្សេងទៀតដែលពួកគេមិនទាន់បានស្លាប់នឹងឯងនៅខណៈពេលនោះដែរគាត់ក៏បានជួបជាមួយនឹងយីវ៉ុនពេលដែលជួបយីវ៉ុនអញ្ចឹងពូតកងឡានក៏បាននិយាយសុំទោសគាត់ថាគ្រប់យ៉ាងគឺជាកំហុសរបស់គាត់ដោយសារតែគាត់ស្ដាយលុយព្រោះក្រុមហ៊ុនមិនព្រមចេញដើម្បីថ្លៃធ្វើឡាននោះទើបគាត់បដ ாய்ឡានបដ ாய்អីអញ្ចឹងធ្វើឲ្យមានឧបទ្ទវហេតុមួយនេះពេលនោះដែរវិញជីវ៉ុនហ្នឹងក៏បាននិយាយថាត្រូវហើយលោកក៏ធ្វើឲ្យខ្ញុំស្លាប់ប៉ុន្តែខ្លួនរបស់លោកក៏ស្លាប់តែតើអញ្ចឹងមិនបាច់បន្ទោសខ្លួនឯងពេកទេចាត់ទុកថារឿងហ្នឹងគឺជាកម្មពៀររបស់ពួកយើងដែលពួកយើងត្រូវឆ្លងកាត់រឿងនេះជីវិតរបស់យើងមានតែប៉ុណ្្នឹងតែប៉ុណ្ណោះពេលដែលស្ដាប់យីវ៉ុននិយាយហើយពូតកងឡាននិយាយពីថាកាន់និយមគាត់កាន់តែមានអារម្មណ៍ថាខ្លួនឯងខុសគ្រប់យ៉ាងដោយសារតែគាត់បានជាធ្វើឲ្យមនុស្សម្នាជាច្រើនអ្នកកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ហើយអ្វីដែលពួកគេនិយាយសុនហេហ្នឹងក៏កំពុងតែស្ដាប់ឮដែរបន្ទាប់ពីនិយាយហើយលោកពូហ្នឹងក៏បន្តដំណើរធ្វើទៅមុខទៀតពេលដែលមកដល់មកគាត់ក៏បានជួបជាមួយនឹងម៉ាក់របស់យុនជូពេលនោះដែរគាត់ក៏បាននិយាយសុំទោសទៅកាន់ម៉ាក់យុនជូដោយអ្វីដែលគាត់និយាយសុំទោសទៅកាន់វិញ្ញាណផ្សេងទៀតអញ្ចឹងនៅខណៈពេលនោះដែរម៉ាក់របស់យុនជូគាត់និយាយអត់បានទេ
ព្រោះថានៅក្នុងមាត់របស់គាត់សុទ្ធតែសម្លេងតែម្ដងណាដែលគេយកសម្លេងចូលក្នុងមាត់របស់គាត់ប៉ុន្តែគាត់ព្យាយាមនិយាយថាគាត់នឹងបានស្លាប់បាត់ទៅហើយតែកូនរបស់គាត់អត់ទាន់បានស្លាប់ទេកូនរបស់គាត់នៅមិនព្រមទៅជួបហាងលោកបន្លឺឡើយគាត់និយាយចឹងហើយគាត់ក៏បានដើរចេញពីទីនេះមិនយូរប៉ុន្មានម៉ាក់របស់យុនជូក៏បានធ្វើដំណើរមកដល់ហាងលក់អំពូលភ្លើងមួយហ្នឹងហើយគ្រាន់តែមកដល់ភ្លាមគាត់ព្យាយាមនិយាយទៅកាន់ពូម្ចាស់ហាងហើយក៏យកបន្តោងមួយដែលជាបន្តោងខ្សែករបស់យុនជូឲ្យពូម្ចាស់ហាងមើលពូម្ចាស់ហាងឃើញអញ្ចឹងស្គាល់ច្បាស់ណាស់ថាជារបស់យុនជូណាម៉ាក់យុនជូវិញព្យាយាមនិយាយផងលួងផងឲ្យពូម្ចាស់ហាងហ្នឹងមេត្តាជួយកូនរបស់គាត់ផងទៅពូម្ចាស់ហាងហ្នឹងនៅតែមិនព្រមដល់ពេលឃើញអញ្ចឹងម៉ាក់របស់យុនជូគាត់ខឹងដែរគាត់ក៏ចង់វាយចឹងអីពូម្ចាស់ហាងទៀតពូម្ចាស់ហាងក៏បានដោះវ៉ែនតាចេញហើយភ្នែករបស់គាត់ដូចជាសត្វខ្លាអញ្ចឹងដល់ពេលឃើញអញ្ចឹងម៉ាក់របស់យុនជូក៏មានអារម្មណ៍ថាមុខពូម្ចាស់ហាងដូចគ្នាទៅនឹងប៉ារបស់គាត់ព្រោះថាតាមពិតទៅម៉ាក់របស់យុនជូគឺជាកូនរបស់ពូម្ចាស់ហាងលោកអំពូភ្លើងនឹងឯងដែលគាត់មានឈ្មោះថាយូហុយអ្នកទាំងអស់គ្នាពេលហ្នឹងម៉ាក់របស់យុនជូព្យាយាមធ្វើកាយវិការដោយសារតែគាត់និយាយមិនបានគាត់ព្យាយាមប្រាប់ថាកូននេះជាកូនរបស់ប៉ាមិនក៏ប៉ាមកចាំកូនអញ្ចឹងគាត់ថែមទាំងយកស្ករគ្រាប់ហ្នឹងយកទៅឲ្យពូម្ចាស់ហាងញ៉ាំទៀតនៅពេលដែលឃើញកាយវិការទាំងអស់ហ្នឹងពូម្ចាស់ហាងគាត់ចាប់ផ្ដើមចាំបានហើយថាម្នាក់ហ្នឹងគឺជាកូនស្រីរបស់គាត់ដល់ពេលតែគាត់ចាំបានអញ្ចឹងនិយាយពីថាគាត់យំខ្លាំងមែនតើគាត់ហ្នឹងក៏បានអោបយំកូនស្រីក៏បន្ទោសខ្លួនឯងណាថាហេតុអីបានជាខ្លួនឯងហ្នឹងចំណាំកូនខ្លួនឯងបានយកមិនឲ្យចំណាំបានមិនភួរថាម៉ាក់របស់យុនជូគាត់ចាស់មែនតើមើលទៅឡើងចាស់ជាងប៉ារបស់គាត់ទៀតណគាត់អោបកូនបដាហ្នឹងក៏សម័យបដានៅពេលបើគាត់ជួបជាមួយនឹងម្ចាស់ហាងហើយគាត់បានយកអំពូលភ្លើងដែលតំណាងឲ្យជីវិតកូនស្រីរបស់គាត់ហ្នឹងយកទៅឲ្យកូនរបស់គាត់ហើយកូនរបស់គាត់ហ្នឹងក៏មានជីវិតរស់នៅបន្តទៀតតែពេលហ្នឹងកូនរបស់គាត់បានស្លាប់ទៅហើយចំពោះយុនជូវិញដោយសារតែមិនឃើញម៉ាក់នៅក្នុងផ្ទះគេក៏បានចុះចូលចដាយន្តដើម្បីទៅរកម៉ាក់តែពេលហ្នឹងនារីម្នាក់ហ្នឹងបានយកធ្វើកាយវិការដូចជាមិនឃើញយុនជូហ្នឹងចូលក្នុងចដាយន្តអញ្ចឹងយុនជូឃើញអញ្ចឹងដូចជាឆ្ងល់ដែរតើហើយឲ្យគេឃើញមិនបើខ្លួនឯងជាវិញ្ញាណហ្នឹងយុនជូដែលចូលមកក្រោមក៏បានចូលជាមួយនឹងពូតកងឡានក៏បាននិយាយថាមុននឹងខ្ញុំជួបម៉ាក់ឯងតែម៉ាក់របស់ឯងនិយាយមិនបានទេគាត់និយាយតែប៉ុណ្្នឹងអាការៈនៃវិញ្ញាណរបស់គាត់ហ្នឹងកំពុងតែធ្វើទុកវិញ្ញាណរបស់គាត់កំពុងតែចុះខ្សោយហើយយុនជូព្យាយាមហៅនារីម្នាក់ដើម្បីជួយបរិសម្នាក់នោះប៉ុន្តែថាពួកគេមិនឃើញទេពូតកងឡានក៏បាននិយាយថាពួកគេមើលយើងអត់ឃើញទេព្រោះថាពួកយើងគ្រាន់តែជាវិញ្ញាណតែប៉ុណ្ណោះដល់ពេលលឺអញ្ចឹងយុនជូក៏ចាប់ផ្ដើមនឹកឃើញរឿងរ៉ាវទាំងអស់តាមពិតនៅពេលដែលនាងតែងតែទៅរៀនគ្រូក៏មិនបានហៅឈ្មោះនាងពេលដែលមិត្តភ័ក្តិគេនិយាយគ្នាក៏ឃើញថាមិត្តភ័ក្តិមិនបាននិយាយជាមួយនឹងនាងទៀតនាងក៏ចាប់ផ្ដើមសម័យរឿងរ៉ាវទាំងអស់ពេលដែលនាងជួបអ្នកណាម្នាក់ព្យាយាមនិយាយជាមួយនឹងគេពួកគេមើលនាងអត់ឃើញទេបន្ទាប់ពីដឹងបែបហ្នឹងហើយយុនជូនិយាយពីថាខូចចិត្តខ្លាំងមែនតើនាងនឹងមិនចង់ទៅណាឡើយចង់នៅជាមួយម៉ាក់នាងក៏បានមកអង្គុយរោងចាក់ម៉ាក់នាងចឹងទៅមួយសន្ទុះក្រោយមកម៉ាក់របស់យុនជូនឹងក៏បានធ្វើដំណើរមកហើយគាត់ក៏បានកាន់អំពូលមួយដែលតំណាងឲ្យជីវិតរបស់យុនជូដែរគាត់បានឲ្យយុនជូប៉ាអំពូលមួយនឹងទៅប៉ុន្តែយុនជូក៏បានគវិះដែរចេញហើយនិយាយថាម៉ាក់កុំបខំកូនអីកូនអត់ចង់ទៅទេកូនចង់នៅជាមួយម៉ាក់កុំដេញកូនអីប៉ុន្តែមិនថាយុនជូព្យាយាមដេញប៉ុណ្ណាក៏ម៉ាក់របស់យុនជូនៅតែបង្ខំនាងឲ្យប៉ាអំពូលនឹងដដែលនឹងហើយយុនជូក៏បាននឹកខ្លួនឡើងទៅរឿងក៏បានបង្ហាញមកកាន់សុនហេណែពេលហ្នឹងសុនហេគេបានរៀបចំសម្លៀកបំពាក់យ៉ាងស្រស់ស្អាតហើយក៏បានលាទៅកាន់ជីវ័នដើម្បីធ្វើដំណើរទៅកាន់ហាងលំពូលភ្លើងមួយនោះពួកគេហ្នឹងលាគ្នាទាំងអាឡ័យពួកតាស្រឡាញ់គ្នាខ្លាំងមែនតើដើរតាមផ្លូវមកគេអត់យំទេដើមផ្លូវម្នាក់ឯងហ្នឹងសុនហេនិយាយពីថាយំខ្លាំងមែនតើហើយមិនមែនតែសុនហេទេជីវ័នអាណែក៏ឈឺចាប់ក៏យំមិនចាញ់គ្នាដែរព្រោះពួកគេហ្នឹងស្រឡាញ់គ្នាណាមិនយូរប្រហែលសុនហេហ្នឹងក៏បានធ្វើដំណើរមកដល់ហាងលក់អំពូលភ្លើងហើយពេលនោះនាងព្យាយាមរកអំពូលមួយដែលតំណាងឲ្យជីវិតរបស់ខ្លួនបន្ទាប់ពីរកឃើញហើយសុនហេក៏បានយកដៃហ្នឹងទៅប៉ះអំពូលភ្លើងមួយនោះទៅហើយរូបរាងកាយរបស់នាងដែលកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនាងក៏បានដឹកខ្លួនឡើងដែរក្រុមនៃគ្រូពេទ្យឃើញអញ្ចឹងនិយាយពីថាសប្បាយចិត្តខ្លាំងមែនតើប៉ុន្តែរំពេចសោកយើងក៏ស្រាប់តែឃើញថាវិញ្ញាណរបស់សុនហេបែរជាត្រឡប់មកផ្ទះទៅវិញហើយរាងកាយរបស់នាងនៅក្នុងមន្ទីរពេទ្យក៏បានស្លាប់ដែររឿងក៏បានលេងបកក្រោយយើងយល់បន្តិចនៅពេលដែលសុនហេគឺបានប៉ះអំពូលមួយនោះហើយនាងក៏បាននិយាយថាបន្ទាប់ពីខ្ញុំប៉ះវាហើយតើវានឹងមានอะไรកើតឡើងចំពោះជីវិតរបស់ខ្ញុំហើយប្រសិនបើអំពូលមួយនេះបែកតើខ្ញុំវិញ្ញាណរបស់ខ្ញុំនឹងមានអីកើតឡើង
ในใหญ่บ้านแต่ปันแน่สนให้นั่งก็ต้องแลอัมปูมวยนุ่มหอยอัมปูมวยนั่งก็บายสักใช่เนอไปได้ดำปูดำนางเอาจีบระบาปูเกตระบานบายเมนในทอนสนให้เก็บบ้านสลับนางไอ้อะไรนั่งเก็บบ้านโดนเนอจูมันยีบนจองสาบักเกยเรื่องก็บ้านบางให้มาการยงเม้นจูมันจียองเว้งเป็นนางปูเกนั่งก็ปองแต่ถั่วดำหนาวแต่ห้างหลวงปูเพลิงมนปูเกใบนี้ปูเกนั่งก็บ้านเอานี้ดำใบเลียนี้เองจังนะให้ก็เหมือนเพลย์สารเพียบแทโอนสลายบองสลายโอนบนดำใบนี้นั่งได้เปได้ยงมิ้นทั่วดำนาดาหางหลวงปูเพลิงหายยงมิ้นก็จับดำรองปูเพลิงนามวยได้ดำนางเอาจูบระบักโลนเนอเปได้เราเคยหายยงมิ้นก็บ้านยอดได้ระบักโลนนั่งเตยจับปูเพลิงมวยนูบรรทอมเมื่อแกก็บ้านทั่วดำนามาการวิพมนุธรรมดาเว้นเนอเปได้เคยจังจียงอันแน่บ้านจำแต่ยมประธานยังอันยูพิธาสลายคเนมันแตนไปเนี่ยนังอันแน่เรื่องกับบ้านบางฮาได้แย่เปใบคายคลายม้าในครองมันตีแปดได้เป็นนังเซอร์พรอมเนตได้เมนทัวทาจีอ๋องอาการรถบักเก้บ้านทูภาษาเหมือนแต่ในให้ก็เตยเจนมันตีแปดในทางนี้ได้ในกรูปร่างแทนแต่เตยสบายเจิงไอเกเตนอโปรธาสบายเจิงจ่าบักเก้นั่งบันโคย้ายปตอปีเลเซอร์หายนางก่อนนั่งกับบ้านจะเจนเตอเปโนยังกับบ้านเคินทาในเปได้ในกรูลงตักในกรูกับบ้านปราปูตะกองลานไอปูตะกองลานเตอปราวิญญาณตึงอ๋ออาศัยเราอมปูเพลิงดำใบจูจิเวิร์ดให้ก่อนนั่งกับบ้านปราบแต่การวิญญาณរបស់จีយ៉ងឲ្យប្រាវិញ្ញាណរបស់យ៉ងមីនដើម្បីឲ្យវិញ្ញាណរបស់យ៉ងមីនស្វែងរកអំពូលភ្លើងដើម្បីឲ្យគេមានជីវិតនិយាយរួមរឿងរ៉ាវទាំងអស់ក្រោយខ្នងរបស់អ្នកគ្រូនឹងឯងហើយរឿងក៏បានបង្ហាញមកការលពូលអំពូលភ្លើងឯណែពេលហ្នឹងមានលពូម្នាក់គាត់ได้យកអំពូលភ្លើងមកឲ្យនិយាយពីថាអំពូលឡើងច្រើនមែនតើគាត់ឲ្យយើងឃើញអញ្ចឹងយើងដឹងហើយថាមានមនុស្សសម្លាប់យ៉ាងច្រើនអ្នកទៀតហើយបន្ទាប់មកយើងទៅមើលជីវិតរបស់យុនជូវិញពេលហ្នឹងប៉ារបស់យុនជូនឹងក៏បានជួនកូនហ្នឹងមកការរៀនមុននឹងចូលទៅដល់រៀនគាត់ក៏បានលើកទៅចិត្តទៅកាន់កូនស្រីផងដែរទោះបីជាពេលនេះយុនជូមិនបាននៅជាមួយម៉ាក់តែនាងក៏បាននៅជាមួយប៉ាដែរចំពោះរៀននៅថ្ងៃនេះអ្នកគ្រូក៏បានប្រកាសថាថ្ងៃហ្នឹងមានប្រឡងដែលប្រឡងហ្នឹងតម្រូវឲ្យសិស្សៗហ្នឹងប្រឡងជាក្រុមអីអញ្ចឹងណាយុនជូដោយសារតែអត់បានរៀនជាច្រើនខែនាងក៏បានសុំដល់ខ្លួនប៉ុន្តែមិត្តរបស់នាងនិយាយថាអត់អីទេយុនជូឯងចូលក្រុមជាមួយខ្ញុំក៏បានដែរនិយាយពីថាមិត្តឆ្លាញ់យុនជូខ្លាំងមែនតើប៉ុន្តែយុនជូក៏បាននិយាយថាតែខ្ញុំអត់សូវស្រួលខ្លួនទេខ្ញុំសូមចេញទៅក្រៅទៅបន្ទប់រៀននៅថៃយិកាហើយនិយាយបែបនៅហើយយុនជូគេក៏បានដើរចេញមកក្រៅព្រោះតែមិនចង់ឲ្យមិត្តភ័ក្តិពិបាកដោយសារតែខ្លួននេះអញ្ចឹងណាចំពោះហាងឯណែលោកពូឥឡូវហ្នឹងគាត់ចាំអំពូភ្លើងលោកអំពូភ្លើងមិនតែម្នាក់ឯងទៀតទេមានសត្វឆ្កែដែលជាក្រុមសង្គ្រោះហ្នឹងបាននៅហើយគាត់ហ្នឹងក៏បានធ្វើការជាមួយនឹងកូនរបស់គាត់ទៀតព្រោះថាម៉ាក់របស់យុនជូឥឡូវខ្លាចជា assistant លោកពូហើយនិយាយពីថាពីអ្នកប៉ាកូនគេឡើងតំណងមែនតែនលោកពូហ្នឹងក៏សួរទៅកាន់កូនរបស់គាត់ថាឯងត្រូវការស្គាល់គ្រាប់អត់ហើយកូនឡើងចាស់ទៅហើយគាត់និយាយថាប៉ាកូនមិនក្មេងណាតួកូនចាស់ក៏កូននៅតែជាក្មេងសម្រាប់ប៉ាដែរពួកគេក៏បានរស់នៅទីនេះមើលថាអំពូភ្លើងទាំងអស់ហើយនិយាយពីថាអំពូភ្លើងវិញមិនមែនតែមួយទេមានច្រើនមែនតែនតាមកន្លែងផ្សេងៗគ្នាចំពោះយុនជួនេះវិញក៏បានជួបក្មេងស្រីម្នាក់ដែលម្នាក់ហ្នឹងគឺជាខ្មោចនៅសាលានឹងឯងក្មេងស្រីម្នាក់នោះក៏បាននិយាយថាអញអត់ចាំខ្ញុំទេមែនពួកយើងធ្លាប់ស្គាល់គ្នាណាពេលនោះយុនជូហ្នឹងក៏បាននឹកឃើញពេលដែលនាងនៅជាវិញ្ញាណនាងក៏បានឃើញក្មេងស្រីម្នាក់នាងតែងតែឈរនៅសាលាជានិច្ចហើយមិនមែនមានតែម្ដងទេពួកគេអាសាជួបគ្នាខ្លាំងមែនតើជួបនៅកន្លែងនេះជួបនៅកន្លែងនោះខ្មោចស្រីម្នាក់ហ្នឹងក៏បាននិយាយថាគឺអត់មានណាគេរាប់អានខ្ញុំទេព្រោះគេមើលខ្ញុំអត់ឃើញមានតែឯងតែពេលហ្នឹងឯងខ្លះទៅជាមនុស្សហើយខ្ញុំទៅរស់នៅតែម្នាក់ឯងទៀតហើយបន្ទាប់មកទៀតរឿងក៏បានបង្ហាញមកកាន់លោកពូប្លីសងវិញលោកពូប្លីសងគាត់បានជាហើយគាត់ក៏បានធ្វើដំណើរមកកាន់ហាងលោកពូលក់មីគ្រឿងហើយពេលហ្នឹងនិយាយពីថាត្រូវគ្នាមែនតែនពូគាត់មើលទៅឡើងដូចមិត្តភក្តិនឹងគ្នាពូមីគ្រឿងឆុងកាហ្វេឆុងអីឲ្យគាត់ទៀតណោះលោកពូប្លីសងហ្នឹងក៏បាននិយាយថានៅពេលដែលគាត់ជួបគ្រោះថ្នាក់គាត់បានលើសំឡេងរបស់ពូម្ចាស់ហាងលក់មីគ្រឿងមួយហ្នឹងគាត់តែងតែរត់ដេញតាមសំឡេងមួយនោះរហូតធ្វើឲ្យគាត់បានជួបជាមួយនឹងហាងលក់ពន្លឺភ្លើងគាត់ពិតជាអរគុណទៅកាន់ពូលក់មីគ្រឿងខ្លាំងណាស់ដែលបានជួយជីវិតរបស់គាត់លោកពូលក់មីគ្រឿងគាត់ក៏បាននិយាយអំពីប្រវត្តិគាត់ម្ដងតាមពិតទៅគាត់ជាមនុស្សមែនប៉ុន្តែមិនមែនជាមនុស្សធម្មតាណាគាត់គឺជាយមទូតដែលមានតួនាទីយកវិញ្ញាណទាំងអស់ដែលបានស្លាប់ទៅកន្លែងដែលគួរទៅហើយគាត់បានយកមីគ្រឿងនឹងទៅឲ្យលោកតាញ៉ាំដើម្បីជាជីវិតចុងក្រោយរបស់គាត់ប៉ុន្តែឥឡូវហ្នឹងគាត់ហត់ជាមួយនឹងការងាររបស់គាត់ណាគួបផ្សំនឹងរាងកាយរបស់គាត់ទៅណារងរបួសទៀតគាត់ក៏បានដោះវ៉ែនតាខ្មៅរបស់គាត់ចេញហើយលោកពូប៉ូលីសក៏បានយកវ៉ែនតាខ្មៅហ្នឹងយកមកពាក់ម្ដងលោកពូប៉ូលីសក៏បានខ្លាចទៅជាយមទូតដែរ
គាត់đã lì cho bị càng nghe chỉ bể bàគាត់đây mà thua chỉ dùng mà tô đánh chạp bị nhiên ấy mà đó nè cam môn nó chạp chân mơ ở lời nắng bắt đầu mà chạp bị nhiên mới chẳng mày đá chịu vật ní rướng có ban bằng hai mà can này group bed vĩnhในครูเปิดยงจีก็บานมาធ្វើការทำธรรมดาពេលនោះในคរូเปิดก็បានជួយជាមួយនឹងបារម្ភម្នាក់ហើយបារម្ភអ្នកហ្នឹងក៏បាននិយាយទៅកាន់អ្នកគ្រូពេទ្យថាខ្ញុំស្វែងរកនាងជាច្រើនថ្ងៃហើយរយូរមែនតើនៅថ្ងៃមួយនោះដែលមានកលាន់កលាប់ឡានមួយហ្នឹងក៏ធ្វើឲ្យប៉ះខ្ញុំមកឈឺខ្លាំងមែនតើខ្ញុំបានព្យាយាមប្រាប់អ្នកគ្រូឲ្យអ្នកគ្រូជួយសង្គ្រោះខ្ញុំផងហេតុអីបានជាអ្នកគ្រូមិនជួយខ្ញុំរហូតដល់ពេលនេះខ្ញុំក៏បានស្លាប់វិញ្ញាណរបស់ខ្ញុំក៏នៅតែតោអញ្ចឹងខ្ញុំមកស្អប់អ្នកគ្រូណាខ្ញុំមកនឹងសម្រាប់អ្នកគ្រូជាមិនខានហើយគាត់ហ្នឹងក៏បំរុងនឹងសម្រាប់ទៅកាន់អ្នកគ្រូប៉ាត់យងជ័យទៀតអ្នកគ្រូប៉ាត់យងជ័យនិយាយវិថាព្យាយាមរត់ពេលហ្នឹងលោកគ្រូប៉ូលីសសងឥឡូវខ្លាចជាយមទូតសងហើយអ្នកអរគ្នាគាត់ដែរបានចេញមកនិយាយវិថាដល់វ៉ែនតាខ្មៅលេងភ្លាមភ្នែករបស់គាត់ហ្នឹងក៏ស្រាប់តែប្រែដូចជាសត្វខ្លាអញ្ចឹងឥឡូវហ្នឹងក៏បដូរទន្ទីហើយអ្នកអរគ្នាឥឡូវយើងទៅមើលវិញ្ញាណរបស់យងមីនណែយងមីនណាគេបានដឹកខ្លួនឡើងវិញហើយប៉ុន្តែដោយសារតែរបួសនឹងធ្ងន់ធ្ងរពេកនៅត្រង់ចង្កេះធ្វើឲ្យគាត់ហ្នឹងពិការត្រូវជារតែយុទ្ធរុញណាពេលនោះដែរយងមីនហ្នឹងគាត់បានមកដល់កន្លែងកើតហេតុគាត់ក៏បានយកទូរស័ព្ទរបស់គាត់ហ្នឹងដើម្បីបើកមើលក៏ឃើញសារប្រពន្ធរបស់គាត់បានលេងជាមួយនឹងគាត់ណាជាមួយនឹងម៉ាក់របស់គាត់ថាអូនឹងទៅកន្លែងដែលបងទៅគឺនឹងសម្លាប់ខ្លួនដោយសារតែគិតថាយងមីនហ្នឹងបានស្លាប់ដឹងអញ្ចឹងយងមីនណាខូចចិត្តខ្លាំងមែនតើពេលដែលគេមកដល់បន្ទប់ជួលហើយព្យាយាមចុចលេខកូដសម្ងាត់ដើម្បីចូលទៅក្នុងបន្ទប់ប៉ុន្តែចូលអត់បានទេនៅសុកអំពូលនៅហ្នឹងក៏ងងឹតបាត់ទៀតយងមីនណាព្យាយាមលើកដៃឡើងរាដៃដើម្បីឲ្យបំពូលនឹងភ្លឺអ្វីដែលបានរាដៃហ្នឹងគឺដូចគ្នានៅពេលដែលគាត់រាដៃហើយទៅកាន់ជីយ៉ងណាហើយនៅសុកហ្នឹងអំពូលភ្លើងនៅទីនេះក៏បានភ្លឺឡើងទាំងអស់តែម្ដងហើយនៅសុកពួកយើងក៏បានឃើញថាជីយ៉ងស្រាប់តែមកនៅលើជងជុំមុខរបស់យងមីនណារឿងមួយហ្នឹងក៏បានចប់ទៅត្រឹមហ្នឹងឯងអរគុណច្រើនអ្នកទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អនៅក្នុងឆ្នាំ2025អរគុណច្រើនជម្រាបលាបាយបាយ